បាទឥឡូវដល់ហើយគ្រាន់តែប៉ុណ្ណឹងអស់ពេលនេះបិទសាសផ្អែមបន្លែឥឡូវកុំឲ្យខាត់ពេលយូរព័ត៌មានដែលត្រូវជម្រាបជូនបងប្អូនថ្ងៃនេះមានដូចតទៅទី1កម្ពុជាអួតវិមានឈ្នះឈ្នះទាហានថៃរូតរះសម្រុកសាងសង់របងព្រំដែនពីបេតុងប្រវែង100គីឡូម៉ែត្រតើការផ្សាយអំពីភាពខ្លាំងរបស់ថៃជាអំពើក្បត់ជាតិកម្ពុជាដែរឬយ៉ាងណាតើកម្ពុជាពិតជាមានឯកភាពជាតិពេញលេញតាមរយៈនយោបាយឈ្នះឈ្នះលោកហ៊ុនម៉ាណែតរវល់រើសដុំថ្មចោលឆ្កែរឿងសញ្ញាបត្របណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point ស្នងការដ្ឋាននគរបាលខេត្តកំពតការពារជំហរមិនបង្ហាញមុខមន្ត្រីសង្ស័យ32នាក់រឿងលួចគាស់វត្ថុតាងការហុចអំបោះស្រណោះដៃកំពុងប្រឡាយការសម្ងាត់យោធារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាថាអ្នកស្ម័គ្រចិត្តចូលហាត់ទាហានដំបងសុទ្ធតែជាកូនកម្មាភិបាលពលរដ្ឋរិះគន់រឿងកូនចៅអ្នកមានអំណាចបង្អួតរថយន្តស៊េរីទំនើបក្នុងពេលដែលប្រជាពលរដ្ឋនិងទាហានជួរមុខគ្មានអាហារហូបចុកគ្រប់គ្រាន់ការបោះឆ្នោតជុំជម្រុះនៅរដ្ឋកាលីហ្វ័រញ៉ាបិទបញ្ចប់នៅថ្ងៃទី2ខែមិថុនានេះហើយលោកត្រាំចេញពីបន្ទប់ស្ថានភាពដៃទទេរឿងអ៊ីរ៉ង់និងសរុបព្រឹត្តិការណ៍ប្រចាំថ្ងៃបាទបងប្អូនឥឡូវព័ត៌មានដំបូងទៅមុនគឺតកតងនឹងកម្ពុជាអួតពីវិមានឈ្នះឈ្នះទាហានថៃរូតរះសាងសង់របងព្រំដែនបេតុងប្រវែង100គីឡូម៉ែត្រតាមពិតលបងបេតុងប្រវែង100គីឡូម៉ែត្រនេះគឺថៃគ្រោងសាងសង់ឲ្យចប់ក្នុងរយៈពេល2ឆ្នាំអញ្ចឹងឆ្នាំនេះឆ្នាំ26 28គឺគេត្រូវធ្វើឲ្យចប់ហើយរបងបេតុងនេះណាគឺគេធ្វើតាំងពីស្រុកគម្រៀងតាភ្នំទ្របខេត្តព្រះវិហារមាននៅគម្រៀងបាត់ដំបងអីហ្នឹងគឺឃើញធ្វើបដាហើយក៏ប៉ុន្តែសំណួរសួរទៅវិញថាតើថៃសង់លបងបេតុងហ្នឹងវាខុសអីចង្រៃអីដីគេអញ្ចឹងហ៎គេចង់និយាយអញ្ចឹងគេធ្វើអីស្រេចគេតើហេតុអីបានជាយើងទៅឈឺក្បាលព្រោះលបងគេធ្វើទៅប៉ុន្តែអាការសង់របងព្រំដែននេះវាមិនមែនជាការធ្វើបានស្រេចចិត្តទេព្រោះបើមិនចឹងយើងមិនមែនហៅព្រំដែនទេយើងហៅការសង់របងក្នុងដីខ្លួនឯងបាត់ទៅហើយតែនេះគឺជាព្រំបានន័យថាវានៅជាប់គ្នាវាប្រក់វាស៊ីត្រួតស៊ីគ្នានៅក្នុងតំបន់ណាមួយផ្នែកណាមួយហ្នឹងគឺដូចព្រំផ្ទះអញ្ចឹងព្រំផ្ទះដូចដបូលយើងអញ្ចឹងគឺនៅអាកន្លែងកាច់ជាពីរអញ្ចឹងព្រំហ្នឹងគឺបានន័យថានៅកងលើគ្នាហ្នឹងគឺបានន័យថាធ្លាក់មកស្រយាបខាងនេះផងធ្លាក់មកតាក់ខាងនេះផងគឺវាជាព្រំនៅខណ្ឌបានន័យថានៅជាប់ត្រួតស៊ីគ្នាកន្លែងហ្នឹងអញ្ចឹងព្រំដីបានន័យថាជាព្រំដែនគឺកន្លែងជាប់គ្នារវាងដែនអធិបតេយ្យនៃប្រទេសទាំងពីរហើយបើមានជាប់គ្នាអញ្ចឹងត្រូវសង់លបងអីយើងអាចសង់តែម្នាក់ឯងបានទេព្រោះវាត្រូវតែប៉ះពាល់ដែនអធិបតេយ្យម្ចាស់ផ្ទះឬក៏អ្នកនៅភូមិផងលបងជាមួយនឹងឯងមិនអញ្ចឹងដូច្នេះក្នុងន័យនេះគឺថៃចាប់ផ្ដើមរូតរះសម្រុកធ្វើជាឯកតោភាគីក៏ប៉ុន្តែខ្មែរយើងចម្លែកមិនចេះពេលដែលថៃធ្វើលបងដោយឯកតោភាគីនេះណាគឺមានការខ្វែងយោបល់គ្នាដែលគួរឲ្យព្រួយបារម្ភមែនតើព្រោះក្រសួងការបរទេសកម្ពុជាធ្លាប់ចេញសេចក្តីថ្លែងការណ៍ថ្មីនេះបដិសេធឬក៏អំពាវនាវឲ្យថៃហ្នឹងណាឬក៏ចាត់ទុកថាអំពើនេះជាអំពើខុសច្បាប់ឈ្លានពានទន្ទ្រានដែនអធិបតេយ្យកម្ពុជាសង់លបងនៅបង្គោលលេខ5ប្រមាណដល់5ប្រមាណនៅឯគម្រៀងខេត្តបាត់ដំបងហ្នឹងជាពិសេសនិងកន្លែងផ្សេងទៀតដែលកំពុងធ្វើដែរប៉ុន្តែចម្លែកមែនតើអភិបាលខេត្តបាត់ដំបងលោកសុកលូគាត់មកថ្លែងសារថាអាលបងហ្នឹងគេធ្វើរបស់គេទេអាហ្នឹងជាកម្មសិទ្ធិរបស់គេវាមិនប៉ះពាល់ចូលដីខ្មែរមិនបាច់សុំច្បាប់សុំអីកម្ពុជាទេព្រោះរឿងគេឲ្យឯកភាពគឺថាឯកភាពគ្នារួចទៅហើយអញ្ចឹងទៅដែលរឿងនេះគឺផ្ទាស់ជាមួយនឹងក្រសួងការបរទេសដែលជាមេបារបស់ខ្លួនដែលធ្វើឲ្យប្រជាពលរដ្ឋយូរទៅឮសូរអភិបាលខេត្តដែលជាម្ចាស់ទឹកម្ចាស់ដីការពារដែនអធិបតេយ្យយើងនៅហ្នឹងថាអត់អីវាទៅជាកើតរឿងអត់អីដែរដល់ពេលហើយឥឡូវមិនមែនតែរឿងអត់អីទៅនៅតំបន់គម្រៀងខេត្តបាត់ដំបងហ្នឹងទេគឺពីភ្នំទ្របនៅខេត្តព្រះវិហារទៅគឺថៃចាប់ផ្ដើមយកលបងបេតុងហ្នឹងយកមកតម្រៀបដើម្បីគ្រោងធ្វើឲ្យផុត100គីឡូម៉ែត្រតើ100គីឡូម៉ែត្រនៅក្នុងព្រំដែនហ្នឹងយើងព្រមព្រៀងគ្នាយ៉ាងដូចម្ដេចទៅបើយើងឆ្លោះគ្នាមកយកហើយហ្នឹងតើយើងអាចទៅឲ្យថៃសង់ម្នាក់ឯងយ៉ាងដូចម្ដេចខ្ញុំពងតែឆ្ងល់ហើយតើយើងនឹងធ្វើយ៉ាងដូចម្ដេចហើយថៃហ្នឹងក៏តែអញ្ចឹងដែរថៃគឺជាមនុស្សខូចមែនតើយើងកំពុងតែមានរឿងជាមួយគ្នាដោះស្រាយអត់ទាន់រួចផុតអីផងយើងស្រូតនៅក្នុងការយកលបងយកមកបរិយាយលើព្រំដីដែលអត់បានត្រូវគ្នានឹងតើយើងរករឿងប៉ុណ្ណាទៅតើយើងខូចប៉ុណ្ណាប៉ុន្តែការខូចរបស់ថៃនេះគឺខូចរបៀបឆ្លាតហើយខ្សែលើដោយសារទី1កម្ពុជាអត់ប្តឹងថៃទៅតុលាការអន្តរជាតិដល់អញ្ចឹងថៃដឹងថាយើងអត់ប្តឹងអញ្ចឹងគឺអូសហ្មងកាលាការទូតក៏ខ្មែរអត់ឈ្នះថៃព្រោះអីអត់មានប្រទេសណាថ្កោលទោសថៃសុំអីតែម្នាក់ឬក៏មួយប្រទេស
ហើយយើងទៅតតាំងគ្នានៅអង្គការសហប្រជាជាតិយើងនិយាយតែពីខាងយើងថៃគេសក់មកយើងវិញគេពមៀនយើងទៀតថាបើហ៊ានតែនិយាយចឹងទៀតចោតថៃថាឈ្លានពានកម្ពុជាទៀតគឺថៃនឹងបិទអាច្រកចរចាបិទអាស្អីស្អីហ្នឹងគឺដូចថានិយាយទៅគឺរំលោភយើងហើយជនរងគ្រោះទៅសារស័ព្ទថ្លាថ្លៃអំពីអំពើរំលោភលើរូបរាងកាយដែលពីភាគីថៃត្រូវបានភាគីថៃយកដៃសកត់មាត់ចាស់កាភ្លៀង4 5ដៃទៀតនេះរឿងនេះគឺរឿងដូចអញ្ចឹងហ៎បងប្អូនហើយយើងនៅតែទៅទៀតទៅស្រែកប្រាប់អំពីវនាវទៀតប៉ុន្តែអត់ទៅប្តឹងរកអាជ្ញាធរមានសមត្ថកិច្ចណាដើម្បីបង្ក្រាបថៃទេយើងសុកចិត្តឲ្យថៃផ្ទះកាភ្លៀងយើងច្បាច់មាត់យើងអីអញ្ចឹងទៀតទៅនេះគឺជាអ្វីដែលយើងកំពុងតែធ្វើអញ្ចឹងថៃបានចិត្តមែនតើអាថៃបានចិត្តហ្នឹងហើយដែលធ្វើឲ្យរឿងរកម្មចិត្តហើយដល់អញ្ចឹងទៅយើងឃើញគេដាក់កុងតឺន័រយើងឃើញគេដាក់បន្លាលួសយើងឃើញគេដាក់អីហ្នឹងគឺស្រេចក្បាលវ៉ាល់គេគឺថាទៅហ៊ានចុះមកព្រំដែនតាមមើលបង្គោលព្រំដែនគេច្អល់នៅកន្លែងណារបស់គេឥឡូវហ្នឹងវាអត់អាចនឹងយើងទៅប្រឈមមុខប្រដាប់អាវុធជាមួយថៃនឹងបានច្រើនកន្លែងទេដោយសារអីគេគ្រប់គ្រងត្រួតត្រាទីតាំងច្រើនដែលគេវាយបានហើយយើងអនុញ្ញាតសញ្ញេឲ្យគេនៅណានៅហ្នឹងអញ្ចឹងជាឱកាសគេនៅក្នុងការលុកនៅក្នុងដែនអធិបតេយ្យកម្ពុជាបានស្រេចតែក្បាលចិត្តតែម្ដងហើយទៅច្អល់ចុះច្អល់ឡើងធ្វើលបងហ្នឹងទៅកម្ពុជាបានដែរគឺតវ៉ាគ្មានទីបញ្ចប់ដែរព្រោះយើងតវ៉ាមិនអោយថៃធ្វើអីស្រេចតែចិត្តទេក៏ប៉ុន្តែការតវ៉ាមិនមែនជានីតិវិធីតាមផ្លូវអន្តរជាតិទេយើងជាពិធីការទូតមែនហើយយើងប្រាប់ថៃក៏ប៉ុន្តែអន្តរជាតិគឺតតែយើងប្រើច្បាប់ប្រទេសមួយដែលរំលោភដែនអធិបតេយ្យប្រទេសមួយយើងអាចប្រើការទូតចេញទេនៅពេលដែលមនុស្សមួយខាងទៀតអត់ស្ដាប់ការទូតអីផងហ្នឹងយើងទៅចរចាការទូតជាមួយថៃយ៉ាងដូចម្ដេចទៅបើសុកសេដ្ឋកិច្ចបិទព្រំដែនយើងចោលតែតែម្ដងគេបិទចោលធ្វើដូចអត់មានរឿងអីកើតឡើងហើយយើងបិទតាមគេអញ្ចឹងដែរយើងធ្វើមិនហើយទៅអាហ្នឹងតើយើងឲ្យថៃអត់គោរពច្បាប់អត់គោរពទម្លាប់អីសោះតើយើងទៅលេងលបែងថៃគោរពច្បាប់យ៉ាងម៉េចយើងលេងលបែងគោរពច្បាប់គោរពទំនៀមទម្លាប់សន្តិភាពតែពេលភាគីម្ខាងទៀត fair play អនុវត្តគោលការណ៍លេងឲ្យស្មើភាពយុត្តិធម៌តែម្ខាងទៀតដូចលេងបាល់ទាត់អញ្ចឹងយើងទៅលេងអាម៉េចខោទាញសម្រាតផងកែងដៃផងខ្មងជើងកាប់ផងដួលធាក់ផងអូយើងលេងមិនឈ្នះយើងឈ្នះ fair play អូខេយល់ឥឡូវចាំមើល World Cup នេះចិត្តមកដល់ទៀតតែមើលអាការប្រកួតកីឡាបាល់ទាត់ពិភពលោកនេះអ្នកដែលឈ្នះ fair play អាលេងបានល្អអត់លំលោភអត់បំពេញគេទៅវិញបានតែគូតខោទេអត់ដែលបានឈ្នះទេក៏ប៉ុន្តែយើងក៏អត់ចង់ឲ្យទៅអីច្រើនដួលគេអញ្ចឹងដែរប៉ុន្តែនៅក្នុងការដែលលេងគេលេងប្រឡូកពកបាក់បោចសក់បោចអីអស់ហើយយើងនៅ fair play តែយើងលេងយ៉ាងម៉េចទៅកើតទៅអានេះហើយយើងនឹកឃើញពីរឿងគណៈបកប្រជាជនកម្ពុជាធ្វើបាបគណៈបកប្រឆាំងគឺគណៈបកសង្គ្រោះជាតិគឺលេងអារបៀបបោចសក់អញ្ចឹងលេងអារបៀបច្រើនរបៀបរុញរបៀបអីអញ្ចឹងទៅហើយដល់ពេលហើយនៅពេលដែលគណៈបកសង្គ្រោះជាតិឡើងមកវិញជួនកាលចង់លេងអារបៀបប្រឡូកពកបាក់ដែរចាប់គេដាក់គុកររឿងគេថាខុសគ្រប់នីតិវិធីគេស្អីក៏ខុសដែរតែអាខ្លួនឯងធ្វើអីក៏ត្រូវដែរហើយកែច្បាប់ឲ្យត្រូវឲ្យយុទ្ធដូចកស៊ូតែអញ្ចឹងវាបង្កើតភាពអយុត្តិធម៌ដល់ខាងគណៈបកសង្គ្រោះជាតិនឹងថាជុះចាត់មែនតើខ្មែរគ្នាឯងគឺអយុត្តិធម៌គ្រប់រឿងធ្វើបាបគ្នាម្ដងហើយម្ដងទៀតខ្មែរគ្នាឯងហ្នឹងគឺបើថាស្រែកងើបឡើងតតាំងអំពីការរំលោភរបស់គេចាប់ណែឯងដាក់គុកគ្រួសារទៅតវ៉ាចាប់គ្រួសារដាក់គុកទៀតរឿងយុត្តិធម៌ហ្នឹងហើយចឹងបើថាអត់មានច្បាប់សរសេរច្បាប់ដើម្បីចាប់ណែឯងដាក់គុកឲ្យបានតាក់ទងនឹងការតស៊ូរយុត្តិធម៌រឿងគេរំលោភអាអ្នករំលោភអត់ចាប់ទេឥឡូវថៃធ្វើបាបយើងដូចគ្នាយើងអញ្ចឹងគេមករំលោភដែនអធិបតេយ្យរបស់យើងបានតែស្រែកទៅដល់ពេលឲ្យគេខ្ទប់មកគេផ្ទះកាភ្លៀងឥឡូវគេថែមទៀតហើយគេរករឿងយើងសពបែបយ៉ាងតែរឿងគេថាយើងនិយាយច្រើនពេកគេមករំលោភថែមទៀតអញ្ចឹងអយុត្តិធម៌មែនតើខ្ញុំអាសូរកម្ពុជាយើងខ្លោចចិត្តខ្ញុំនិយាយមែនតើថៃនេះគឺខ្ញុំនៅកោតទោសគ្មានទីបញ្ចប់ទេគឺថៃប្រព្រឹត្តអំពើឈ្លានពានដែលមិនអាចអនុគ្រោះបានតតែសោះត្រូវសងសំណងផងត្រូវរឿងច្រើនយ៉ាងណាស់ដែលថៃសុំទោសសងសំណងលាក់នឹងលាក់ក៏ប៉ុន្តែអាទាំងអស់ហ្នឹងយើងធ្វើអត់បានដោយសារតែតតែយើងប្តឹងគេដែលយើងធ្វើតាមរបៀបយើងគឺគេនឹងរករឿងយើងដូចតែគ្នាហ្នឹងជុលកៅភើងទៅចាប់ប៉ុណ្ណឹងបានថៃក៏ស្លាប់ខ្មែរក៏ស្លាប់ថៃក៏ខូចខាតខ្មែរក៏ខូចខាតបំភ្លេចតោះជូតទឹកភ្នែកបន្តដំណើរទៅទៀតអាដីដែលបានប្រហែលយកប៉ុណ្ណឹងលែងគិតគូអីនាំតែឆ្លោះគ្នាទៀតយើងគិតពីរឿងទៅពីថ្ងៃហ្នឹងទៅមុខចប់អញ្ចឹងបានថាឥឡូវនេះរឿងដែលសំខាន់នៅពេលដែលថៃកំពុងរាយលបងកម្ពុជាក៏មិនណយដែរគឺយើងអួតអំពីសមិទ្ធិដ៏អស្ចារ្យតាក់ទងនឹងសំណង់វិមានឈ្នះនៅខេត្តកោះកុងថ្ងៃនេះគឺរវល់មកប្រទេសហ្មងគ្រប់បណ្ដា
ហេដ្ឋារចនាសម្ព័ន្ធដឹកនាំរដ្ឋក្រសួងការពារជាតិក្រសួងផ្សេងប៉ូលីសកងរាជវត្តហាត់ឬក៏អ្នកណាទាំងអស់ហ្នឹងគឺនាំគ្នាទៅសម្ពោធវាមានឈ្នះនៅដែនដីកោះកុងដែលកម្ពុជាអះអាងយ៉ាងមានមោទនភាពថាវិមានឈ្នះនេះគឺជាវិមានប្រវត្តិសាស្ត្របង្ហាញអំពីភាពខ្លាំងរឹងមាំរបស់កម្ពុជាតាមប្រសាសន៍របស់លោកអឺទាសីហាដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិដែលថ្លែងសារនៅពេលនោះលោកថាវិមានឈ្នះនេះគឺជាវិមានប្រវត្តិសាស្ត្របង្ហាញរំលឹកការចងចាំមួយរបស់វីរៈកងទ័ពវីរៈយុទ្ធមិត្តវីរៈប្រជាពលរដ្ឋខ្មែរយើងដែលតស៊ូបដូរផ្ដាច់នៅក្នុងសង្គ្រាមស៊ីវិលរហូតតតែរៀបចំឲ្យមានសុខសន្តិភាពនិងឯកភាពជាតិពេញលេញទូទាំងប្រទេសខ្ញុំពេញចិត្តមែនតើពេញចិត្តរឿងឈ្នះពាក្យថាឈ្នះនេះបងប្អូននយោបាយឈ្នះនេះគឺមែនតើទៅរដ្ឋាភិបាលកម្ពុជាសំដៅទៅលើការដែលរំលាយអង្គការចាត់តាំងរបស់ខ្មែរក្រហមអានេះគឺជាសារឈ្នះហ្នឹងគឺលោកហ៊ុនសែនចង់សម្ដៅទៅលើការតស៊ូប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការរំលាយអង្គការចាត់តាំងរបស់ខ្មែរក្រហមហើយពាក្យថាឈ្នះនេះភាគច្រើនគឺសម្ដៅទៅលើការសណ្ដោះប្រោះប្រណីធ្វើសមាហរណកម្មពួកទាហានឬក៏កម្មាភិបាលខ្មែរក្រហមកាលពីជំនាន់ឆ្នាំប្រហែលជា97ឬ9អីហ្នឹងពេលមានកម្មវិធីសមាហរណកម្មធំណាស់នៅពេលនោះហើយដែលទ័ពខ្មែរក្រហមកម្មាភិបាលជួរដឹកនាំជាន់ខ្ពស់ដែលធំដែលធ្លាប់សម្លាប់មនុស្សស៊ីថ្លើមមនុស្សអីហ្នឹងគឺយកមកចូលក្នុងជួររដ្ឋាភិបាលឲ្យតួនាទីដោយអ្វីដែលមាននៅក្នុងជួរខ្មែរក្រហមគឺថាផ្កាយ2ផ្កាយ3អីចឹងឲ្យបន្តធ្វើដដែលហើយចូលរួមរស់ជាមួយនឹងរដ្ឋាភិបាលធ្វើកិច្ចការងារក្រសួងការពារជាតិក្រសួងមន្ទីរអីផ្សេងទៀតអញ្ចឹងទៅហូហែដើម្បីជាការបញ្ចប់សង្គ្រាមស៊ីវិលនិងការកាប់សម្លាប់គ្នាបានន័យថាឈ្នះនៅក្នុងន័យថាកម្ពុជាបានលែងមានសង្គ្រាមឆ្លោះជាមួយខ្មែរក្រហមឯខ្មែរក្រហមខ្លួនឯងក៏មិនត្រូវបានរងការផ្ដន់ទាទោសជំនុំជម្រះកាត់ទោសដើម្បីរកយុត្តិធម៌អីដែរគឺបានមករួមរស់នៅជាមួយនឹងរដ្ឋាភិបាលបានបន្តការងារហើយមិនរករឿងរដ្ឋាភិបាលអីទៀតអីចឹងទៅឈ្នះនេះគឺសំដៅទៅលើថាបន្ទាប់ពីខ្មែរក្រហមចូលក្នុងរដ្ឋាភិបាលអស់មកគឺអង្គការចាត់តាំងខ្មែរក្រហមដួលរលំលែងមានតំបន់ដែលគ្រប់គ្រងដោយពួកខ្មែរក្រហមកុំឲ្យទាហានឬក៏យោធាកម្ពុជាឬក៏រដ្ឋបាលកម្ពុជានឹងត្រូវការទៅវាយទៅបាញ់គ្នាតែខ្មែរគ្នាឯងនឹងបង្ហូរឈាមហើយពិបាកគ្រប់គ្រងដោយសារមានតំបន់ខ្លះស្ថិតក្រោមការត្រួតត្រារបស់ខ្មែរក្រហមដែលខាងកម្ពុជាចូលទៅអត់បានអីចឹងទៅហើយទៅក៏ធ្វើឲ្យតំបន់ប៉ៃលិនតំបន់ម៉ាឡៃតំបន់ផ្សេងទៀតនៅជួរព្រំដែនហ្នឹងប្រែคล้ายទៅជាតំបន់អភិវឌ្ឍហើយក៏ប្រែคล้ายទៅជាតំបន់ដែលអាចចេញចូលបានគ្រប់គ្នាមានសេរីភាពប្រជាប្រដ្ឋទៅប្រកបរបរអីអញ្ចឹងមានការអភិវឌ្ឍមានការអីនេះគឺអ្វីដែលសម្ដៅខ្លាំងតាក់ទងនឹងនយោបាយឈ្នះគឺនយោបាយដែលឈ្នះខ្មែរក្រហមហើយខ្មែរក្រហមក៏ឈ្នះវិញដែរនេះគឺចង់និយាយអញ្ចឹងណាថារដ្ឋខាងលោកហ៊ុនសែនគាត់ឈ្នះត្រង់ថារំលាយអង្គការចាត់តាំងខ្មែរក្រហមឈ្នះដាច់ហើយខ្មែរក្រហមគេឈ្នះវិញបានដែរគឺមិនទទួលទោសចំពោះអំពើរំលោភបំពានផ្សេងទៀតឬក៏យកទោសអូសដំណើរអីទេគឺចូលមករស់ជាមួយរដ្ឋាភិបាលផ្ដល់អាដីដែលខ្លួនគ្រប់គ្រងហ្នឹងឲ្យរដ្ឋាភិបាលយកមកអភិវឌ្ឍក្រមឆ័ត្ររបស់ប្រជាណាចក្រកម្ពុជារដ្ឋាភិបាលតែមួយអត់មានក្រុមនេះក្រុមនោះបែកបាក់អីអញ្ចឹងទៅនៅក្នុងន័យថាអត់មានតបព្រៃអត់មានតបអីអញ្ចឹងខ្មែរក្រហមឈ្នះក្នុងន័យថាអត់ទទួលបានការផ្ដន់ទាទោសអីទាំងអស់ហើយក៏ចូលមករួមរស់ជាមួយរដ្ឋាភិបាលបានទូនីតិបានបនស័កបានដីបានធ្លីបានអីដែលខ្លួនធ្លាប់អាស្រ័យផលហ្នឹងគឺឈ្នះត្រង់ថាអត់ចាំបាច់រត់គេចទៅណាទេគឺខ្លួនអត់បានទទួលទោសហើយក៏បានការងារដូចដើមខ្លះទៅវិញចឹងទៅនៅក្នុងន័យអញ្ចឹងហើយឈ្នះមួយទៀតគឺវាអស់មានសង្គ្រាមចម្បាំងរាំងជលស៊ីវិលនឹងគ្នាអីអញ្ចឹងរដ្ឋាភិបាលពិតជាមានដូចថាទឹកមាត់ប្រៃនៅក្នុងការនិយាយថាឈ្នះហ្នឹងគឺសំដៅទៅអញ្ចឹងហើយពាក្យឯកភាពជាតិហ្នឹងគឺសំដៅទៅលើរឿងខ្មែរក្រហមនឹងដែរព្រោះពាក្យថាមានសន្តិភាពបានន័យថាខ្មែរក្រហមលែងវាយទៀតហើយអស់ហើយបងប្អូនរឿងខ្មែរក្រហមនេះបើទោះបីចូលជាមួយរដ្ឋាភិបាលមិនចូលជាមួយរដ្ឋាភិបាលខ្មែរក្រហមអស់ខ្យល់ហើយត្រឹមឆ្នាំ9ជាងហ្នឹងគឺអស់ខ្យល់តែម្ដងទៅណាក៏លែងរួចដែរហើយអង្គការសហជីវជាតិគេចាប់ផ្ដើមស៊ើបអង្កេតទ្រង់ទ្រាយធំដើម្បីយកពួកមេដឹកនាំខ្មែរក្រហមនឹងយកមកកាត់ទោសដូច្នេះខ្មែរក្រហមដឹងថាឯកោខ្លាំងមែនតើគឺអង្គការចាត់តាំងខ្មែរក្រហមនឹងគឺដួលមិនបាច់ច្រានទេគឺវាត្រូវតែដួលឯងគ្រាន់តែថាត្រូវការពេលវេលាប៉ុន្តែដោយសារតែលោកហ៊ុនសែនឆ្លៀតឱកាសដែលខ្មែរក្រហមដួលហើយកុំឲ្យពិបាកនាំយូរពេកអញ្ចឹងគឺបញ្ចប់ត្រឹមថា
ឲ្យមានសមាហរណកម្មមានការចូលមករួមរស់ជាមួយរដ្ឋាភិបាលសន្យាឲ្យទូនីតិអីចឹងទៅខ្មែរក្រហមដែលគ្នាកំពុងតែលលាយខ្សលស្រាប់ហើយបានមកវិច្ចទៀតឲ្យបានការអនុគ្រោះណាមិនចង់បានវាដូចជាត្រូវឆ្នោតចឹងចំពោះខ្មែរក្រហមព្រោះអីវាអស់ហើយអង្គការចាត់តាំងហ្នឹងគឺវាលលាយរលំរលាយហើយអស់ជំរឹះចុងក្រោយនឹងវាឯកោអីខ្លាំងតែវាជាការល្អដែរលោកហ៊ុនសែនចាត់ថាឱកាសនេះជាឱកាសមាសហើយខ្មែរក្រហមក៏គេថាឱកាសហ្នឹងជាឱកាសមាសដែរអញ្ចឹងទៅឈ្នះអញ្ចឹងទេហើយឯកភាពជាតិហ្នឹងគឺសំដៅទៅលើថាគ្មានសង្គ្រាមជាមួយខ្មែរក្រហមឯកភាពជាមួយពួកក្រុមខ្មែរក្រហមក៏ប៉ុន្តែក្រោយមកហ្នឹងក៏មានការថ្នាក់ដែរយើងដឹងហើយនៅពេលដែលស្រាប់តែចូលសមាហរណកម្មអស់អីអញ្ចឹងអីឃីវសំផនអៀងសេរីអៀងធីរិតអីនៅតំបន់ប៉ៃលិននៅអីមានលោកអ៊ីឈៀនមានស្អីអ្នកស្រីបានស្រីមុំអីតែក្រុមគ្រួសារគេជាប់ខ្សែស្រឡាយគេហ្នឹងគឺរស់នៅយ៉ាងសុខសាន្តដោយសារក្រោយសមាហរណកម្មហ្នឹងអ្នកទាំងនោះរស់នៅយ៉ាងសុខសាន្តគ្មានណាររឿងអីទាំងអស់តែអង្គការសហប្រជាជាតិចាប់ផ្ដើមស៊ើបអង្កេតមេដឹកនាំកម្ពុជាខ្មែរក្រហមមួយចំនួនហើយកម្ពុជាខ្លួនឯងក៏អត់មានជំរឿសអីក្រៅពីសហការជាមួយនឹងអង្គការសហប្រជាជាតិហ្នឹងដើម្បីរៀបចំឲ្យមានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាគឺសាលាក្តីខ្មែរក្រហមដែលបើកបង្កើតឡើងតាំងពីឆ្នាំ2003អញ្ចឹង6ឆ្នាំក្រោយមានសមាហរណកម្មហ្នឹងគឺមេដឹកនាំខ្មែរក្រហមរងការក្បត់ពីកម្មាភិបាលនៅជួរដឹកនាំរដ្ឋាភិបាលកម្ពុជាក្នុងន័យថាស្មានតែចូលសមាហរណកម្មបង្រួមគ្នាហ្នឹងបានសុខហើយរួចផុតពីការដែលផ្ដន់ទាទោសស្រាប់តែរដ្ឋាភិបាលកម្ពុជាទៅសហការគ្នាជាមួយអង្គការសហប្រជាជាតិក៏បួចមេដឹកនាំទាំងអស់ហ្នឹងដោយទាំងអៀងធរិតនួនជាខៀវសំផនមាសមុតស្អីឈ្មោះច្រើនទៀតនៅក្នុងជួរកម្មាភិបាលខ្មែរមកលោកដូចលោកអីកាន់កែអៀវហៅដូចអីហ្នឹងយកមកកាត់ទោសនៅសាលាក្តីខ្មែរក្រហមរឿងនេះគឺពួកកម្មាភិបាលខ្មែរក្រហមជាន់ខ្ពស់កម្រិតដូចជាលោកនួនជាឬក៏ខៀវសំផនឬអីហ្នឹងថាចាញ់បោកដោយថាការដែលសន្យាថាមិនផ្ដន់ទាទោសអីហ្នឹងក៏ស្រាប់តែចុងក្រោយហ្នឹងក៏កាត់ទោសពួកគាត់ប៉ុន្តែចំពោះខ្ញុំគិតថាមេដឹកនាំខ្មែរក្រហមទាំងអស់នេះកាត់ទោសត្រូវហើយព្រោះគាត់បំផ្លាញប្រជាពលរដ្ឋខ្មែរច្រើនណាស់1លាន7សែននាក់មិនត្រូវរួចខ្លួនទេគាត់ថាយុតិធម៌នៅសាលាក្តីខ្មែរក្រហមដែលខ្ញុំបានចូលរួមចំណាយអស់10ឆ្នាំដែរនេះគឺវាជាយុតិធម៌និមិត្តរូបយុតិធម៌បែបនិមិត្តរូបបែបសមរភាពមិនមែនជាយុតិធម៌បែបសច្ចយុតិធម៌មែនតែនទេព្រោះអីកម្មាភិបាលខ្មែរក្រហមច្រើនណាស់ដែលរួចខ្លួនហើយនៅពេលដែលកម្ពុជាសហការដើម្បីបង្កើតសាលាក្តីខ្មែរក្រហមនេះដើម្បីផ្ដួលរំលំរដ្ឋាភិបាលដើម្បីផ្ដាច់រចនាសម្ព័ន្ធខ្មែរក្រហមចោលហើយសន្យាថាមិនធ្វើទុកបុកម្នេញនេះតែបែរទៅជាកាត់ទោសមេដឹកនាំខ្មែរក្រហមប្រមាណអ្នកនេះក៏កម្ពុជាក៏ប្រឹងប្រែងខ្លួនឯងដែរកុំឲ្យជ្រុលដល់កម្មាភិបាលជាន់ទៀតឬក៏កម្មាភិបាលខ្មែរក្រហមដទៃទៀតបើសិនជាកាត់ទោសបែបនេះគឺរៀលដាលដល់ទាំងលោកហ៊ុនសែនទៀតដូច្នេះចឹងបានខំប្រឹងសម្រាំងត្រឹមតែ3 4នាក់ហ្នឹងហើយក៏ឲ្យបិទសាលាក្តីនឹងតែម្ដងទៅឥឡូវបិទហើយអ្នកដែលតឡាការបានកាត់ទោសគឺមានតែលោកខៀវសំផននួនជាកាំងកិច្ចអៀវហៅដូចតែប៉ុណ្្នឹងទេអៀងធីរីនិងអៀងធីរិតអៀងសារីនិងអៀងធីរិតគឺលោកអៀងសារីបានទទួលអនិច្ចកម្មមុនចប់សវនាការប្រពន្ធរបស់គាត់គឺអ្នកស្រីអៀងធីរិតគឺបានតឡាការលើកលែងការចោទប្រកាសឬក៏មិនបន្តសវនាការទេដោយសារតែគេរកឃើញថាគាត់មានជំងឺវិបលៈផ្លូវចិត្តឬក៏យើងហៅជាភាសាខ្មែរសាមញ្ញស្រួលស្ដាប់ថាសរសៃប្រសាទនោះអញ្ចឹងអ្នកដែលមានជំងឺផ្លូវចិត្តដែលមិនដឹងកិច្ចការតុលាការបែបនេះគេអត់ជំនុំជម្រះទេមិនចំពោះថាសង្ស័យពីបទល្មើសធ្ងន់ធ្ងរប៉ុណ្ណាគេក៏បានលើកលែងឈប់ចោតប្រកាន់ឈប់ដំណើរការសវនាការឲ្យគាត់រួចនៅក្រៅឃុំហើយក្រោយមកក៏គាត់បានទទួលអនិច្ចកម្មតាមវ័យជរាព្យាធិតាមធម្មជាតិរបស់គាត់ទៅអាហ្នឹងអញ្ចឹងហើយកាំងកេកអៀវហៅដូចហ្នឹងបានជាប់គុកដែលជាមេគុកទួលស្លែងហ្នឹងក៏បានស្លាប់នៅក្នុងពន្ធនាគារពេលកំពុងដាក់គុកនឹងជាប់គុកមួយជីវិតហ្នឹងហើយដែលលោកនួនជាហ្នឹងក៏បានទទួលអនិច្ចកម្មត្រូវព្រោះវ័យសិតតែ90ឆ្នាំហើយអីអញ្ចឹងទៅដូច្នេះនៅសល់ចុងក្រោយគេលោកខៀវសំផនអីហ្នឹងនិយាយទៅកម្មាភិបាលខ្មែរក្រហមធំហ្នឹងគឺបានតែប៉ុណ្្នឹងឯងមិនអាចទៅកាត់ទោសអីផ្សេងទៀតទេហើយឥឡូវសាលាក្តីខ្មែរក្រហមហ្នឹងក៏បិទអញ្ចឹងឈ្នះហ្នឹងគឺឈ្នះតែខ្មែរក្រហមទេឥឡូវនិយាយពីការបង្រួមឯកភាពជាតិដោយលោកទាសីហាបានមានប្រសាសន៍ហ្នឹងតើខ្មែរពិតជាមានអវិមានឈ្នះហ្នឹងពិតជាមានការឯកភាពជាតិហើយនឹងការផ្សះផ្សាជាតិសាមគ្គីជាតិផ្ទៃក្នុងហ្នឹងគឺដែរយ៉ាងណាពីដំបូងឡើយគឺពិតជាមានមែនឯងហើយចង់និយាយថាក្នុងន័យថាខ្មែរក្រហមចូលមកអស់គឺមានការឯកភាពជាតិក្នុងន័យថាអត់មានដីណាជាដីតំបន់អបគមអីចឹងទៀតទេ
គឺជាដីដែលជាដែនដីអធិបតេយ្យរបស់កម្ពុជាគ្រប់គ្រងតាមដោយរដ្ឋាភិបាលមួយគត់គឺរដ្ឋាភិបាលដែលដឹកនាំដោយគណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលក្រោយមកដែលមានចម្រុះមានអីហ្នឹងក៏ទាំងអស់ដែនដីទាំងអស់ហ្នឹងគឺឯកភាពនៅក្នុងតែដែនដីតែមួយតែប៉ុណ្្នឹងឯងវាអត់មានតំបន់បែកបាក់អីចឹងទៀតទេក៏ប៉ុន្តែនៅពេលដែលចាប់ផ្ដើមចេញពីការបោះឆ្នោតលើពី1997ហ្នឹងក៏មានបញ្ហារឿងហ៊ុនស៊ិនពេជ្ររឿងអីរឿងរដ្ឋប្រហាររឿងអីហ្នឹងគឺឆ្លោះគ្នាជាតិនឹងបែកបាក់រហូតផ្នែកនយោបាយគឺខ្មាតត្រូវគ្នាទេនិយាយទៅនយោបាយមួយខ្មែរក្រហមហ្នឹងថាវាចប់ដោយសារខ្មែរក្រហមអស់ហើយអស់ខ្យល់ប៉ុន្តែដល់ពេលនិយាយពីរឿងកិច្ចការនយោបាយវិញតាក់ទងហ៊ុនស៊ិនពេជ្រតាក់ទងជាមួយនឹងគណៈបកប្រជាជនកម្ពុជាតាក់ទងជាមួយនឹងគណៈបកសំរងស៊ីគណៈបកអឺផ្សេងទៀតរហូតដល់សង្គ្រោះជាតិនេះគឺខ្មែរបាច់បាក់ខ្លាំងមែនតើហើយអ្វីដែលចុងក្រោយនេះគឺអាវិមានឈ្នះហ្នឹងវាត្រូវស័ក្តិសមនឹងបរិបត្តិតែរឿងខ្មែរក្រហមទេដល់តែចូលពីរឿងតាក់ទងនឹងនយោបាយជាមួយគណៈបកនយោបាយផ្សេងទៀតក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីនេះគឺវិមាននេះគឺឡើងឈ្នះហើយគឺវិមានឈ្នះចាញ់តែម្ដងព្រោះហេតុអីបានជាអញ្ចឹងព្រោះគណៈបកប្រជាជនកម្ពុជាឈ្នះនៅក្នុងការបំបាក់ខ្មែរគ្នាឯងគឺគណៈបកប្រឆាំងគឺមួយខាងទៀតគឺវាយបំបាក់ស្លាប់ចោលតែម្ដងនៅក្នុងន័យថាបំផ្លាញគ្នាគ្មានភាពឯកភាពជាតិគ្មានការផ្សះផ្សាជាតិគ្មានការបង្រួបបង្រួមជាតិទេដូច្នេះវាមានឈ្នះនេះកុំយល់ច្រឡំមិនមែនជាវាមានឈ្នះបង្ហាញអំពីការបង្រួបបង្រួមជាតិក្រោយឆ្នាំ1997ទេបើ1997អាហ្នឹងអាចទទួលយកបានថាដើម្បីឈ្នះរឿងករណីខ្មែរក្រហមប៉ុន្តែក្រោយមកទៀតគឺត្រូវសង់វិមានឈ្នះចាញ់វិញមិនត្រូវព្រោះវិមានហ្នឹងគឺឈ្នះបានតែមកជាហៀងទេគឺចាញ់ទាំងអស់សម្រាប់ប្រជាពលរដ្ឋទាំង18លាននាក់ឈ្នះតែគណៈបកប្រជាជនកម្ពុជាទេឈ្នះតែអ្នកគ្រប់គ្រងគណៈបកកណ្ដាលអំណាចទេគឺគណៈបកដតីទៀតប្រជាពលរដ្ឋខ្មែរដតីទៀតដែលមាននិន្នាការមិនត្រូវជាមួយនឹងគណៈបកប្រជាជនកម្ពុជាឬរដ្ឋាភិបាលគឺខ្លាយទៅជាអ្នកចាញ់ទាំងអស់ជាសត្រូវដូច្នេះអត់មានឯកភាពជាតិអត់មានការផ្សះផ្សាជាតិអត់មានការបង្រួបបង្រួមជាតិអីទេចឹងមេដឹកនាំណាក៏ដោយប្រើពាក្យថាកម្ពុជានេះតាំងពីមានវិមានឈ្នះឬក៏តាំងពីឆ្នាំមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីមកគឺមានការឈ្នះបង្រួបបង្រួមជាតិគឺជាវប្បធម៌ឬក៏យុទ្ធនាការយុទ្ធសាស្ត្រនយោបាយស្អំចិត្តប្រជាពលរដ្ឋប្រជាពិធដ្ឋឲ្យប្រជាពលរដ្ឋជឿថាជាតិនេះគឺអស្ចារ្យយើងត្រូវរើគ្នាតែអត់ត្រូវរើគ្នាទេយើងត្រូវចាំថានៅពេលដែលពួកគេផ្សាយអំពីភាពឈ្នះបង្រួបបង្រួមជាតិកាន់តែខ្លាំងគឺខ្មែរនេះកាន់តែបែកបាក់ព្រោះដោយសារអីដោយសារថ្នាក់ដឹកនាំប្រើគោលនយោបាយមួយស្អំចិត្តប្រជាពលរដ្ឋឲ្យដឹងថាខ្មែរសាមគ្គីណាស់នៅពេលដែលវាយជាមួយថៃក្ដុងមានព្យុហយាត្រាមានប្រសង់រាប់ម៉ឺនរាប់ពាន់រាប់ម៉ឺនអ្នកទាំងអង្គនិងអ្នកទាំងអស់ចូលរួមគ្នាហ្នឹងគឺមើលទៅឃើញខ្មែរសស្រាក់ស្រាំនៅក្រៅហ្នឹងក៏ចង់ដែរបាតកម្មរួមគ្នាគ្មានប្រកាន់និន្នាការគណៈបកនយោបាយណាទេគឺថាប្រឆាំងថៃឈ្លានពានដំបូងហ្នឹងគឺស្រោះគ្នាមែនតើគឺសាមគ្គីធ្លុងមួយថ្កោលទោសថៃមានសារតែមួយគត់គឺថ្កោលទោសថៃគឺរួមគ្នាហ្មងគណៈបកប្រឆាំងជាពិសេសខ្មែរនៅក្រៅប្រទេសធ្វើបាតកម្មខ្ញុំផ្សាយតាមអាវ៉ាស់ទីក្រុងឡុងបិចអានៅកន្លែងតវ៉ាហ្នឹងរកកន្លែងដាក់មនុស្សអត់បានហ្នឹងគឺមករាប់ពាន់អ្នកខ្នាប់ណែនណាន់តាមតាប់ទាំងគណៈបកប្រជាជនគណៈបកប្រឆាំងគណៈបកអីដែលមើលមុខគ្នាមិនត្រង់ពីមុនមកពេលដែលថៃវាយប្រាវគឺយើងមូលមាត់គ្នាមួយផ្លែតហ្នឹងគឺដើម្បីទាមទារឲ្យកម្ពុជាមានសន្តិភាពនេះដោយសារពាក្យសន្តិភាពឯបានពួកខាងគណៈបកប្រជាជនកម្ពុជាជាពិសេសគឺយកឱកាសកេងចំណេញនយោបាយមកចូលរួមផងគឺកម្ពុជាត្រូវការសន្តិភាពអរគុណសន្តិភាពប៉ុន្តែក្នុងពេលជាមួយគ្នាហ្នឹងគឺអត់មានសន្តិភាពទេព្រោះថៃបំផ្លាញយើងអាសន្តិភាពហ្នឹងមិនមែនសន្តិភាពដោយសារអត់មានគណៈបកប្រឆាំងទេព្រោះកាលពីមុនរដ្ឋាភិបាលថាត្រូវតែបោះឆ្នោតឲ្យគណៈបកប្រជាជនកម្ពុជាកាន់អំណាចទើបមានសន្តិភាពបើឲ្យពួកប្រឆាំងមកគឺមានសង្គ្រាមហើយគឺនិយាយទៅគឺមានតែពីរឯងហ៊ុនសែនលោកហ៊ុនសែនឬក៏សង្គ្រាមគឺសាររបស់នយោបាយគណៈបកប្រជាជនកម្ពុជាមានតែពីរហ្នឹងបោះឆ្នោតឲ្យលោកហ៊ុនសែនឬគណៈបកកាន់អំណាចឬក៏បោះឆ្នោតជ្រើសរើសសង្គ្រាមនិយាយទៅបោះឆ្នោតឲ្យគណៈបកណាផ្សេងឲ្យតែគណៈបកប្រជាជនធ្លាក់គឺសង្គ្រាមទាំងអស់ហ្មងអត់ដឹងថាសង្គ្រាមហ្នឹងមកពីណាដំបូងយើងគិតថាសង្គ្រាមហ្នឹងប្រហែលជាមកពីពួកប្រឆាំងមែនហើយព្រោះអីដូចថាពេលបោះឆ្នោតហើយនឹងចេះតែឡំប៉ាមិនព្រមទទួលយកលទ្ធផលបោះឆ្នោតដែលបង្កឲ្យភាពវឹកវរប្រជាពលរដ្ឋក្រោកបះបោរទៅអាចកាន់កភ្លើងកាន់អីផ្ដួលរំលំរដ្ឋាភិបាលឆ្លោះគ្នាទៅជាសង្គ្រាមអីចឹងប្រហែលជាគេអាចគិតអញ្ចឹងក៏ប៉ុន្តែអាការឡំប៉ាលទ្ធផលបោះឆ្នោតហ្នឹងមិនមែនដោយសារចង់ធ្វើសង្គ្រាមឯណាដោយសារកជបហ្នឹងដោយសារការរៀបចំគណៈកម្មការជាតិរៀបចំការបោះឆ្នោតនឹងប្រព្រឹត្តទៅអីហ្នឹងវាអត់មានយុត្តិធម៌បាទមនុស្សចិត្តតែឡំប៉ាប៉ុន្តែអត់ព្រមកែឲ្យល្អទេធ្វើឲ្យគេឡំប៉ារហូតអីអញ្ចឹងតែដល់ពេលឥឡូវនៅពេលដែលគាត់និយាយពីរឿង
ឈ្នះនេះគឺគាត់បំបាក់ចោលក្រុមប្រឆាំងអស់ហើយអញ្ចឹងទៅហើយគាត់គិតថាយកលទ្ធផលថាបើបោះឆ្នោតឲ្យក្រុមប្រឆាំងគឺដឹងតែមានសង្គ្រាមឥឡូវនៅពេលដែលបោកប្រជាពលរដ្ឋថាបើបោះឆ្នោតឲ្យគណៈបកប្រជាជនគឺមានសុខសន្តិភាពផ្លេចគិតថាបោះឆ្នោតឲ្យគណៈបកប្រជាជនអត់មានគណៈបកប្រឆាំងសង្គ្រាមកាន់តែធ្ងន់ទៅទៀតសង្គ្រាមបាត់ទឹកដីទៅទៀតនេះអានេះគឺជាពេលវេលាមួយដូចជាត្រូវប្រដាសាមិនដែរគណៈបកកណ្ដាលអំណាចដោយសារការប្រព្រឹត្តអំពើច្រើនពេកដូចត្រូវបណ្ដាសាបើតាមមើលបើតាខ្ញុំមិនជាអ្នកដែលជឿជំនឿអូមអាមឬក៏សាយសាស្ត្រឬក៏អរូបីអីហ្នឹងប្រហែលទេប៉ុន្តែមើលទៅដូចជាផ្ទួនគ្នាហ្នឹងគឺជាការដែលបកអាក្រាតធ្វើឲ្យគណៈបកកណ្ដាលអំណាចខ្លួនឯងហ្នឹងមិនអាចនឹងប្រើនយោបាយប្រជាពិធដ្ឋបោកប្រជាពលរដ្ឋឲ្យជឿថាអត់គណៈបកប្រឆាំងប្រទេសយើងមានសុខសន្តិភាពវាអត់ឥឡូវមានសន្តិភាពមកពីណាអត់គណៈបកប្រឆាំងហ្នឹងមានសង្គ្រាមជាមួយថៃវាយយើងហើយវាដល់ពេលវាយជាមួយថៃអត់គណៈបកប្រឆាំងខ្មែរកាន់តែខ្សោយកាន់តែខ្លាំងទៀតដោយសារអីអត់គណៈបកប្រឆាំងនឹងឯងដែលចង្រៃរឿងអន្តរជាតិគេកោលទោសយើងគេថាយើងអន់ចរិតព្រោះយើងបំផ្លាញប្រជាធិបតេយ្យបំផ្លាញសិទ្ធិមនុស្សបំផ្លាញគណៈបកប្រឆាំងចាប់លោកកម្មសខាដាក់គុកដាក់កាត់ទោសមេដឹកនាំផ្សេងទៀតដោយលោកសំរងស៊ីអ្នកស្រីមូសុខួរលោកឡុងរីលោកហូវ៉ាន់ឬក៏នុតរំដួលឬស្អីផ្សេងទៀតហ្នឹងគឺចាប់ទោសអូសដំណើរគាត់ដែលធ្វើឲ្យអន្តរជាតិគេកោតទោសយើងគ្រប់គ្នាដល់តែពេលយើងមានទុកគឺគេរំលឹកអំពីភាពផ្ដេសផ្ដាស់របស់យើងគេអត់គាំទ្រយើងសោះតែម្ដងគេថាយើងខូចគេថាយើងស្មោកគ្រោកសូម្បីតែលោកដូណាល់ត្រាំលោកហ៊ុនម៉ាណែតខំសរសើរខំអីឲ្យបានពានរង្វាន់ Nobel សន្តិភាពទៅអីណាមកចូលរួមក្រុមប្រឹក្សាសន្តិភាពអីជាមួយនឹងគឺអោបជើងអាមេរិកហ្នឹងគឺយ៉ាងសម្បំបើទោះជាអត់ត្រូវជាមួយអាមេរិកសោះមកយកហើយហ្នឹងចុងក្រោយបានលោកត្រាំគាត់និយាយថាខ្មែរហើយនឹងថៃគឺជាពួកក្រុមចម្បាំងដ៏ស្មោកគ្រោក dirty fighters ទៅមើលពាក្យគាត់វិញទៅ they are dirty fighters គឺគេថានឹងទាំងពីរហ្នឹងគឺស្មោកគ្រោកដូចគ្នាខ្ញុំថាបើថាស្មោកគ្រោកកន្លែងហ្នឹងក៏ចង់និយាយថាវាយទៅវាយមកប្រាប់អត់ឈប់នៅតែបោចសក់គ្នាហ្នឹងក៏តែមិនដឹងឃើញទេឥឡូវត្រូវបានលោកត្រាំថាស្មោកគ្រោកដូចគ្នាសហគមន៍អន្តរជាតិខ្ញាអត់មាននរណាមកគ្រប់ត្រអត់មាននរណាអីព្រោះអីលោកត្រាំប្រើពាក្យថាស្មោកគ្រោកដូចគ្នាហ្នឹងគឺកាន់ជើងថៃហើយគឺអត់មានមកនៅខាងខ្មែរតែបន្តិចព្រោះហេតុអីបានជាអញ្ចឹងថៃប្រើយន្តហោះ F16 របស់អាមេរិកទម្លាក់90គីឡូដីចូលក្នុងដីខ្មែរលោកត្រាំអត់មានឈឺក្បាលនឹងទៅថ្កោលទោសថៃមិនបន្តិចថាណាប្រើ F16 របស់អាមេរិកហ្នឹងប្រើខុសទំនងហើយមិនថ្លៃធ្នូទេក្នុងកិច្ចព្រមព្រៀងទិញយន្តហោះ F16 អាមេរិកនេះណាមិនមែនចេះតែទៅទម្លាក់ឈ្លានពានដែនអធិបតេយ្យគេទេគឺយកមកការពារដែនអធិបតេយ្យខ្លួនឯងបើកម្ពុជាមានយន្តហោះ F16 ហោះចូលដែនអធិបតេយ្យថៃអាចប្រើ F16 ដើម្បីហោះឆាបបដិញទម្លាក់បាញ់ទម្លាក់យន្តហោះខ្មែរក្នុងដីថៃបានព្រោះអីខ្មែរចូលក្នុងដែនអធិបតេយ្យថៃអាហ្នឹងយើងប្រើអត់ខុសទេព្រោះការពារដែនអធិបតេយ្យរបស់ខ្លួនតែនេះទៅយក F16 មកទម្លាក់គ្រាប់ចូលជ្រៅក្នុងដីខ្មែរទាំងខ្មែរមិនមែនជាអ្នកចាប់ផ្ដើមឯណាខ្ញុំនិយាយពីរឿងតាហ៊ានបាញ់ថៃគឺខ្មែរអត់ចាប់ផ្ដើមទេប៉ុន្តែពីរឿងនយោបាយថៃដែលធ្វើឲ្យថៃឆ្លោះរហូតតតែខ្ទេចខ្ទីហ្នឹងគឺខ្មែរអ្នកនយោបាយខ្មែរជាអ្នកចាប់ផ្ដើមគឺតាំងតែពីអារឿងលិចខ្សែអាត់របស់អ្នកស្រីបថងឋានរឿងស្អីហ្នឹងមកហ្នឹងវាផ្សំគ្នាតាមពីហ្នឹងប៉ុន្តែអ្នកដែលផ្ទុះអាវុធដើម្បីសម្លាប់ខ្មែរមុនដើម្បីនាំឲ្យមានសង្គ្រាមគឺថៃទេប៉ុន្តែដើមហេតុក៏មកពីរឿងខ្សែអាត់សម្លេងខ្សែអីពីដើមហ្នឹងដែរនឹងនិយាយឲ្យវាស្មោះតាមប្រវត្តិសាស្ត្រខ្ញុំមិនកាន់ជើងអ្នកណាទេអ្នកខូចយើងត្រូវបង្ហាញអស់ហើយគាត់ថាថៃគឺខូចមែនតើបាញ់លោកសួនរោនស្លាប់នៅមុំ3អត់រយុទ្ធធរឲ្យថ្ងៃ28ខែឧសភាតែប្រហែល2ថ្ងៃមុនហ្នឹងខួប1ឆ្នាំហ្នឹងឃើញអត់មានយុទ្ធធរសម្រាប់សួនរោនទេលោកសួនរោនទេស្លាប់តែម្ដងហើយដល់ពេលហើយតាំងពីហ្នឹងមកគឺគ្រូតគ្រៀតរហូតតបិទព្រំដែនតអីចាញ់អាខ្សែអាត់នឹងផងលោកហ៊ុនសែនថែមមកប្រាវទៀតទៅរើថាក់ស៊ីនអីណាឲ្យជាប់គុកបានមួយឆ្នាំឆេះគោលហើយដល់ពេលអញ្ចឹងគឺគេអត់មានកាន់ជើងយើងទេគេថាយើងស្មោកគ្រោកដូចគ្នាស្មោកគ្រោកត្រង់ថាម៉េចស្មោកគ្រោកត្រង់ថាមន្ត្រីខ្មែរយើងទៅធ្វើអានយោបាយការទូតស្មោកគ្រោកដូចជារឿងចាញ់ខ្សែអាត់សម្លេងកំពុងតែឆ្លោះគ្នាព្រំដែនរកអាវិធីចរចាដើម្បីផ្សះផ្សាឲ្យស្អំត្រូវគ្នាគួរណាស់តែល្អល្អកលឿនជាមួយគ្នាក៏បញ្ចេញខ្សែអាត់សម្លេងដើម្បីឲ្យផ្ទុះអ្នកស្រីបេថងឋានទៅគេដោះដេញចេញពីនាយករដ្ឋមន្ត្រីបាត់ទៅថៃចាប់ផ្ដើមមានបញ្ហាថាដោយសារតែខ្មែរយើងនឹងធ្វើឲ្យគេរំជើបរំជួលនយោបាយគេគឺគេតបមកយើងវិញគឺគេព្រួតដៃគ្នាទោះជាឆ្លោះគ្នាក៏ដោយគេព្រួតដៃគ្នាឲ្យរឹងមាំដើម្បីវាយខ្មែរយើងណាថៃពេលដែលខូចចឹងដល់ពេលហើយគេសាមគ្គីគ្នាមកព្រឹបដើម្បីប្រាប់មកខ្មែរវិញថាមិនឲ្យលោកហ៊ុនសែននិងតកូលហ៊ុនទៅបំផ្លាញសាមគ្គីភាពថៃទេអញ្ចឹងវាយទ្រាំខ្លួនមកណែយើងវាមើលទៅឃើញចឹងដែរ
ហើយដល់ពេលអញ្ចឹងបញ្ហាគឺសង្គ្រាមមកពីអញ្ចឹងហើយមើលហើយតើគណៈបកប្រឆាំងឯណាដែលនាំឲ្យមានសង្គ្រាមចុះបើឥឡូវយើងសាកគិតមើលបើគណៈបកប្រឆាំងនៅតើមកដល់ម៉ោងនេះតើយើងមានកម្លាំងប៉ុណ្ណាកម្លាំងពីឲ្យខ្ញុំជឿជាក់ 100% បើគណៈបកប្រឆាំងមាន55កៅអីនៅក្នុងប្រទេសកម្ពុជាគណៈបកនេះមិនអាចនឹងរកលេសអីមកវាយប្រហាររដ្ឋាភិបាលខ្លួនឯងបានទេព្រោះអីខ្លួនឯងនៅក្នុងហ្នឹងដែរច្បាស់ណាស់ជាការពារជាមួយរដ្ឋាភិបាលកម្ពុជាជាមួយក្រុមគ្រួសារតកូលហ៊ុនហ្នឹងវាយថៃគឺវាយកម្លាំងមូលវាយថៃព្រមគ្នាហើយមិនអាចមករិះគន់អីដូចឥឡូវចឹងហើយការដែលគណៈបកប្រឆាំងរិះគន់រដ្ឋាភិបាលហ្នឹងគឺដោយសារខ្លួនបំផ្លាញគេដល់ពេលហើយឱកាសមាសរបស់គេដែរបើសិនជាយើងជាមនុស្សល្អមនុស្សកសាងអីកុំធ្វើបាបកុំបោចសក់កុំវាយគ្នាខ្ញុំជឿថាគណៈបកប្រឆាំងនេះគ្មានលេសអីនឹងរិះគន់រដ្ឋាភិបាលបានទេព្រោះរិះគន់ហ្នឹងត្រូវបានប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាទាំង18លានអ្នកមិនដឹងដៀលក្រុមប្រឆាំងនេះដល់ណាណីទេថាណែឯងហ្នឹងគឺក្បត់ជាតិក្បត់សាសនាក្បត់ព្រះមហាក្សត្រក្បត់ដូនតាក្បត់ទឹកដីរបស់យើងហើយព្រោះពេលដែលថៃកំពុងវាយយើងហេតុអីបានជាយើងមិនជួយគ្នាបែរទៅជានិយាយរិះគន់រដ្ឋាភិបាលកម្ពុជាទៅអីទៀតព្រោះគ្នាកំពុងតែមានទុកខ្ញុំជឿថាបើដូច្នេះមែនណាគឺគណៈបកប្រជាជនកម្ពុជានិងប្រជាពលរដ្ឋ18លានអ្នកកោលទោសក្រុមពួកប្រឆាំងនេះអត់មានខុសអីមួយម៉ាត់ទេព្រោះណែឯងនៅពេលដែលប្រទេសមានទុកអត់ព្រមជួយរករឿងថៃឲ្យបានច្រើនថៃរករឿងបានច្រើនហើយខ្ញុំថាឲ្យយុតិធធដល់ពួកក្រុមប្រឆាំងផងក្នុងពេលជាមួយគ្នាហ្នឹងមករករឿងរដ្ឋាភិបាលខ្មែរដែររួចថាដៃមួយខាងវាយថៃដៃមួយខាងវាយរដ្ឋាភិបាលកម្ពុជាដែរដែលយើងមើលមកគឺថាចុះហេតុអីក៏គណៈបកប្រឆាំងនេះអគុណធម៌អសិលធម៌ខ្វះភាពយុត្តិធម៌សម្រាប់គណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលកម្ពុជាម៉េះយើងកំពុងតែមានទុកហើយហេតុអីបានជាយើងមិនព្រមជួយគ្នាទម្លាក់ស្អីគេអាស្មិមានះការខុសយល់ខុសគ្នាអីហ្នឹងមកដុំសិនទៅមកជួយផ្ដុំគ្នាជាមួយរដ្ឋាភិបាលកម្ពុជាវាយថៃសិនអីគេច្បាស់ជាថ្កោលទោសអត់ខុសទេក្នុងរឿងដែលថាយើងស្ថានភាពហ្នឹងយើងបែរទៅជាមិនជួយគ្នាយើងបែរទៅជាដៃម្ខាងវាយថៃមែនហើយប៉ុន្តែដៃម្ខាងនៅតែមកបោចសក់ខាងគណៈបកកណ្ដាលអំណាចនេះដដែលស្ថានភាពនេះខ្ញុំនិយាយឲ្យមែនតើបើសិនជាថៃវាយកម្ពុជាបែបនេះនៅមុនឆ្នាំ2017គឺមុនខែវិច្ឆិកាឆ្នាំ2017នៅពេលដែលគណៈបកសង្គ្រោះជាតិនៅមាន55អាសនៈក្នុងរដ្ឋសភាអត់ទាន់រំលាយក្រុមប្រឹក្សាឃុំសង្កាត់របស់គណៈបកប្រឆាំងខ្ញុំនឹងកោលទោសគណៈបកប្រឆាំងនេះឲ្យណាន័យតែម្ដងព្រោះយើងធ្វើនេះវាហួសហេតុពេកហើយគ្នាកំពុងតែមានទុកក្នុងនាមជាជាតិសាសន៍ទាំងមូលយើងមិនព្រមជួយប្រើកម្លាំងកាយសម្បទារបស់យើងនឹងធនធានវាយថៃឲ្យអស់មកទំហឹងទាំងអស់គ្នាហេតុអីបានជាមកខាងវាយថៃមកខាងទៀតមកវាយគ្នាឯងដែរដែលធ្វើឲ្យពិបាកពួកគ្នាកំពុងតែបាក់ស្លាប់ហើយទាញទម្លាក់ទៀតខ្ញុំនឹងកោលទោសគណៈបកប្រឆាំងនេះស្លាប់ហើយព្រោះវាអគុណធម៌ពេកក៏ប៉ុន្តែបើយើងមើលអំពីអ្វីដែលកើតឡើងគឺយើងអយុត្តិធម៌សម្រាប់ក្រុមប្រឆាំងនេះខ្លាំងដែរនៅពេលដែលគ្នាវាយថៃក៏វាយរិះគន់រដ្ឋាភិបាលក៏រិះគន់តើគាត់ខុសអីរដ្ឋាភិបាលយើងគឺជាអ្នកដែលមានទស្សពិតរាជធម៌ជាគ្រូចៅអធិការវត្តដែលកាន់សិល5ចាំសិល8ឬក៏ជាអ្នកប្រតិបត្តិធម៌ដឹកនាំប្រទេសប្រកបដោយទស្សពិតរាជធម៌ឬក៏ជាឪពុកម្ដាយដែលស្រឡាញ់បីបំថែរក្សាកូននឹងឲ្យដូចគ្នាទាំងអស់គ្មានស្រឡាញ់កូនណាជាងកូនណាទេមើលថែឲ្យតម្លៃភាពយុត្តិធម៌ទាំងអស់ឬក៏យ៉ាងម៉េចបានជាគាត់ទៅរករឿងហើយនៅក្នុងពេលដែលលំបាកនេះគណៈបកប្រជាជនកម្ពុជាគឺអូសទូកឲ្យល្អានចាប់ត្រីបានឲ្យល្អទឹកបំផ្លាញគេខ្ទេចខ្ទីក្នុងរយៈពេលដែលខ្លួនថាមានសុខសន្តិភាពហ្នឹងគឺយើងបំបាក់ជាតិនេះចោលឲ្យខ្ទេចដល់ដីតែម្ដងគឺរៀបដល់ដីគឺយើងបំផ្លាញគណៈបកសង្គ្រោះជាតិយើងនិយាយទៅគឺគ្រួសារមួយគឺយើងបំផ្លាញគ្នាឲ្យខ្ទេចខ្ទីព្រាត់ប្រាសនារីចាប់ដាក់គុកសម្លាប់លាក់នឹងលាក់គឺមានរឿងថាវាខ្លោចផ្សាមែនតែនដែលដក់នៅក្នុងក្រអៅបេះដូងនៃអ្នកគ្រប់គ្រងគណៈបកប្រឆាំងដែលឈឺចាប់គ្មានពេលស្រាកស្រានរងចាំតែឱកាសមកដល់ទឹកឡើងត្រីស៊ីសម៉ោចទឹកហើយសម៉ោចស៊ីត្រីព្រោះអីតស៊ូមតិនៅក្នុងប្រទេសអត់បានផលអីសោះសូម្បីតែអង្គព្រះមហាក្សត្រដែលជាព្រះបិតាឯកភាពជាតិដែលជាទីសក្ការៈបូជាសម្រាប់ជាមលុបដល់ត្រជាក់ត្រជុំរបស់កូនចៅស្រែកស្អកក៏ព្រះមហាក្សត្រលោកមិនអាចធ្វើអីកើតដែរអស់សង្ឃឹមគ្រប់យ៉ាងគណៈបកប្រឆាំងនេះត្រូវបានគេរំលាយចោលគេធ្វើច្បាប់គេអីអញ្ចឹងទៅតវ៉ាអង្គព្រះមហាក្សត្រយ៉ាងណាក៏ព្រះមហាក្សត្រលោកមិនអាចជួយអីបានអស់ត្រឹមព្រះមហាក្សត្រដែលជាស្ដេចផែនដីគឺនៅតែមិនអាចធ្វើអីដល់ទេវតាប្រអិនប្រព្រំឬលោកហ៊ុនសែននេះបានអញ្ចឹងធ្វើឲ្យបងពួកគាត់អស់សង្ឃឹមត
តស៊ូមតិតាមផ្លូវតុលាការក៏បរាជ័យដោយសារតុលាការរបស់គេតស៊ូតាមផ្លូវតវ៉ាគេចាប់ដាក់គុកក៏អារដ្ឋធម្មនុញ្ញដែលតវ៉ាក៏គេរំលោភបំពានចោលអស់ទៀតតវ៉ាអីច្រើនទៀតគឺគេសរសេរច្បាប់ដើម្បីធ្វើឲ្យក្រុមនឹងជាក្រុមឧទានក្រុមក្រៅច្បាប់តវ៉ាមិនទៅបោះឆ្នោតគេធ្វើគោលការណ៍មួយគឺអ្នកអត់បោះឆ្នោតអត់អាចមានសិទ្ធិឈរឈ្មោះបោះឆ្នោតអត់អាចមានសិទ្ធិឈរឈ្មោះបោះឆ្នោត5ឆ្នាំគាត់អត់ទៅបោះឆ្នោតហ្នឹងគឺកែអញ្ចឹងហើយររឿងអ្នកណានៅផ្ទះមិនទៅបោះឆ្នោតហ្នឹងគឺររឿងតាមសួរតាមនាំលាក់នឹងលាក់ដោយសារគេធ្វើអាវិធីអហិង្សាការពាររកយុត្តិធម៌ខ្លួនឯងធ្វើអត់បានដោយសារតែគណៈបកប្រជាជនកម្ពុជានឹងរកយន្តការផ្សព្វផ្សាយបំផ្លាញជេរបតិចផ្ដាសាដល់តែពេលកូនចៅខាងគណៈបកសង្គ្រោះជាតិរត់ប្រសាចរត់ចោលស្រុកទៅថៃទៅចាប់កបួចពីថៃមកទៅម៉ាឡេចាប់កបួចពីម៉ាឡេមកគឺថាផ្លិចផ្សារគ្រប់គ្នាវេទនារកទីបំផុតគ្មាននៅពេលដែលម៉ែឪយើងធ្វើអញ្ចឹងចំពោះកូនណាហើយស្រាប់ដល់ពេលហើយមានអ្នកចិត្តខាងគេវាយយើងសាកគិតមើលដើម្បីឲ្យយុត្តិធម៌កុំនិយាយពីរឿងគ្រប់គ្រងគ្រួសារយើងថាគ្រួសារយើងគ្រប់គ្រងឲ្យម៉ែឪតែគេមកវាយដំអីម៉ែឪបង្កើតយើងមកដែរយើងត្រូវគោរពគុណស្រ័យរបស់គាត់ប៉ុន្តែម៉ែឪយើងធ្វើបាបយើងមកជីវិតទៅហើយហ្នឹងតោះតែពេលមានឱកាសគេវាយតើកូនទាំងអស់គ្នាដុតធូបបន់ស្រន់ឲ្យឪម៉ែលលីឬក៏បន់ស្រន់ឲ្យឪម៉ែបានសុខខ្ញុំជឿថាអ្នកដែលរងគ្រោះនឹងលំអៀងទៅបន់ស្រន់ឲ្យម៉ែឪនេះរលាយហើយនេះគឺជា logic ទេគ្មានការវិភាគស្អីរបស់មូលនរ៉េតនឹងលំអៀងទៅបពប្រឆាំងឯណាទេយុត្តិធម៌គឺនៅត្រង់កន្លែងហ្នឹងនៅពេលដែលយើងសាងអំពើបាបច្រើនគឺយើងបានថាអ្នកសាបព្រោះខ្យល់រមែងទទួលផលជាព្យុះសង្គ្រាឥឡូវព្យុះសង្គ្រាមកដល់តើមានអ្នកណាជួយគណៈបពប្រឆាំងហ្នឹងយកចង្អេរមកប៉ុណ្ណឹងយកទៅបាំងព្យុះមានហ្នឹងមិនបានបើយើងបើកមកទៅលាយមកអស់ហើយហ្នឹងវាអត់អាចទប់បានដោយសារអីយើងខាងនេះគឺល្ងាយូរហើយដល់ពេលហើយចាប់ផ្ដើមមានឱកាសហ្នឹងគឺវាយប្រហារគណៈបកប្រជាជនកម្ពុជាយកតែមែនតែនហ្មងព្រោះដោយសារអីជាឱកាសមាសដោយសារឱកាសមាសរបស់គាត់បាត់បង់អស់ហើយតាមផ្លូវសិលធម៌គុណធម៌អន្តរជាតិកោតទោសខ្លះដក EBA ខ្លះអាមេរិកក៏ចាប់ផ្ដើមដក GSP អីចឹងទៅក៏ប៉ុន្តែរដ្ឋាភិបាលកម្ពុជានៅតែគិតថាអត់អីផងព្រោះសហគមន៍អន្តរជាតិឡាយជាប់ដៃបញ្ហាខ្លួនឯងចឹងបំផ្លាញទៅគេស្ដីឲ្យបន្តិចបន្តួចយើងខំប្រឹងអាពេលគេស្ដីឲ្យពេលគេរករឿងគាត់ចាប់ផ្ដើមលួងចិត្តរដ្ឋាភិបាលកម្ពុជាគឺធ្វើអញ្ចឹងរហូតអត់ព្រមដោះស្រាយបញ្ហាទេប៉ុន្តែអត់ព្រមរួចភ្លើងទេប៉ុន្តែអង្គុយបក់ផ្សែងនៅពេលដែលរំលាយគណៈបកសង្គ្រោះជាតិភ្លាមប្រជាពលរដ្ឋចាប់ផ្ដើមមួម៉ៅក្តៅកាហាយហើយមនុស្សម្នាក់ពងពុះពោវាអាក្រក់ហួសហេតុអញ្ចឹងដើម្បីស្អំចិត្តគឺលោកហ៊ុនសែនចោះជួបកម្មករគ្រប់រោងចក្រចោះជួបគ្រប់រោងចក្រទៅថែមលុយនេះថែមលុយនោះបសឬក៏បសឬស្អីក៏ចឹងថែមរហូតគឺថាយកចិត្តទុកដាក់និយាយស្អីស្ដាប់និយាយស្អីបាតកម្មណាកន្លែងណាមកបន្តិចគឺមនុស្សចុះទៅដោះស្រាយភ្លាមបិទបញ្ចប់កុំឲ្យមានរឿងវែងឆ្ងាយកាលពីមុនបក្រាបបាក់ស្បាតតទៅពេលអញ្ចឹងលួងចិត្តរហូតទៅគ្រប់រោងចក្រថ្ងៃណាក៏ចុះដែលលោកហ៊ុនសែននឹងបាច់ញើសជោគខ្លួនទៅជួបកម្មករដើម្បីស្អំចិត្តមិនមែនដើម្បីដោះស្រាយបញ្ហាទេគឺដើម្បីប្រាប់ថាអត់គណៈបកប្រឆាំងទៅគឺគណៈបកកាន់អំណាចគេដោះស្រាយរឿងយើងបានដោយតែអត់គណៈបកប្រឆាំងអញ្ចឹងហើយបានមែនខ្ញុំសូមសរសើរឃើញខំប្រឹងចឹងទៅកម្មករនឹងសបាយមកនិយាយថាអូឥឡូវធ្វើការសបាយណាប្រាក់នឹងក៏សំរុំដែរជីវភាពនឹងល្មមរស់បានដែរត្រឹម200អី100ជាងអីហ្នឹងរស់កើតដែរតែងតែកតុកហូបអត់ចាំគ្រប់ហ្នឹងដោយសារតែយើងគេយកមកសំដែងហ្នឹងគឺខំប្រឹងធ្វើការអង្គុយឡើងក្រិនគូតអស់ហើយបានលុយ200 300ដុល្លារហ្នឹងមួយខែស្មើនឹងអ្នកនៅស្រុកអាមេរិកនេះគេញ៉ាំអាហារពេលព្រឹកមួយពេលជុំគ្នា3 4នាក់ហ្នឹងហើយចឹងទៅយើងនឹងគឺថាហើយចេះតែស្ដាប់ទៅរដ្ឋាភិបាលចោះជួបចឹងយើងឃើញថាអូរដ្ឋាភិបាលឃើញអស់ក្រុមប្រឆាំងទៅគេចោះជួបកម្មករគ្រប់ហេដ្ឋារចនាសម្ព័ន្ធស្អំចិត្តនយោបាយនេះមិនមែននយោបាយស្មោះត្រង់ទេព្រោះនយោបាយស្មោះត្រង់គេមិនដែលឲ្យត្រីយើងហូបទេគេសុកចិត្តបង្រៀនយើងស្ទូចត្រីតែរដ្ឋាភិបាលគឺឲ្យត្រីយើងហូបផ្ទឹកចឹងទៅហើយទៅប្រាប់ថាអត់គណៈបកប្រឆាំងឃើញគេយកចិត្តទុកដាក់តវ៉ាដោះស្រាយរឿងសហជីពអីណាឡើងប្រាក់ខែទាឡើង30 40ដុល្លារបាន5ដុល្លារ2ដុល្លាររដ្ឋាភិបាលថែម3ថែម2ថែម5អីចឹងមើលទៅរដ្ឋាភិបាលនឹងយកចិត្តទុកដាក់រហូតក៏ប៉ុន្តែអត់ដែលបានជួយអីឲ្យប្រសើរទេព្រោះអីទិញពេលវេលាស្អំចិត្តឃើញស្អំចិត្តប្រជាពលរដ្ឋមកឥឡូវដែលទៅចោះជួបកម្មករអាណាទៀតព្រោះអីលួងចិត្តបានហើយដើម្បីឲ្យកម្មករទាំងអស់ហ្នឹងកុំមានភាពរពើរពើងឲ្យគិតថារដ្ឋាភិបាលអត់គណៈបកប្រឆាំងនេះទៅគឺកម្ពុជាអត់ស្លាប់ទេអ្នកឯងនៅតែទទួលបានអត្ថប្រយោជន៍អីអញ្ចឹងអានេះគឺជាការរួចបក់ផ្សែងអត់រួចភ្លើងដោយសារអីវាបានតែយើងយកគេហៅយុទ្ធសាស្ត្រនេះគឺយុទ្ធសាស្ត្រអង្គកំប៉ុង
ព្រឹកទិញមកកំប៉ុងល្ងាចទិញថ្ងៃទិញមកកំប៉ុងយប់ទិញមកកំប៉ុងយកមកដាំបាយពេលដែលមានបញ្ហាអីទឹកជន់ចំនួនអីដាច់ពោះស្លាប់មកអត់មានអង្គស្តុកទុកទេគឺគេធ្វើមួយថ្ងៃគិតមួយថ្ងៃអញ្ចឹងហើយជំងឺដែលមានគឺចិត្តតែរីងរីមហារីកពេញខ្លួនតែប្រឹងលាបលេកុំឲ្យឃើញស្បែកស្លេកស្លាំងអីអញ្ចឹងលាបលេឲ្យស្អាតលាបក្រែមឲ្យស្អាតអញ្ចឹងទៅហើយញញឹមអញ្ចឹងទៅប៉ុន្តែខាងក្នុងស៊ីរូងអស់ហើយចេះទៅហើយចឹងចេះខំប្រឹងលាបខំប្រឹងស្អីចឹងទៅហើយសំដែងគឺចេញមកហ្នឹងគឺថាខ្លួនហ្នឹងអត់អីទេអត់មានបញ្ហាអីទាំងអស់អ្នកណាដាក់ទណ្ឌកម្ម 20% កុំថាដាក់ 20% ដាក់ 100% ក៏បានដែរអត់មានងាប់ទេអញ្ចឹងទៀតទៅហក់អ្នកណាអីសុទ្ធប្រជាប្រដ្ឋខ្មែរហ្នឹងខ្លាំងរឹងមាំហើយយើងធ្លាប់ហូបក្ដួចហើយអត់បានប៉ុណ្្នឹងឯងបានអីទៀតយើងហេតុអីបានជាយើងចង់បានលឹះនឹងទៀតចង់បានសង្គ្រាមឬក៏ចង់បានប៉ុណ្្នឹងហើយចង់បានអីទៀតគឺគិតថាគណៈបព្វប្រឆាំងគឺជាសង្គ្រាមចឹងមកអញ្ចឹងនៅតែលួងប្រជាប្រដ្ឋចឹងដដែលអញ្ចឹងប្រជាប្រដ្ឋមានជំរឿសអីយកសង្គ្រាមបើប៉ុណ្ណឹងហើយពិបាកមែនតែនហើយក៏ប៉ុន្តែអត់សង្គ្រាមគឺវាក្រាន់បើដែរកុំឲ្យពិបាកទូលមិនបាច់រត់ពិបាកណាស់យើងដឹងហើយសង្គ្រាមអ្នកណាក៏អត់ចង់បានដែរអញ្ចឹងកម្ពុជាយកយុទ្ធសាស្ត្រហ្នឹងគឺបំភ័យប្រជាពលរដ្ឋឲ្យបាក់ស្បាតរឿងសង្គ្រាមអីចឹងទៅប្រជាពលរដ្ឋលឹកនឹកឃើញចឹងហើយអត់គណៈបព្វប្រឆាំងក៏អត់ទៅវាមិនបញ្ហាអីដែរទេព្រោះប៉ុណ្ណឹងយកទៅគឺគេក៏យ៉ាងហោចណាស់ក៏មិនមានបាតកម្មស្ទះផ្លូវយ៉ាងហោចណាស់ក៏មិនមានការតវ៉ានេះការតវ៉ានោះបោះឆ្នោតទៅគណៈបព្វប្រជាជនមួយអញ្ចឹងទៅវាសក់នេះហើយគឺជាសេចក្តីសុខដែលគណៈបកប្រជាជនកម្ពុជាចង់ផ្លុំទៅជាប្រជាពលរដ្ឋឲ្យប្រាប់ថាអត់គណៈបកប្រឆាំងគឺមានសេចក្តីសុខដូចខ្ញុំនិយាយចឹងពេលដែលសេចក្តីសុខកំពុងតែមានហ្នឹងណាគឺរួមរាវអាមហារីកហ្នឹងចាប់ផ្ដើមរៀលគ្រប់ស្លើមប្រមាត់ដៃជើងអីចេះចុះទៅហើយយើងចេះតែលាបលេលាបអីស្អាតចឹងរហូតគឺមាសមានប៉ុណ្ណេះ30តោន30គីឡូ40គីឡូគឺថាយើងអភិវឌ្ឍណាខ្ទង់ចំណូលថវិការដ្ឋហ្នឹងគឺកើនឡើងរហូតចេះទំចំណូលពន្ធហ្នឹងគឺលោកហ៊ុនសែនឡើងមកអួតតួលេខលោកហ៊ុនសែនអត់ខុសគ្នាពីអ្នកលក់លេបងប្អូនចំណាំមើលអ្នកលក់លេគឺយកលុយមកកឲ្យបងប្អូនមើលចឹងហ្មងលុយកគឺថាឲ្យថាជាវលេហ្នឹងគឺឬក៏រឹសរ៉បផលិតផលហ្នឹងគឺយើងដឹងថាបានគឺថាមើលគេមានណានិយាយពីដាក់ឡានមកជួនកាលអ្នកខ្លះឡានសុទ្ធតាទំនើប50-60ម៉ឺនដុល្លារទំរៀបមកជួគ្រាន់តែលក់លេហ្នឹងណាហើយដល់ធ្វើដំណើរទស្សនកិច្ចទៅលេងស្រុកនេះអ៊ីតាលីអឺរ៉ុបអីហ្នឹងគឺថារបបរបស់ប្រើប្រាស់ហ្នឹងសិត20-30ម៉ឺនដុល្លារថ្លៃហ្នឹងគឺអញ្ចឹងហើយយើងហ្នឹងអ្នកស្ដាប់អ្នកលក់លេហ្នឹងគឺថាដាក់ខ្លួននៅក្នុងក្តីស្រមៃចូលក្នុងស្ថានភាពហ្នឹងសឹមភ្លាមអូយីតោះគេធ្វើជោគជ័យហើយយើងហេតុអីក៏មិនជឿគេជោគជ័យណាស់ចឹងជឿគេទិញជាវហ្នឹងជាវដាច់ខ្យល់ងាប់លេហ្នឹងមិនដឹងគីមីយ៉ាងម៉េចមិនដឹងអីម៉េចលាបសបានមួយផ្លែតហ្នឹងហើយមិនដឹងអាលួយស្បែកហើយមិនដឹងក្រសួងមន្ទីរណាទៅមើលលេហ្នឹងយូរចាប់ម្ដងហើយចេះទៅឲ្យប៉ាតណាប៉ាតណីអីចឹងទៅគឺដើម្បីឲ្យល្អមើលសុំទោសបងប្អូនណាខ្ញុំអត់និយាយអំពីការរកទទួលទានដោយសុចរិតរបស់បងប្អូនទេបងប្អូនរកទទួលទានតាមសមាជីវោលក់លេមិនលក់លេលក់អីមិនលក់អីហ្នឹងក៏ដោយគឺឲ្យតែធ្វើស្របតាមច្បាប់គឺជាអំពើសិលធម៌ថ្លៃថ្នូរណាស់បន្តអាជីពជានឹងគ្រាន់បើជាមន្ត្រីរាជការដែលបានការងារស៊ីប្រាក់ខែរដ្ឋហើយលួចជាតិទៀតអ្នកនោះឯងបានចោះនរកបងប្អូនមិនចោះនរកទេប៉ុន្តែអ្នកលក់លេលក់អីក៏ដោយផលិតផលអីក៏ដោយបងប្អូនប្រកាន់សច្ចៈយុត្តិធម៌សិលធម៌គុណធម៌លេហ្នឹងតើលាយនឹងវាមានជាតិគីមីកម្រិតប៉ុន្មានតើវាខូចស្បែករយៈពេលប្រមាណប្រាប់បងប្អូនយើងឲ្យដឹងជាជាងការដែលយើងបានតែលុយបានតែសហើយដល់ពេលឲ្យខូចសុខភាពខូចថ្លើមខូចប្រមាត់ទៅនេះគឺជាអំពើអគុណធម៌ខ្លាំងណាស់យើងបានលុយមែនប៉ុន្តែប្រជាពលរដ្ឋឈឺចាប់ដោយសារយើងអញ្ចឹងសូមឲ្យគិតពីរឿងគុណធម៌និងសេចក្តីថ្លៃថ្នូរកុំឲ្យគិតតែពីរឿងលុយមួយមុខតែខ្ញុំនៅតែលើកទឹកចិត្តឲ្យរកទទួលទានតាមសមាជីវកុំធ្វើចោលអាហ្នឹងខ្ញុំនិយាយមកវិញពេលដែលខ្លួនយើងលាបលេលាបអីសំដែងថាអត់អីតែមេរោគហ្នឹងចូលពេញខ្លួនហើយទៅចេញចាប់ដើមចេញពងបែកពងអីតាមស្បែកយកថ្នាំក្រហមយកមកលាបយកអាបងរុំរបួសយកមករុំដាក់ខោអាវដាក់អីពីលើយើងថាយើងអត់អីទៅទៀតលាបទៀតប៉ុន្តែមហារីកហ្នឹងវាកាន់តែរត់ទៅកម្មករចោះជួបអស់ហើយដល់ចុងក្រោយកម្មករអតិផរណាឡើងទៅថ្លៃទំនិញសពសារពើអត់ឡើងតែប្រាក់ខែតែឥឡូវយើងទៅតវ៉ាហ្មងបើគេចុះទៅគ្រប់រោងចក្រអីហ្នឹងតែតវ៉ាខ្មាំងប្រឆាំងខ្មោចចាប់ដាក់គុកថាយើងហ្នឹងគឺមានចេតនាញុះញង់ចង់ធ្វើផ្ដួលរំលំរដ្ឋាភិបាលដោយពួកគណៈបកប្រឆាំងចង់បានដែរអញ្ចឹងគ្នាអត់ហ៊ានងើបអត់ហ៊ានក្រោកអត់ហ៊ានអីនៅតែទ្រាំអត់ធ្មត់យូរចងកស្លាប់ខ្លួនខ្លះទៅរឿងហ្នឹងគឺវាអញ្ចឹងហើយដល់ពេលហើយយើងថាសុកឯងសុកក៏ប៉ុន្តែជាការកាយកប់ត្រឡប់ជន់អំពីស្ថានភាពដែលកំពុងតែមានពុះកញ្ជ្រោលហើយដល់ពេលយូរទៅពេលអត់គណៈបកប្រឆាំងអត់មានអ្នកណាសើរើទេ
កាលនៅគណៈបកប្រឆាំងនិយាយរួមបងប្អូនទាំងអស់គ្នាបើកុំបានគណៈបកប្រឆាំងរឹងមាំកម្ពុជាអត់មានថ្ងៃនេះទេយើងនិយាយថាគណៈបកប្រជាជនកម្ពុជាបានធ្វើច្រើនណាស់យើងមិនអាចទៅនិយាយថាគេមិនកសាងប្រទេសអីសោះទេមិនអញ្ចឹងទេអ្នកណានិយាយបែបនេះថាកម្ពុជាគ្មានការអភិវឌ្ឍអ្នកកំពុងតែក្បត់ប្រវត្តិសាស្ត្រហើយខ្ញុំពិតជាឲ្យ credit ឬក៏ការដឹងគុណឬក៏អរគុណគណៈបកប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់លោកហ៊ុនសែនក្នុងរយៈពេលប្រមាណឆ្នាំចាប់តាំងពី79មកដល់ឥឡូវនេះក៏មានការប្រែប្រួលប្លែកគួរជាទីដែលនិយាយទៅមោទនៈដែរយើងមិនមែនអត់សោះទេយើងមើលការអភិវឌ្ឍប្រជាពលរដ្ឋជីវភាពនៃការរស់នៅអាគារស្កឹមស្កៃឬផ្លូវខ្វែងខ្វាត់អគិសនីដល់ណាដល់ណីអភិវឌ្ឍស្ទើរគ្រប់ហេដ្ឋារចនាសម្ព័ន្ធមានពលានយន្តហោះល្បីធំមានភ្ញៀវទេសចរមានស្អីនឹងច្រើនមានការប្រែមុខមាត់ច្រើនណាស់បើយើងប្រៀបធៀបពី50 40ឆ្នាំមុនហ្នឹងគឺថាវាឆ្ងាយមកហើយដែរហើយទេហើយទាំងអស់នេះក៏ជាគណូបការៈរបស់ថ្នាក់ដឹកនាំគណៈបកប្រជាជនកម្ពុជាដែលរស់រានមានជីវិតពីរបបខ្មែរក្រហមនឹងដែរគឺរឿងនេះអត់មានរឿងអីត្រូវពិបាកនិយាយទេក៏ប៉ុន្តែកុំភ្លេចថាទាំងអស់នេះបើគ្មានគណៈបកប្រឆាំងចូលរួមកម្ពុជាអត់មានដល់ថ្ងៃនេះដែរអាចបានមិនស្រួលអត់បានពាក់កណ្ដាលហ្នឹងផងហេតុអីបានជាខ្ញុំនិយាយចឹងត្រូវចាំថានៅពេលដែលមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ1993ពេលនោះឯងគឺជាពេលដែលកម្ពុជាចាប់ផ្ដើមសេដ្ឋកិច្ចចាប់ផ្ដើមសិទ្ធិមនុស្សចាប់ផ្ដើមឲ្យឡើងក្រើតមកដោយសារអីដោយសារប្រទេសនៅជុំវិញពិភពលោកគេមានកាតព្វកិច្ចមួយផ្នែកសិលធម៌ក្នុងការទទួលខុសត្រូវជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសគេចង់ឲ្យយើងមានយុត្តិធម៌សង្គមរួចផុតពីសង្គ្រាមអីទៀតទៅបានហើយមានសិទ្ធិមនុស្សនិងប្រជាធិបតេយ្យចង់ឲ្យយើងមានរដ្ឋធម្មនុញ្ញចង់ឲ្យយើងមានការបោះឆ្នោតមួយដោយសេរីត្រឹមត្រូវនិងយុត្តិធម៌សម្រាប់មេដឹកនាំទៅតាមការជ្រើសរើសរបស់ប្រជាពលរដ្ឋឈប់កាប់ចាក់គ្នាទៀតនេះគឺគេចង់បានអញ្ចឹងហើយយើងចាប់ផ្ដើមធ្វើឲ្យគេជឿ93យើងបោះឆ្នោតបើតែស្ពុនសំពេចឈ្នះគណៈបកប្រជាជនឡំប៉ាអីក៏ដោយប៉ុន្តែព្រះមហាក្សត្រខ្មែរកាលមុនលោកប្របាទនរោត្តមសីហនុលោកសម្របសម្រួលឲ្យមានសហនាយករដ្ឋមន្ត្រីអីចឹងទៅក៏បានមកបន្ទុះ4ឆ្នាំក្រោយគណៈបកប្រជាជនកម្ពុជាធ្វើរដ្ឋប្រហាររំលាយពួកក្រុមហ៊ុនសំពេចសម្លាប់មនុស្សអស់មកកណោតែចេះទៅទៀតទៅទឹកទៀតទៅក៏ក្រុមខាងគណៈបកប្រឆាំងមានលោកសំរងស៊ីមានលោកកម្មសខាអីហ្នឹងចេះតែឡើងក្រើតកុំបានលោកសំរងស៊ីកុំបានលោកកំសខាលោករងឈុនឬក៏អ្នកនយោបាយឆ្នាំទាំងអស់ទៀតនៅក្នុងជាតិហ្នឹងជួយចូលរួមគ្នាដើម្បីឲ្យលបែងនយោបាយជាមួយនឹងគណៈបកប្រជាជនហ្នឹងបោកអន្តរជាតិដើម្បីខ្ជាក់ជំនួយឥតសំណងច្រើនណាស់អាមេរិកក៏ជួយស៊ុយអែតអង់គ្លេសបារាំងកាណាដាគឺគេជួយយើងច្រើនជួយដើម្បីអីព្រោះយើងឃើញយើងលេងលបែងនយោបាយមួយវាយគ្នាម្ដាយពីរមែនក៏ប៉ុន្តែយើងចេះតែលេងមានគណៈបកប្រឆាំងមានគណៈបកអីចេះបដំប្រសងចុះលុយខ្ជាក់មកនិយាយទៅយើងបោកអន្តរជាតិបានយ៉ាងស្រួលហើយខ្ញុំសរសើរដែរទាំងមេដឹកនាំបកប្រឆាំងទាំងមេដឹកនាំគណៈបកប្រជាជនកម្ពុជាដែលដឹកដៃគ្នាមកវាយគ្នាក្បោចសក់គ្នាមែនក៏ប៉ុន្តែនៅតែមកបដំប្រសងជាមួយគ្នាលុយខ្ជាក់រហូតគឺថាឡើងរហូតសង់នេះសង់នោះជួយនេះជួយនោះគឺភ្ញៀវក៏មកច្រើនការទុកចិត្តក៏មានកាន់តែខ្លាំងគឺគេចង់ជួយយើងមែនតើហើយយើងឃើញឡើងក្រើតមានអាការអនុគ្រោះពន្ធជាពិសេសកម្ពុជារីកចម្រើនដោយសារការអនុគ្រោះពន្ធ EBA របស់អង់គ្លេសរបស់សហគមន៍អឺរ៉ុបទេហើយក៏បាន GSP របស់អាមេរិកដែរហើយទាំងអស់នេះគេជាប់កាតព្វកិច្ចគេឲ្យយើងដើម្បីឲ្យក្រុមរោងចក្រសហគ្រាសអីហ្នឹងកម្មកររោងចក្រកាត់ដេរអីហ្នឹងមានដល់ទៅជិត1លានអ្នកនិងអ្នកបានផលជិត3លានអ្នកហ្នឹងគឺដោយសារតែគុណនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទេហើយដោយសារតែមានកិច្ចព្រមព្រៀងហ្នឹងមកគឺតួអង្គដែលអនុវត្តកិច្ចព្រមព្រៀងហ្នឹងគឺមានគណៈបកប្រជាជនកម្ពុជានិងគណៈបកប្រឆាំងមានដៃគូពីរហ្នឹងដែលរំស្លូជាមួយគ្នាហើយរំទៅត្រេតតិចត្រេតចោះអីអញ្ចឹងទៅចង់ដួលតិចតែមិនដួលខ្ពកអីអញ្ចឹងទៅគេអន្តរជាតិក៏ឃើញថាដៃគូនេះរំបတ်ថាដូចជានេះដែរឃើញចេះតែរំទៅអញ្ចឹងចេះតែទៅមុខទៀតទៅគ្រប់បាត់គ្រប់ភ្លេងអញ្ចឹងទៅគេចេះតែជួយរហូតដោយសារគេជឿថានេះគឺជាដំណើរប្រជាធិបតេយ្យដល់ពេលជួយទៅការអភិវឌ្ឍកាន់តែច្រើនទៅគណៈបកប្រជាជនកម្ពុជាដាំក្បាលចុះអញ្ចឹងគណៈបកប្រឆាំងគឺឡើងប្រជ្រះដល់ពេលអញ្ចឹងគណៈបកប្រជាជនកម្ពុជាចាប់ផ្ដើមមានអារម្មណ៍ថាអូមិនចេះអត់ស្រួលទេព្រោះអីប្រទេសអភិវឌ្ឍមែនហើយរួមគ្នាអភិវឌ្ឍមកមែនហើយប៉ុន្តែនៅពេលដែលលុយជំនួយធ្លាក់ចូលខាងសិទ្ធិមនុស្សប្រជាធិបតេយ្យអង្គការសង្គមស៊ីវិលឯករាជ្យសារព័ត៌មានឯករាជ្យស្អីនិយាយចឹងប្រជាពលរដ្ឋចាប់ផ្ដើមមានអង្គការសង្គមស៊ីវិលមានអត្តហុកលីកាដូអីចុះទៅមូលដ្ឋានឲ្យប្រជាពលរដ្ឋចេះប្រើប្រាស់សិទ្ធិរបស់ខ្លួនអីលក្ខណៈអីចឹងការអភិវឌ្ឍយើងអភិវឌ្ឍមិនកើតបើយើងទៅរំលោភដីធ្លីគេប្រជាពលរដ្ឋចាប់ផ្ដើមចេះប្រើសិទ្ធិប្រើអីអញញ៉ៃពេញទឹកពេញដីដោះស្រាយរឿងហ្នឹងអត់បានប្រជាប្រិយគណៈបកប្រជាជនកាន់តែចុះទៅកើតរឿងបណ្ដោយកើតរឿងមិនមែនកើតរឿងដោយសារចង់ឲ្យមានការអភិវឌ្ឍបន្តទៀតទេកើតរឿងគឺដោយសារតែគណៈបកប្រជាជនកម្ពុជាដឹងច្បាស់ថាបើហ៊ានតែបដ ாய் អញ្ចឹងទៀតឲ្យអាជំនួយបរទេសហ្នឹងធ្លាក់មកអញ្ចឹងទៀតហើយអត់មានអីទប់
ទៅហើយគណៈបកប្រជាជនចាញ់ឆ្នោត 100% ហ្មងព្រោះអីគាត់ដឹងថាចេញពីឆ្នាំ93មកទៅឆ្លាក់ឆ្នោតតាំង93មកម៉េះព្រោះពេលមានហ៊ុនស៊ិនប៉ិចចូលមកដំបូងចាញ់ឆ្នោតហ៊ុនស៊ិនប៉ិចតាគាត់ដឹងថាប៉ុន្តែដោយសារតែបំផ្លាញហ៊ុនស៊ិនប៉ិចហ្នឹងតាមរយៈរដ្ឋប្រហារតាមរយៈអីឆ្នាំ97ហ្នឹងទៅហើយហ៊ុនស៊ិនប៉ិចហ្នឹងចូលទៅទិញមនុស្សឬក៏ថាមនុស្សរបស់ហ៊ុនស៊ិនប៉ិចហ្នឹងចូលទៅក្នុងគណៈបកប្រជាជនឲ្យទូនាទីឲ្យតំណែងបានលៀបសការៈបានអីទៅចូលទៅគណៈបកប្រជាជនអស់ហ៊ុនស៊ិនប៉ិចលលាយអស់គណៈបកប្រជាជនធូរធូរមួយពេលដែលលលាយហ៊ុនស៊ិនប៉ិចហ្នឹងប៉ុន្តែអាទ្រូងរបស់គាត់អត់ធូរដោយសារអីប្រជាពលរដ្ឋខកចិត្តនឹងហ៊ុនស៊ិនប៉ិចដោយសារហេតុអីបានជាអោបកសោបចូលជាមួយគណៈបកប្រជាជនឲ្យគេធ្វើស៊ីបាត់ដាច់បាត់ចឹងអញ្ចឹងគណៈបកប្រឆាំងគឺនៅរឹងមាំរហូតតតែឡើងរហូតគណៈបកប្រជាជនមានបញ្ហាបណ្ដោយបញ្ហានេះឯងដែលគណៈបកប្រជាជនកម្ពុជាមានរឿង2 3 4 5មកដែលត្រូវដោះស្រាយទី1ត្រូវទប់គណៈបកប្រឆាំងកុំឲ្យមានប្រជាប្រិយខ្លាំងពេកតាមមធ្យោបាយណាក៏អាចធ្វើបានដែរចង់រដ្ឋបတ်សុទ្ធសេរីភាពអីសពបាយប៉ុន្តែរដ្ឋអត់បានដំបងឡើយរដ្ឋអត់បានទេណាបងប្អូនដោយសារសហគមន៍អន្តរជាតិពេលដែលយើងអប់រំប្រជាពលរដ្ឋឲ្យចេះសិទ្ធិមនុស្សនិងប្រជាធិបតេយ្យតាមរយៈអង្គការសង្គមស៊ីវិលប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដោយអាស៊ីសេរីដោយ Cambodia Daily ដោយភ្នំពេញប៉ុស្តិ៍អីកាលពីមុនមានស្រោចនិយាយបកអាក្រាតមន្ត្រីរដ្ឋាភិបាលភាពអសកម្មអ្នកដែលបានផលច្រើនជាងគេគឺប្រជាពលរដ្ឋទាំង17លានអ្នកជាងឲ្យតែប្រព័ន្ធអស់នេះក៏ជ្រុលរដ្ឋាភិបាលអត់អាចលួចអត់អាចកឹបកេងលុយអត់អាចកេងប្រវាញ់ប្រជាពលរដ្ឋបានស្រួលទេដូចចង់ខ្ជាក់ពិបាកមែនតើអាការពិបាកនេះហើយដែលរដ្ឋាភិបាលជាពិសេសគណៈបកប្រជាជនកម្ពុជាគឺជ្រុលក្បាលកពើក្នុងការអនុញ្ញាតឲ្យមានសិទ្ធិមនុស្សនិងប្រជាធិបតេយ្យពេកណាតាមពិតខ្ញុំទទួលស្គាល់ថាឲ្យតម្លៃគណៈបកប្រជាជនកម្ពុជាផងពីដើមឡើយមកហ្នឹងគឺគាត់ពិតជាផុងនឹងឲ្យតម្លៃសិទ្ធិមនុស្សដែរប៉ុន្តែប្រក្រាបអីចឹងមែនប៉ុន្តែជ្រុលខ្លួនជាមួយគ្នាដោយគាត់គិតថាបើមានសិទ្ធិមនុស្សប្រជាធិបតេយ្យមានការអភិវឌ្ឍមានអីអញ្ចឹងចេះតែយកទៅវាមិនអីទេព្រោះអីអាចបានប្រជាពលរដ្ឋយល់ថាអ្នកដែលដឹកនាំប្រទេសគឺគណៈបកប្រជាជនកម្ពុជាតែរហូតតែជាប់ឆ្នោតតែរហូតតែអញ្ចឹងការអភិវឌ្ឍនេះច្បាស់ជាប្រជាពលរដ្ឋយល់ថាជាសមិទ្ធិជាស្នាដៃរបស់គណៈបកកណ្ដាលអំណាចហើយវាមិនអាចបកប្រឆាំងកើតទេព្រោះគេកាន់តាំង79មកប៉ុន្តែការយល់បែបហ្នឹងគឺវាអត់ត្រូវដោយសារអីប្រជាពលរដ្ឋកាន់តែចេះដឹងទៅគិតថាទេអាការអភិវឌ្ឍនេះក៏បានគណៈបកប្រឆាំងចូលរួមតាព្រោះដោយសារគណៈបកប្រឆាំងចូលរួមមានសិទ្ធិមនុស្សមានប្រជាធិបតេយ្យមានអីចឹងទៅបានអន្តរជាតិគេជួយគេគ្រប់គ្រងយើងទៅតម្លាក់លុយជួយឥតសំណងរហូតជួយច្រើនមែនតើដល់តែពេលជួយបានរឿងដៃរឿងជើងនេះហើយគឺជារឿងដែលគ្រោះថ្នាក់សម្រាប់ជាតិយើងគណៈបកប្រជាជនកម្ពុជាក្នុងឆ្នាំ2017តាពិតក្រោយបោះឆ្នោតឃុំសង្កាត់រួចហើយនៅពេលដែលដឹងថាសម្លេងឃុំសង្កាត់ឡើងដល់5000ច្រើនមែនតើនៅពេលដែលគណៈបកសង្គ្រោះជាតិបានមេឃុំចៅសង្កាត់489កៅអីហើយនឹងចាប់ផ្ដើមតំណាងរាស្ត្រអីឡើងដល់55កៅអី3.3លានហើយខ្លួនឯងមានតែ3លាន2សែនរួចសម្លេងសកម្មជនគណៈបកសង្គ្រោះជាតិប្រជាជនអួតថាមានដល់5លានដល់ពេលបោះឆ្នោតរហតែ3លាន2សែនរហចង់ពិបាកគណៈបកប្រជាជនកម្ពុជាដឹងខ្លួនតាថាបើមិនរំលាយគណៈបកប្រឆាំងនេះចោលទេគឺទីបំផុតគឺគណៈបកប្រជាជននេះនឹងរលាយដោយឯងព្រោះអត់មានអាចទៅទប់ជាមួយគណៈបកប្រឆាំងនេះបានទេក្នុងតម្លៃណាក៏ទប់អត់បានដែរព្រោះគណៈបកប្រឆាំងគេឡើងពីទូចមកធំគណៈបកប្រជាជនឡើងពីចុះពីធំទៅតូចចេះហ្នឹងអញ្ចឹងទិសប្រច្រាស់គ្នាដាច់ផឹងនឹងមួយយន្តហោះចុះមួយយន្តហោះឡើងហ្នឹងអញ្ចឹងយន្តហោះកម្ពុជាគឺចុះហើយមិនដឹងថាចុះចតធម្មតាឬធ្លាក់នៅក្នុងបឹងភក់ណាយើងអត់ដឹងតែយន្តហោះរបស់គណៈបកប្រឆាំងគឺឡើងនេះឯងដែលធ្វើឲ្យនយោបាយកម្ពុជាចាប់ផ្ដើមប្រែពណ៌ក្នុងឆ្នាំ2017នេះហើយគឺជាពេលដែលយើងឈប់លេងនយោបាយបោកបរទេសកាលមុនយើងបោកគ្នាបានណាខ្ញុំសរសើរអ្នកនយោបាយខ្មែរអត់ត្រូវគ្នាយ៉ាងម៉េចអីចឹងទៅគឺប្រឹងប្រែងធ្វើទុកបុកម្នេញគ្នាទៅវិញយ៉ាងណាទៅមកក៏មិនរំលាយគ្នាណាចឹងយើងឃើញអន្តរជាតិចាញ់បោកទម្លាក់លុយទម្លាក់អីនៅជួយយើងរហូតក៏ប៉ុន្តែដល់ឆ្នាំ2017គឺជាដំណាក់កាល0ខ្ញុំឲ្យឆ្នាំ0ហ្មងសម្រាប់កម្ពុជាដូចសម័យខ្មែរក្រហមចឹងឆ្នាំ0ហ្នឹងគឺយើងចាប់ផ្ដើមរំលាយគណៈបកសង្គ្រោះជាតិចោលចាប់ប្រធានគណៈបកសង្គ្រោះជាតិដាក់ឃុំហើយសកម្មជនឬតំណាងរាជគណៈបកសង្គ្រោះជាតិដទៃទៀតរត់រកទីទួលមានសុវត្ថិភាពដោយទាំងលោកសំរងស៊ីអ្នកស្រីមូសុខួរលោកអេងឆៃអៀងនុតរំដួលលោកហូវ៉ាន់ឬក៏លោកឡុងរីលោកអីហ្នឹងតំណាងរាជហ្នឹងរត់ខ្ចាយអស់ចេញពីស្រុកខ្មែរភាគច្រើនដើម្បីបានមានសុវត្ថិភាពអ្នកនៅក្នុងស្រុកគឺតលតែទៅចោះចូលជាមួយនឹងរដ្ឋាភិបាលបង្កើតបកថ្មីអីទៅបានអាចមានសុខរស់បានបើក្រៅពីហ្នឹងគឺរត់បែកខ្ញាច់គ្នាអស់នេះគឺជាឆ្នាំ0ហេតុអីបានខ្ញុំហៅឆ្នាំ0នៅពេលដែលរំលាយគណៈបកសង្គ្រោះជាតិចោលរំលាយអង្គការចាត់តាំងធ្វើច្បាប់ធ្វើរំលាយអង្គការចាត់តាំងគណៈបកសង្គ្រោះជាតិរឿងមធ្យមឯងងុំនឹងរឿងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យវិទ្យុអាស៊ីសេរីក៏បិទវាCambodia Daily ក៏រករឿងតាក់ទងរឿងពុនបិទដែរភ្នំពេញប៉ុស្តិ៍បង្ខំចិត្តត្រូវលក់ឲ្យតកែថ្មីដែលមាននានាការគ្រប់គ្រងរដ្ឋាភិបាលបាត់អស់រលីងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរបស់កម្ពុជាដែលអាចផ្សាយជាដំណឹងអន្តរជាតិជាអក្សរអង់គ្លេសបានណាយើងបាត់អស់ដួលអស់ហ្មងអញ្ចឹងយើងបំផ្លាញអាហ្នឹង
អាហ្នឹងប្រព័ន្ធអង្គការសង្គមស៊ីវិល NDI របស់អាមេរិកអីគឺបិទបោះគេចោលបណ្ដេញគេចេញទៀតអង្គការសង្គមស៊ីវិលដទៃទៀតគឺមិនអាចនៅធ្វើកិច្ចការងារឲ្យបានគឺរលរឿងទាំងសង្ត្រាល់ទាំងលីកាដូទាំងអាត់ហុកអីហ្នឹងមានច្បាប់មានទម្លាប់អង្គការអីហ្នឹងគឺធ្វើ audit ធ្វើអីគឺស្មុគស្មាញមែនតើដែលធ្វើឲ្យការធ្វើប្រតិបត្តិហ្នឹងគឺលំបាកហើយចាប់ផ្ដើមធ្វើទុកបុកម្នេញសហជីពសពបែបយ៉ាងហើយធ្វើច្បាប់អីថ្មីរហូតដើម្បីរំលាយអង្គការចាត់តាំងរៀបចំការបោះឆ្នោតដែលគ្មានគណៈបកប្រឆាំងចូលរួមមានតែគណៈបកលំអភ្លើង7 8ដែលនៅក្នុងក្រុមប្រឹក្សាពិគ្រោះយោបល់ជាន់ខ្ពស់អីណានោះនេះគឺជាឆ្នាំ0ហេតុអីបានជាកម្ពុជាជ្រើសរើសយកឆ្នាំ0ដោយសារតែកម្ពុជាប្រើនយោបាយឈ្នះចាញ់នេះអានយោបាយឈ្នះគាត់ពីមុនមកមិញមានរហូតដល់ឆ្នាំ2017គឺនយោបាយឈ្នះចាញ់អញ្ចឹងវាមានសងលើក្រោយនេះគឺតើតែវាមានឈ្នះចាញ់ហើយអ្នកដែលចាញ់ណាតាមពិតម្ដងនេះអត់មានអ្នកឈ្នះទេបិទតែគណៈបកប្រជាជនកម្ពុជាឈ្នះនៅក្នុងន័យរំលាយគណៈបកសង្គ្រោះជាតិចោលគឺអ្នកដែលចាញ់គឺប្រជាពលរដ្ឋខ្មែរទាំង18លានអ្នកគឺយើងចាញ់ទាំងអស់គ្នាហេតុអីបានខ្ញុំនិយាយចឹងបញ្ហាគេឈ្មោះកិត្តិយសជាតិយើងអត់មានអ្នកណាទទួលស្គាល់ទេនៅលើឆាកអន្តរជាតិខ្ញុំនិយាយអត់ទទួលស្គាល់គឺអត់នៅខាងយើងឯកោពេលឆ្លោះគ្នាជាមួយថៃក្ដុងថៃយកអស់លីងគេវាយយើងអត់មានអ្នកណាកោតទោសថៃមួយយើងម្នាក់ឯងសុទ្ធសាធពួកអីយើងទាត់គណៈបកសង្គ្រោះជាតិចោលទាត់ស្លាប់ស្លាប់ដែលនៅហើយយើងវាយស្លាប់មកខាងឲ្យបាក់ប៉ុន្តែពេលដែលយើងវាយស្លាប់គណៈបកសង្គ្រោះជាតិឲ្យបាក់ហ្នឹងយើងភ្លេចគិតថាយើងជាសត្វបាក់សីតាអាស្លាប់ហ្នឹងគឺជាស្លាប់នៃតួខ្លួនយើងតាយើងស្មានតែស្លាប់ហ្នឹងជាស្លាប់សបនិមិត្តដែលគេយកមកបំពាក់ជាស្លាប់បរទេសអីណាអត់ទេស្លាប់ហ្នឹងគឺជាស្លាប់ក្នុងខ្លួនយើងកើតមកវាមានស្លាប់មកជាហៀងស្វែងមកជាហៀងស្ដាំតែយើងសម្រាប់វាយស្លាប់មកចំហៀងនឹងចោលហើយយើងនឹងជាសត្វនៅក្នុងហើខ្លួនយើងចោះតួខ្លួនទាំងមូលនេះប្រជាពលរដ្ឋខ្មែរទាំង18លានអ្នកនេះនៅពេលដែលស្ថិតនៅក្នុងយានបាក់សីដែលកំពុងហោះមានស្លាប2នេះហើយទៅយើងបាក់ស្លាប់មួយតើបាក់សីយើងហោះទៅឯណាវាមិនចូលផប់ហើយយើងអត់ដឹងទេរឿងហ្នឹងហើយតទៅពេលហើយអ្នកធ្វើទុកករកិរិយាហ្នឹងធ្វើទុកអ្នកណាគឺទុកប្រជាពលរដ្ឋឥឡូវយើងឈ្នះចិត្តគណៈបកប្រជាជនគឺឈ្នះចិត្តនៅក្នុងការគំតិចអ្នកឯងឲ្យបានមែនប៉ុន្តែដល់ពេលអ្នកណាដែលរងគ្រោះគណៈបកប្រជាជនខ្លួនឯងនឹងក៏រងគ្រោះដែរពួកយើងនៅលើហ្នឹងនៅក្នុងបាក់សីហ្នឹងវាបាក់ស្លាប់ហ្នឹងតើយើងធ្លាក់ទៅណាធ្លាក់ទៅខ្លួនឯងប្រជាពលរដ្ឋ18លានអ្នកធ្លាក់ទៅជាមួយគ្នាដោយទាំងគណៈបកប្រឆាំងដោយទាំងគណៈបកកណ្ដាលអំណាចហ្នឹងដូចតែគ្នាតាអត់មាននរណាមួយឈ្នះទេអញ្ចឹងចាញ់ទាំងអស់គ្នាចាញ់ទាំងជាតិនៅពេលដែលមានចំនួនព្រំដែនថៃយើងអត់មានមូលមាត់គ្នាទេឃើញនៅឃើញការចាញ់ថ្នាក់ជាតិហ្នឹងគឺបែកបាក់សាមគ្គីជាតិយើងអត់មូលមាត់គ្នាទេខ្ញុំនិយាយថាបាតកម្មដំបូងហ្នឹងមូលមាត់គ្នាតែយើងថ្កោលទោសថៃណាតតែពេលចាប់ផ្ដើមប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំដែនអន្តរជាតិបែកខ្ញែកអស់លីងរកបានតែមនុស្សប្រមាណអ្នកមុនបាត់សាប៊ូលែងមកចូលរួមអស់ព្រោះអីខ្លាចគេនិយាយទៅប៉ះពាល់នឹងភាពអសកម្មរបស់រដ្ឋាភិបាលកម្ពុជាបើទោះបីជាតវ៉ាទៅតុលាការអន្តរជាតិនឹងអីហ្នឹងអាចនឹងបានដីខ្មែរមកវិញប៉ុន្តែបាក់មុខមាត់កម្ពុជាព្រោះកម្ពុជាអត់ប្តឹងចឹងឈប់ចូលរួមបាតកម្មបែកគ្នាទៀតបែកបាក់សាមគ្គីគ្នាទៀតលែងនិយាយត្រូវគ្នាបាតកម្មលើកក្រោយអត់អាចប្រមូលមកបានទៀតទេគណៈបកប្រឆាំងទៅតែគណៈបកប្រឆាំងទៅគណៈបកប្រជាជនកម្ពុជាធ្វើតែខ្លួនឯងដូចថ្ងៃមុនបាតកម្មនៅឡុងប៊ិចមួយថ្ងៃធ្វើនៅក្រុមនៅផ្លូវនេះមួយថ្ងៃទៀតធ្វើនៅកន្លែងណែសាលាក្រុងឡុងប៊ិចឃើញបែកខ្ញែកគ្នាគឺអាចជំងឺមិនទុកចិត្តគ្នាហ្នឹងមានយូរហើយប៉ុន្តែពេលដែលវាយគ្នាជាមួយថៃមកក្ដួងហ្នឹងភ្លាមហ្នឹងរៀងដូចភ្លើងចម្បាំងអញ្ចឹងជាតិនិយមហ្នឹងគឺថាមកភឹបសិនដល់ពេលហើយអូចាំអត់មានបានប្រយោជន៍អីផងលែងចូលគ្នាបែកបាក់ទៀតឃើញយើងខាតទេអាហ្នឹងគឺរឿងបែកបាក់ជាតិអត់មានឈ្នះទេចាញ់ទាំងអស់គ្នាហ៎តាក់តងនឹងរឿងហេតុអីបានជាពងឆ្លោះគ្នាជាមួយថៃគណៈបកប្រឆាំងវាយថៃបដាវាយគណៈបកប្រជាជនកម្ពុជាបដាវាជាឱកាសមាសឃើញយើងបំផ្លាញឲ្យគ្នានៅក្នុងហ្នឹងក្តៅក្រហាយជាមួយយើងរងចាំឱកាសអនុចាក់ដែរសួរថាគណៈបកប្រឆាំងខុសហេគាត់មានកំហុសផ្នែកសិលធម៌មួយដែរថាចោះពេលមានទុកហេតុអីក៏មិនជួយគ្នាណាយើងបំភ្លេចឲ្យរឿងនយោបាយសិនប៉ុន្តែគាត់វាយថៃបដាដែរតាគាត់វាយគាត់រករឿងថៃគ្រប់រឿងដែរទេប៉ុន្តែនៅក្នុងពេលជាមួយគ្នាហ្នឹងគាត់មករករឿងគណៈបកប្រជាជនកម្ពុជាដោយសារគណៈបកប្រជាជនកម្ពុជាដែលធ្វើឲ្យអត់មានគណៈបកប្រឆាំងចូលការពីជាតិជាមួយគ្នាហ្នឹងបានជាគេរករឿងហើយកុំទៅបន្ទោសគេយើងកសាងគេហៅអំពើបាបនឹងពីមុនមកខ្លួនឯងតាដល់ពេលឥឡូវសហគមន៍អន្តរជាតិគេអត់ជួយយើងបែកបាក់ទាំងជាតិបែកបាក់ទាំងស្អីទាំងអស់ខ្មែរយើងអត់ត្រូវគ្នាគ្រប់ទិសទីតើយើងពឹងអីហើយយើងទៅរករឿងឥឡូវជាមួយខ្ញុំនិយាយរឿងអញ្ចឹងបានថាវាមានឈ្នះនេះណាឈ្នះតែក្នុងរឿងរបបខ្មែរក្រហមទេតែមកចូលដល់សម័យនេះហើយគឺយើងធ្វើឲ្យចាញ់ជាតិជើងទាំងមូលហើយឥឡូវនេះអត់មានអាចឈ្នះបានទៀតទេគឺយើងបំផ្លាញចោល
ក៏ប៉ុន្តែសំណួរសួរទៅវិញថាតើវាយឺតពេលណាស់ដល់ហើយឬនៅក្នុងការដែលយើងស្ដារឲ្យមានវិមានឈ្នះឈ្នះហ្នឹងមួយផ្សេងទៀតតាមរូបភាពនយោបាយមួយជាមួយនឹងគណៈបកប្រឆាំងនិងប្រជាពលរដ្ឋដែលមាននិន្នាការមិនគ្រប់គ្រងរដ្ឋាភិបាលឲ្យចេះធ្វើការជាមួយគ្នាបោកអន្តរជាតិបានមួយសារទៀតដើម្បីអភិវឌ្ឍជាតិនេះឡើងវិញគឺបោកក្នុងន័យថាធ្វើឲ្យមានប្រជាធិបតេយ្យត្រឹមត្រូវទៅហើយយើងនឹងអាចបោកអន្តរជាតិឲ្យធ្លាក់ជំនួយធ្លាក់អីទៀតទៅហើយនៅពេលដែលបែបនេះគឺយើងចាក់កាន់តែឆ្ងាយទៅយើងឈានទៅរកវិនិច្ឆ័យអន្តរាយចាក់ជាមិនខានហើយព្រោះអីអន្តរជាតិគេរវល់តែរឿងគេប៉ុន្តែគេមិនដែលភ្លេចយើងទេដល់ពេលដែលយើងជាមនុស្សដែលមានប្រជាធិបតេយ្យអន្តរជាតិគឺគេវល់ជាមួយតែប្រទេសកុម្មុយនីសហ្នឹងរាល់ថ្ងៃគេចង់បំផ្លាញកុម្មុយនីសឲ្យដាច់តើយើងមើលអ៊ីរ៉ង់មើលយើងមើលវេណេស៊ុយអេឡាយើងមើលគុយបាយើងមើលប្រទេសផ្សេងទៀតឯកុម្មុយនីសហ្នឹងគឺទៅដោយសារគេចង់បំផ្លាញឲ្យអស់ឲ្យមានតែប៉ូលសេរីទេហើយយើងនៅអោបកសោបអារបៀបកុម្មុយនីសហ្នឹងទៅអីព្រោះអីបើយើងឃើញបញ្ហាយើងអញ្ចឹងបានថាថ្ងៃនេះខ្ញុំនិយាយពីប្រធានបទមួយដែលចង់និយាយថាតើការផ្សាយអំពីភាពខ្លាំងរបស់ថៃជាអំពើក្បត់ជាតិកម្ពុជាដែរឬយ៉ាងណាមានការចោទសួរច្រើនណាស់បងប្អូនគេចោទសួរថាហេតុអីនៅពេលដែលយើងមានទុកហេតុអីបានប្រជាពលរដ្ឋខ្មែរមួយចំនួននាំគ្នាផ្សាយតែពីភាពខ្លាំងរបស់ថៃតើនេះជាអំពើក្បត់ជាតិឬក៏យើងមិនព្រមជួយផ្ដុំកម្លាំងគ្នាដើម្បីជួយផ្សាយល្អពីខ្មែរខ្លះបានទេខ្ញុំថាការគិតបែបនេះគឺជាការគិតសមហេតុផលជាអ្នកស្រឡាញ់ជាតិដ៏ស្មោះស្ម័គ្រមួយដែរមិនខុសទេតែយើងទៅផ្សាយអីតាក់ទងពីរឿងថៃល្អនេះល្អនោះថៃមានអានុភាពនេះអានុភាពនោះវាធ្វើឲ្យបាក់ស្មារតីកងកម្លាំងប្រដាប់អាវុធកម្ពុជារបស់យើងហើយបាក់ស្មារតីកម្ពុជាខ្មែរយើងដែលកំពុងធ្វើពហិការប្រឆាំងផលិតផលថៃលាក់នឹងលាក់អីហ្នឹងគឺធ្វើឲ្យជាតិយើងកាន់តែចុះខ្សោយបានន័យថាយើងនាំគ្នាធ្វើបាបខ្លួនឯងទៅសើគេមានភាពសមហេតុសមផលដែរក៏ប៉ុន្តែបើយើងមើលឲ្យមែនតែនតើហេតុអីបានជាប្រជាពលរដ្ឋមួយចំនួនសរសើរថៃហើយបង្អាប់ខ្មែរឬក៏ផ្សាយពីបញ្ហាភាពអស្ចារ្យរបស់ថៃគឺមកបង្អាប់ខ្មែរបងប្អូនយើងណាបើមានសច្ចយុត្តិធម៌យើងត្រូវមើលជ្រុងនេះម្ដងទៀតតើរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់គណៈបកប្រជាជនមិនដែលប្រព្រឹត្តខុសអីសោះឬប្រព្រឹត្តល្អសម្រាប់ប្រជាពលរដ្ឋខ្មែរទាំង18លានអ្នកហ្នឹងបើឲ្យល្អដូចគ្នាយកចិត្តទុកដាក់មានព្រមវិហារធម៌អញ្ចឹងមែនឬគឺដូចខ្ញុំនិយាយអញ្ចឹងគឺយើងកសាងអកុសលកម្មវាច្រើនអណែកសូម្បីតែលោកកម្មសខាក៏គាត់និយាយដែរថាអ្នកណាធ្វើទុកបុកម្នេញគាត់ហ្នឹងឲ្យរងកម្មតាមអំពើអកុសលកម្មរបស់ខ្លួនចោះអីអញ្ចឹងទៅអកុសលកម្មហ្នឹងគឺវាមានការធ្វើឲ្យឈឺចាប់មនុស្សគ្រប់គ្នាតែដល់តែពេលមានការអីជាមួយថៃហេតុអីបានជាពលរដ្ឋខ្មែរមួយចំនួនជាពិសេសអ្នកគ្រប់គ្រងគណៈបព្វប្រឆាំងមិនអាចនឹងរកចំណុចល្អដើម្បីគ្រប់គ្រងរដ្ឋាភិបាលធ្វើអីក៏តែមិនត្រូវដូចខ្ញុំនិយាយចឹងគឺដោយសារតែយើងធ្វើឲ្យខ្មែរនេះបែកបាក់ជាតិអត់ត្រូវគ្នានៅពេលដែលយើងអត់ត្រូវគ្នាគូមកខាងទៀតគឺរកឱកាសដើម្បីប្រាប់យើងថាយើងធ្វើអញ្ចឹងគេផ្សាយតែថៃល្អដោយសារតែមកពីយើងអត់ប្រឹងធ្វើបើធ្វើជុំគ្នាជាមួយគណៈបកប្រឆាំងកសាងជាតិយើងរឿងអីដែលអត់មានអាវុធយុទ្ធភ័ណ្ឌសំបី F16 មួយគ្រឿងពីរគ្រឿងបើយើងកុំឲ្យមានអំពើពុករលួយលួចជាតិអីយ៉ាងសន្ធាប់រ៉ែធម្មជាតិព្រៃឈើរ៉ែមាសរ៉ែថ្មរ៉ែធ្យូងអីដែលមិនដឹងថាគ្រប់គ្រងយ៉ាងម៉េចតើលុយប៉ុណ្ណឹងទៅទិញសពាវុធនឹងអត់បានឬយ៉ាងម៉េចបើយើងត្រូវគ្នាគណៈបកប្រឆាំងគេគិតថាយើងនឹងមានសពាវុធដូចតាថៃអញ្ចឹងគឺយើងអាចទិញពីអាមេរិកទិញអីបានគេមិនថ្កោលទោសដាក់ទណ្ឌកម្មមិនលក់សពាវុធយោធាឲ្យយើងទេអាហ្នឹងគេនិយាយអញ្ចឹងគេខុសមែនគេនិយាយអញ្ចឹងគឺជាការដាស់សតិអារម្មណ៍ប្រាប់គណៈបកប្រជាជនកម្ពុជាថាអស់លោកធ្វើខុសហើយបើអស់លោកធ្វើត្រូវយើងអត់វេទនាប៉ុណ្ណឹងអញ្ចឹងតាមពិតគេចង់រំលឹកឲ្យអស់លោកដឹងភ្ញាក់រលឹកអំពីការធ្វើខុសតាមិនមែនបានន័យថាគេបន្ទោសស្ដីយើងទៅថាឲ្យតម្លៃថៃទេមិនមែនទេគឺគេដាក់កញ្ចក់ឲ្យយើងមើលណែព្រោះអស់លោកបែកកញ្ចក់ហ្នឹងអស់បាត់ហើយអញ្ចឹងព្រោះអាកញ្ចក់ដែលមានគណៈបកប្រឆាំងកាលមុនកញ្ចក់ហ្នឹងក៏ដាក់នៅក្នុងបន្ទប់ណាបន្ទប់ហ្មងគឺដាក់ឲ្យយើងមើលឃើញអញ្ចឹងការគណៈបកប្រឆាំងគេអត់ទាន់រំលាយហ្នឹងជាកញ្ចក់ឆ្លោះមុខគណៈបកប្រជាជនប៉ុន្តែគណៈបកប្រជាជនមុខអាក្រក់អត់ចង់ឆ្លោះកញ្ចក់បែកកញ្ចក់ឲ្យបែកខ្ទេចខ្ទីដើម្បីឲ្យគិតថាមុខឯងស្អាតអត់ព្រមកែសម្ផស្សលៀបលេលៀបស្អីកែមុខកែមាត់ឬក៏ធ្វើយ៉ាងម៉េចញញឹមឲ្យច្រើនអញ្ចឹងទៅដើម្បីឲ្យជាសម្ផស្សដ៏ល្អផូរផង់ទៅវាយកញ្ចក់បែកឲ្យខ្ទេចដើម្បីកុំបាច់មើលមុខទៀតឲ្យគិតថាមុខយើងស្អាតតែមុខយើងកាន់តែជ្រីវជ្រួញកាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃដល់ពេលកញ្ចក់ហ្នឹងអស់កញ្ចក់ហ្នឹងវាខ្ទាតមកដល់បរទេសឥឡូវគេលើកកញ្ចក់ហ្នឹងឆ្លោះពីឆ្ងាយឲ្យមើលព្រោះយើងបបែកកញ្ចក់ហ្នឹងអស់គេដាក់ពីឆ្ងាយឲ្យមើលណាឃើញមុខអាក្រក់របស់យើងទេកែទៅព្រោះយើងអត់មើលខ្លួនឯងកើតទេព្រោះយើងបំផ្លាញកញ្ចក់ហ្នឹងអស់ហើយដល់ពេលអញ្ចឹងមករករឿងអ្នកដាក់កញ្ចក់ឲ្យមើលតាមពិតដែលពេលគេដាក់កញ្ចក់ឲ្យយើងមើលហ្នឹងរូបដែលយើងមើលនៅក្នុងកញ្ចក់ហ្នឹងគឺជារូបយើងទេតាមិនរូបរបស់គណៈបកប្រឆាំងឯណាអញ្ចឹងបើយើងស្អប់កញ្ចក់បានន័យថាយើងស្អប់រូបខ្លួនយើងទៀតហើយ
ណាខ្ញុំបើកវងកញ្ចក់ឲ្យមានរឿងពីរចុះកុំឲ្យវាតានតឹងពេកនិយាយពីរឿងកំ pl ៃមានស្ត្រីម្នាក់គាត់ចូលចិត្តរិះគន់ចម្រិញស្អីក៏មិនពេញចិត្តដែរស្អីក៏មិនត្រូវចិត្តស្អីក៏រិះគន់ស្អីក៏ល្អូស្អីក៏ល្អន់ណាថ្ងៃមួយប្តីគាត់យកគាត់ទៅចូលនៅក្នុងកន្លែងដែលគេលក់Art Gallery វត្ថុអនុស្សាវរីយ៍សិល្បៈគំនូរផ្ទាំងគំនូរអីនៅក្នុងកន្លែងហាងមួយហ្នឹងដើម្បីយកប្រពន្ធទៅមើលឲ្យដើរក្រៅផ្ទះខ្លះទៅហើយមើលស្នាដៃគេគូគេអីខ្លះទៅប៉ុន្តែនិស័យរបស់ប្រពន្ធគាត់នេះគឺជានិស័យរិះគន់គ្រប់រឿងអត់មានស្អីណាធ្វើអីក៏មិនស្អាតដែរគឺថាខ្លួនមិនចេះគូប៉ុន្តែរិះគន់ហើយគាត់ទៅចូលដល់ក្នុងហាងគំនូរជាងគំនូរគេនៅក្នុងហ្នឹងកំពុងអាគូកំពុងអីហ្នឹងគាត់ដើរបដៅគាត់ថាអូយស្អីគេទេរូបគំនូរស្អីគេមើលមិនយល់ទេស្រាប់តែមកបន្ទុះគាត់ស្រែកឡើងផ្្លាត់សំឡេងហ្មងប្តីកំពុងតែមើលស្អីកន្លែងណាប្រពន្ធស្រែកផ្្លាត់សំឡេងថាអូយពុទ្ធោយស្អីគេក៏គំនូរអីក៏អាក្រក់ម្លេះលោកអីអញ្ចឹងទៅគេរត់មកអូយប្តីនឹងខំមកអូយប្រពន្ធធ្វើឲ្យបាក់មុខបាក់មាត់ទៅហើយចុះមករិះគន់អីគ្នាកំពុងគូកំពុងអីនៅក្នុងហ្នឹងគាត់ស្ងាត់ទៅក៏បានស្រាប់ដល់ពេលមកដឹងចរិតប្រពន្ធដែរថាគាត់ប្រកែរិះគន់អញ្ចឹងរហមកអូសដៃចេញទៅដើម្បីសុំទោសគេនៅក្នុងហ្នឹងថាប្រពន្ធគាត់នឹងស្រែកអីអីចឹងបង្អាប់គេអត់លើកទឹកចិត្តស្រាប់តែដកពេលឃើញប្រពន្ធពងឈរនៅមុខផ្ទាំងគំនូរធំមួយហ្នឹងស្អែកចឹងប្តីក៏ទាញដៃរត់ចេញទៅក្រៅអត់ហ៊ាននៅមុខហ្នឹងនៅក្នុងហាងហើយក៏សុំទោសគេថាសុំទោសប្រពន្ធខ្ញុំអត់ស្រួលខ្លួនចឹងចេញទៅក្រៅពេលចេញទៅក្រៅដឹងគាត់និយាយប្រាប់ប្រពន្ធគាត់ថាម៉េចទេចុះអូនឯងអីក៏ម៉េះអូនឯងស្រែកនិយាយពីរូបអីក៏រូបអាក្រក់ហ្នឹងអាហ្នឹងកញ្ចក់ទេណាមិនមែនរូបទេផ្ទាំងកញ្ចក់តា You see that វាជារឿងកំ pl ែងណាគឺគាត់ស្រែកថារូបហ្នឹងអាក្រក់ណាស់ហ្នឹងគឺជារូបកញ្ចក់ហ្នឹងគឺជារូបគាត់តាប្តីមកប្រាប់ថាអូនអាហ្នឹងកញ្ចក់ដល់ចឹងប្រពន្ធចង់ចោះអាក្រក់អីអាក្រក់ម្លេះវាអញ្ចឹងណាបងប្អូនកញ្ចក់នៅពេលដែលយើងស្អប់កញ្ចក់ណាគឺបានន័យថាយើងស្អប់ខ្លួនឯងហើយអញ្ចឹងនៅពេលដែលគេផ្សាយអំពីបញ្ហាថៃសេដ្ឋកិច្ចគេរីកចម្រើនគេដើរដល់ណាទាហានគេមានហូបមានចុកទាហានគេមានអាវក្រោះមានកំភ្លើងមានពាក់ស្បែកជើងប៊ូមានអីមានដ្រូនមានអីគេអត់ដែលមើលងាយកម្ពុជាយើងទេគឺគេបង្ហាញកញ្ចក់ឲ្យយើងថានេះកុំដឹកនាំប្រទេសបែបហ្នឹងបើយើងដឹកនាំប្រទេសបែបហ្នឹងគឺវេទនាហើយនៅពេលដែលគេបង្ហាញទាហានបាចត្រីក៏ឃ្លោកចាប់បានត្រីកពឹសត្រីកភ្លៀងបន្តិចយកមកថៃគេហូប hamburger pizza ឯងនេះជីកបើនិយាយពីទឹកវិញវាធ្លុកភក់ខួនដែងនឹងឡើងទាហានយើងជួព្រំដែនតើអាហ្នឹងគេចង់បំបាក់ស្មារតីទាហានយើងឲ្យយើងចាញ់ថៃឬក៏ជាកញ្ចក់ចង់ឆ្លោះប្រាប់រដ្ឋាភិបាលកម្ពុជានេះរបៀបដឹកនាំកញ្ជើធ្លុះរបស់អ្នកឯងឃើញទាហានយើងវេទនាហ៎បើកុំកញ្ជើធ្លុះអញ្ចឹងណាទាហានយើងមកនេះអត់មែនតកាយផុកដើម្បីយកទឹកប្រសាទេទាហានយើងអត់មានមកស្អីណាមកមាត់មកតួមាត់មានធ្មេញមួយអញ្ចឹងប៉ុណ្ណេះទាហានអត់មានស្បែកជើងពាក់ទាហានអត់មានអាវក្រោះទាហានអត់មានអ៊ីកូដើរអំពាវនាវសុំប្រជាពលរដ្ឋគ្រប់ទិសទីជាពិសេសខ្មែរនៅបរទេសលាក់នឹងលាក់តើពេលដែលគេផ្សាយបែបហ្នឹងគេចង់មើលងាយទាហានយើងមែនទេគេអាសូរទាហានយើងណាស់ខ្លោចចិត្តវីរៈកងទ័ពរបស់យើងណាដែលយើងនាំគ្នាសរសើរសិតតែវីរៈកងទ័ពហ្នឹងរហតែទឹកផឹកអត់បានទេបងប្អូនតើសើណាស់និយាយពីវីរៈកងទ័ពយើងត្រូវតែបដិញ្ញាការពារគាត់ឲ្យខាងតែបានលើកស្ទួយប៉ុន្តែអស់លោកនៅបន្ទប់ប្រសិនតិចផ្កាយ2ផ្កាយ3ពេញស្មាហ្នឹងអស់លោកចូលក្រៅអូខេផឹកសិតតែហិនណាស៊ីគ្នានោះរហតែក្ដួចហូបអត់ចង់បានហ្នឹងហើយវីរៈកងទ័ពគេមិនមើលងាយទាហានយើងទេគេមិនដែលមើលងាយទាហានខ្មែរមកម្ដងណាទេគឺគេសរសើរវីរៈភាពគាត់ដោយស្មោះត្រង់ក្រោយក្រីក្រប្រពន្ធពោះធំនៅសមរភូមិក្រោយទៅអោបកំភ្លើងបាញ់ថៃអត់លុយបងថ្លៃផ្ទះគេរិះលុយគ្នាជួយគេផ្សាយហ្នឹងគេអត់មានស្អប់ទាហានទេគេស្រឡាញ់គេអាណិតគេឈឺចាប់ចំពោះទាហានតែគេចង់ប្រាប់ថានេះគឺរបៀបដឹកនាំបែបកញ្ជើធ្លុះនេះឯងដែលធ្វើឲ្យទាហានយើងវេទនាបែបនេះគេអត់មានបាននិយាយថាចុះហេតុអីបានបង្អាប់រដ្ឋាភិបាលធ្វើឲ្យថៃមើងងាយយើងអត់មានឲ្យថៃមើងងាយយើងទេគឺចង់ប្រាប់ថានេះកញ្ចក់នេះឆ្លោះដើម្បីឲ្យអស់លោកឈប់ឲ្យថៃមើងងាយគឺយើងត្រូវធ្វើឲ្យជាតិសាសន៍នេះផ្សះផ្សាគ្នាកុំងើបមួយវាយមួយកុំអីចឹងស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យឡើងវិញឲ្យមានគណៈបកប្រឆាំងឲ្យមានការដែលគ្រប់គ្រងពីសហគមន៍អន្តរជាតិដើម្បីយើងមានលុយកាត់បន្ថយអំពើពុករលួយកាត់បន្ថយអំពើលួចជាតិបកពួកនិយមក្រុមគ្រួសារនិយមស្អីស្អីហ្នឹងមកវាអស់អាអំពើពុករលួយយើងសល់លុយរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំចូលកញ្ចប់ថវិកាកាត់បន្ថយក្រសួងមន្ទីរហ្នឹងឲ្យនៅត្រឹម10ឬអីទៅបំលើប្រាក់រាជការឡើងដល់ម្នាក់1500 2000ដុល្លារទៅហ៊ានម្នាក់1000ដុល្លារអីឡើងទៅទាហានចាប់ផ្ដើមរីកចម្រើនតើបានផលទៅអ្នកណានៅពេលគេនិយាយចឹង
ដើម្បីបានផលទៅទាហានការពារជាតិយើងវិញដល់ពេលនិយាយអញ្ចឹងយើងថាមើងងាយរដ្ឋាភិបាលបង្អាប់គ្នាឯងគេឆ្លោះឲ្យយើងមើលឃើញពួកកញ្ចក់យើងវាយអស់យើងអត់យល់ហើយទៅយកអានយោបាយស្អីណាអូនៅក្នុងពេលនេះគឺយើងគ្មានពេលរិះគន់រដ្ឋាភិបាលទេព្រោះយើងជាខ្មែរឈាមជ័រជាខ្មែរយើងត្រូវតែបដិញ្ញាប្រឆាំងថៃរឿងប្រឆាំងថៃអត់មានដកថយទេខ្មែរគ្រប់រូបប្រឆាំងពួកនយោបាយថៃស្មោកគ្រោកនិងយោធាថៃស្មោកគ្រោកហើយត្រូវតែទាមទារដីពីថៃវិញឲ្យបានក្នុងតម្លៃណាក៏ដោយអត់មានចាំតាគណៈបកប្រជាជនកម្ពុជាឬក្រុមថ្នាក់ដឹកនាំដែលធ្វើឲ្យបាត់ដី60កន្លែងជាងនឹងយកមកវិញបានមិនបានអត់ទេប្រជាពលរដ្ឋទាំង18លានអ្នកមានភារកិច្ចគ្រប់គ្នាជាខ្មែរតស៊ូលុះខ្សៃទាដីពីថៃមកវិញឲ្យបានសូម្បីតែ1មីលីម៉ែត្រក៏អត់ត្រូវបាត់ដែរនេះគឺជាការដែលត្រូវតាំងចិត្តអត់មានត្រូវការមកអីណាមិនថ្កោលទោសថៃអត់មានទេថៃត្រូវតែថ្កោលទោសដល់ទីបញ្ចប់ត្រូវតែសងការខូចខាតសពបែបយ៉ាងមិនត្រឹមតែសងដីទាំង62កន្លែងទេសងជីការខូចខាតដល់ទាហានខ្មែរដែលស្លាប់រាប់សិបនាក់សងការខូចខាតដល់ជនស៊ីវិលដែលស្លាប់និងការខូចខាតសពបែបយ៉ាងនឹងមុខមាត់ជាតិសេដ្ឋកិច្ចជាតិនិងការបាក់ស្បាតនៃរបៀបដឹកនាំរដ្ឋាភិបាលកម្ពុជាសប្តាហ៍ថ្ងៃគឺខ្មែរយើងគឺអន់ទៅលើឆាកអន្តរជាតិថៃត្រូវសងគឺដោយសារតែខ្មែរយើងតែ18លានអ្នកហ្នឹងគឺត្រូវតាំងចិត្តគ្រប់គ្នាមិនចំពោះថាគណៈបកប្រជាជនកម្ពុជាធ្វើការអង្គការទេប៉ុន្តែកុំសង្ឃឹមថាគណៈបកប្រជាជនកម្ពុជានឹងធ្វើអីបាននោះព្រោះអីគណៈបកប្រជាជនកម្ពុជាខ្លួនឯងនេះឯងដែលធ្វើឲ្យថៃយកដីខ្មែរយើងបាន60កន្លែងជាងដោយសារយើងអត់មានសេដ្ឋកិច្ចរឹងមាំអត់មានយោធារឹងមាំអត់មានកម្លាំងរឹងមាំឡៃតែកំផ្លាញ់គ្នាបើយើងកុំតែបំផ្លាញគ្នាណាយើងច្បាស់ជាមានកម្លាំងល្មមនឹងឲ្យថៃបាក់ស្បាតហើយប៉ុន្តែថៃបានឱកាសនៅពេលដែលយើងហែកគ្នាគឺថៃជ្រៀតយើងអញ្ចឹងការនិយាយល្អអំពីថៃមិនមែននិយាយលើកជើងថៃទេគឺការចង់បញ្ជាក់កញ្ចក់ឲ្យអស់លោកឃើញថាធ្វើឲ្យក្រាន់បើជាងនេះដើម្បីយើងឲ្យទប់ថៃបានចិញ្ចឹមចិត្តនៅតែរករឿងថៃដដែលទេក្នុងន័យថាទាដីមកយើងមកវិញអញ្ចឹងយើងត្រូវប្រកាន់ឲ្យច្បាស់ណាសខ្មៅឲ្យកុំលុះក្រោមអនាគតនៃការឆោបបោកភូតផលតាមបែបរូបភាពនយោបាយការដាស់ស្មារតីខ្មែរឲ្យភ្ញាក់រលឹកដាស់ស្អីគេដាស់ស្មារតីខ្មែរឲ្យភ្ញាក់រលឹកគឺដាស់មេដឹកនាំខ្មែរឲ្យភ្ញាក់រលឹកកុំដាស់ប្រជាពលរដ្ឋទាំង18លាននាក់គាត់ភ្ញាក់រលឹកយូរហើយគាត់ចង់ឲ្យយើងមានសិទ្ធិមនុស្សប្រជាធិបតេយ្យកុំបំផ្លាញគ្នានឹងយូរហើយចង់ឲ្យខ្មែរមូលមាត់គ្នាយូរហើយចង់ឲ្យខ្មែរកុំឆ្លោះគ្នាយូរហើយចង់ឲ្យខ្មែរស្រឡាញ់គ្នានឹងយូរហើយតែអស់លោកតើនាំគ្នាបំផ្លាញឲ្យអស់ហើយឥឡូវមកឲ្យដាស់ស្មារតីឲ្យយើងបង្រួបបង្រួមគ្នាតែអស់លោកតើជាអ្នកបំផ្លាញគ្នានឹងតើយើងធ្វើយ៉ាងម៉េចឲ្យប្រជាពលរដ្ឋជឿអស់លោកបានចំណាយថវិកាលុយកាក់ទៅឲ្យប្រជាពលរដ្ឋរៀនសមធ្វើយំខ្សឹកសួលអសូវជាតិនេះណាតាមពិតប្រជាពលរដ្ឋមិនបាច់ចាំទៅសំដែងរឿងយំរាល់ថ្ងៃនឹងយំហើយខ្ញុំក៏យំដែរខ្ញុំយំក្នុងចិត្តរាល់ថ្ងៃទេស្ដាយដីយើងស្ដាយណាស់បងប្អូនដីដែលគេដូនតាមកតាំងពីសម័យអាណាចក្រខ្មែរមកប៉ុណ្ណានៃគេយកបន្តិចម្ដងអាលិចយកខ្លះអាកើតយកខ្លះហើយដល់ពេលចុងក្រោយអាគេយកមកជុំវិញងុំយើងទប់នឹងគេយកអត់បានទៀតយំតាបងប្អូនខ្ញុំយំរាល់យប់យំក្នុងដួងចិត្តពីរឿងយើងបាត់ប៉ុន្តែមិនមែនយកការយំសោកនឹងមកតំអូនត្អូញត្អែហើយអត់ព្រមដោះស្រាយបញ្ហាអញ្ចឹងបានថាការដាស់ស្មារតីខ្មែរគឺត្រូវដាស់ស្មារតីខ្មែរពីររឿងទី1ដាស់ស្មារតីខ្មែរឲ្យជួយនិយាយប្រាប់រដ្ឋាភិបាលកម្ពុជាថាធ្វើនេះអត់ត្រូវទេដូររបៀបធ្វើហ្នឹងទៅដើម្បីឲ្យយើងមានភាពខ្លាំងក្លាឯកភាពជាតិនឹងដាស់ស្មារតីខ្មែរត្រូវចាំថាខ្មែរយើងត្រូវតែសាមគ្គីជាធ្លុងមួយហើយសាមគ្គីមិនមែននៅលើមាត់ឬក៏ការធ្វើពិធីដាស់ស្មារតីហ្នឹងទេសាមគ្គីគឺលើការទង្វើរបស់ខ្លួនដោះលែងអ្នកទោសមនសិការឲ្យអស់ដោះលែងលោកកឹមសុខាកុំត្រឹមតែដោះចេញពីគុកយកមកដាក់ក្នុងគុកអត់ចិញ្ចាំងទៀតអត់ទេដោះលែងឲ្យគាត់មានសេរីភាពធ្វើនយោបាយបើគណៈបកឡើងវិញមកឲ្យគណៈបកប្រឆាំងផ្សេងទៀតដូចជាលោកសំរងស៊ីអ្នកស្រីមូសុខួរលោកឡុងរីនុតរំដួលសហូវ៉ាន់ឬក៏អេងឆៃអៀងអីហ្នឹងអាចវិលត្រឡប់ទៅមាតុប្រទេសយើងចូលរួមជីវភាពនយោបាយធ្វើអីឡើងវិញឆាចោលទៅពីមុនខ្ញុំជឿថាប្រជាពលរដ្ឋអហោសកម្មអស់ឆាចោលទៅដោះលែងមកព្រឹបមកឲ្យអង្គការសង្គមស៊ីវិលឯករាជ្យធ្វើឡើងវិញមកឲ្យកសែតឯករាជ្យចូលទៅក្នុងប្រទេសកម្ពុជាឡើងវិញទៅឲ្យប្រព័ន្ធតុលាការកុំពុកលលួយអីចឹងទៅសាកមើលកុំបំផ្លាញដូចឆ្នាំ2017ធ្វើឲ្យដូចពី93មកប្របាក់បន្តិចអីបន្តិចក៏យើងឃើញអភិវឌ្ឍមកជាហូរហេតុអីក៏យើងមិនយកបទពិសោធន៍ល្អយកមករៀនសូត្របែរតែយើងបំផ្លាញចោលហើយមកដាស់សតិប្រជាពលរដ្ឋឲ្យចងចាំថាយើងសាមគ្គីយើងធ្វើឲ្យប្រជាពលរដ្ឋច្បោកច្បល់ទៅដាស់ស្មារតីយើងសាមគ្គីអាម៉េចបើយើងអត់ធ្វើដាស់ស្មារតីនេះវាហាក់បីជាដាស់ខុសហ្មងដាស់ប្រាប់ថាហ្នឹងហើយយើងធ្វើអញ្ចឹងហើយយើងដាស់គ្នាអាម៉េចឥឡូវដាស់ម៉េចបើយើងអ្នកធ្វើអញ្ចឹងគឺហាក់បីដូចជាដាស់ឲ្យដឹងថារដ្ឋាភិបាលធ្វើអត់ត្រូវទេភ្ញាក់រលឹកឡើងប៉ុន្តែត្រូវធ្វើផងកុំធ្វើតែពិធីលួងចិត្ត
យើងធ្វើពិធីតាំងសិល្បៈតាំងអីនៅតាមទីអារាមទីធ្លាសាធារណៈអីពីការឈឺចាប់របស់ខ្មែរល្អហើយតែបានអីមកវិញខ្មែរឈឺចាប់មិនមែនដោយសារមើលរូបផ្ទាំងគំនូហ្នឹងទេខ្មែរឈឺចាប់ហើយការឈឺចាប់នេះអាចលៀងរបួសនេះបានគឺដោយសារទង្វើថ្នាក់ដឹកនាំផ្សះផ្សាជាតិឲ្យពិតប្រាកដសន្តោសប្រោះប្រណីផ្នែកនយោបាយនាំគ្នាលើកដំកើងនយោបាយឡើងវិញស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញដើម្បីឲ្យសហគមន៍អន្តរជាតិគេមើលមកខ្មែរក្នុងផ្លូវល្អឡើងវិញដើម្បីឲ្យយើងអូយច្រើនឆ្នាំណាស់លោកឲ្យមុំស្ដារបាននេះយូរណាស់ប៉ុន្តែសាក់ទៅហើយមួយទៀតដាស់ស្មារតីខ្មែរឲ្យភ្ញាក់រលឹកគឺនាំគ្នាមួយ18លានអ្នកហ្នឹងណាត្រូវតែតវ៉ាឲ្យរដ្ឋាភិបាលកម្ពុជាដាក់ប្តឹងថៃទៅតុលាការយុតិធធម៌អន្តរជាតិនិងព្រហ្មទណ្ឌអន្តរជាតិឲ្យខាងតែបាននោះបានជាការដាស់ស្មារតីអត់មានដាស់ស្មារតីឲ្យមកឈប់ផ្សាយព័ត៌មានពីរឿងទាហានខ្មែរអត់ទឹកហូបឈប់ផ្សាយព័ត៌មានពីទាហានខ្មែរអត់ត្រីហូបអត់បាយហូបឈប់ផ្សាយពីទាហានខ្មែរអត់ទឹកខាត់អត់បានជួយអីទេព្រោះការពិតវានៅតែការពិតចឹងយើងគ្រាន់តែយកស្អីមកបិទបាំងតែយកចង្អេរទៅបាំងព្រះអាទិត្យឬបាំងភ្នំឬតម្រៃស្លាប់វាអត់តម្រៃងាប់វាបាំងអត់ចិត្តទេអញ្ចឹងកុំទៅបាំងអស់ហ្នឹងព្រោះផ្នែកគំនិតរបស់មនុស្សគឺយើងឃើញតថភាពហ្នឹងគឺយើងដូរផ្នែកគំនិតមនុស្សតាមរយៈការធ្វើល្អហើយធ្វើឲ្យត្រូវអត់ពិបាកទេរដ្ឋាភិបាលអត់ពិបាកទេបើសិនជាគុំក្រាញអំណាចចង់ដើម្បីឲ្យក្រុមគ្រួសារតកូលខ្លួននៅកាន់អំណាចបានយូរដើម្បីអាចលួចជាតិបានអត់ពិបាកសោះតែបើសិនជាយើងនៅតែក្រាញដើម្បីការពារក្រុមគ្រួសារវងតកូលយើងដើម្បីឲ្យការក្រាញអំណាចឲ្យទ្របដែលបានមកដោយសារបញ្ហាអីសពបែបយ៉ាងខ្លាចបាត់ទៅវិញលលាយទៅវិញដោយសារទ្របបងប្អូនក្រុមគ្រួសារយើងអាហ្នឹងគឺជាតិយើងនឹងពិបាកហើយខ្មែរនៅតែបែកបាក់ហើយគេនៅតែផ្សាយអំពីអ្វីដែលជាល្អរបស់ថៃដើម្បីជាកញ្ចក់ឆ្លុះឲ្យខ្មែរឲ្យកុំបន្ទោសគេត្រូវបន្ទោសខ្លួនឯងវិញបន្ទោសខ្លួនឯងហេតុអីបានជាមានពេលបែបហ្នឹងហើយត្រូវរៀនសូត្រពីបទពិសោធន៍ហ្នឹងហើយកែទៅខ្ញុំដូចខ្ញុំជម្រាបចឹងខ្ញុំអត់ខ្វល់តកូលណាកាន់ប្រទេសទេតកូលហ៊ុនសប្ងៃហ្នឹងកាន់ទៀតចោះប៉ុន្តែត្រូវស្ដារអ្វីដែលមានហ្នឹងកុំឲ្យធ្វើដូច្នេះហើយបើសិនជាគិតថាអូខ្ញុំមានកំហុសខុសឆ្គងទទួលខុសត្រូវសុំទោសខ្ញុំនឹងកែខ្ញុំជឿថាប្រជាពលរដ្ឋអហោសកម្មទេចំពោះខ្ញុំនឹងក៏គ្មានអីតូមនេះខ្ញុំនឹងសរសើរថាគណៈបកប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់តកូលហ៊ុនណាគេកែហើយណែឯងមករិះគន់គេទៀតហ្នឹងគឺណែឯងហ្នឹងគឺរិះគន់ផ្កាប់មុខឲ្យចង់បានអីប្រកាសខ្ញុំអត់ចង់បានអីប្រកាសទេបើអស់លោកកែខ្ញុំនឹងសរសើរសាទរឲ្យតែជាតិសាសន៍នេះផ្សះផ្សាត្រូវគ្នាអាចរាប់អានគ្នាខ្មែរមិនមើលមុខមើលបំណាំគ្នាកាប់ចាក់គ្នាដូចសប្ងៃគឺខ្ញុំ 100% ខ្ញុំអត់ខ្វល់តកូលហ៊ុនតកូលសុកតកូលទាតកូលកំតកូលរងតកូលសតកូលច្រើនទៀតតកូលមីតកូលថាច់តកូលសឿនអីទេកាន់ទៅអត់មានបញ្ហាអីទាំងអស់សំខាន់ឲ្យតែខ្មែរត្រូវរើគ្នាជាធ្លុងមួយសាមគ្គីហើយរុងរឿងសបាយរីករាយមានសន្តិភាពទាំងផ្លូវចិត្តផ្លូវកាយកុំឲ្យសន្តិភាពคล้ายៗមានតែក្នុងកណ្ដាស់ពេលដែលថៃវាយក៏យើងអត់មានទៅទប់គេបានបែបនេះយើងមិនទៅចង់ទៅធ្វើសង្គ្រាមជាមួយប្រទេសណាទេតែយ៉ាងហោចណាស់បើមានសង្គ្រាមកុំឲ្យយើងល្ងាពេលដែលមានសង្គ្រាមយើងក្នុងផ្ទះយើងជ្រកអត់បានដែរហ្នឹងឥឡូវហ្នឹងយើងជ្រកអត់បានទេនៅក្នុងផ្ទះសង្គ្រាមគេតម្លាក់គ្រាប់មកអស់យើងរត់ចូលត្រង់សេក្នុងផ្ទះដែលមានម៉ែឪយើងចូលអត់បានទេព្រោះម៉ែឪចាក់យើងទៀតឆ្លោះគ្នាក្រុមគ្រួសារអាណាងើបមួយចាក់មួយអាណារិះគន់តាម Facebook ចាប់ដាក់គុកហើយអត់ដោះលែងទេអានេះហើយដែលធ្វើឲ្យប្រទេសយើងអត់ទៅមុខហើយយូរធ្វើនយោបាយប្រជាពិធដ្ឋមួយបលែងលោកកឹមសុខាឲ្យនៅក្រៅផ្ទះសម្រាប់នយោបាយគាត់ចោលទៅទេចុះបើជ្រុលថាឲ្យហើយបើជ្រុលនេះឲ្យគ្នាឲ្យអស់ទៅវាថៃតើវាចង្រៃអីនៅពេលដែលគេសរសើរថាយើងធ្វើត្រូវនឹងហេតុអីក៏យើងខ្ពើមនឹងអំពើល្អនឹងម៉េះខ្ញុំពងតែឆ្ងល់ហេតុអីក៏យើងខ្ពើមនឹងអំពើត្រូវនឹងម៉េះហើយក្នុងពេលជាមួយគ្នានឹងមករិះគន់ដែលគេថារិះគន់គ្រប់រឿងធ្វើអីក៏មិនត្រូវដែរបើគេមិនដោះលែងលោកកម្មសខាថាគេមិនដោះលែងដល់ពេលគេដោះលែងក៏នៅថារឿងនឹងនៅតែមិនអស់ចិត្តព្រោះយើងនឹងវាខ្ពើមមិនខ្ពើមនឹងអំពើបាបសោះចុះបើដោះលែងលោកកម្មសខាហើយចុះបើយើងលែងសัตว์មួយហើយហេតុអីបានទៅចងស្លាប់គ្នាយើងយកសัตว์ចេញពីទ្រុងដើម្បីលែងសัตว์គ្នាអស់ហើយបានសេរីភាពអាចទះស្លាប់ហើបានតែយកសัตว์ចេញពីទ្រុងយកមកចងស្លាប់គ្នារុំកស៊ូហើយប្រឡែងតើមានន័យយ៉ាងម៉េចអស់លោកមើលយើងប្រាប់ខ្ញុំមើលមានន័យយ៉ាងម៉េចនៅពេលដែលយើងលែងចាប់ហើយចងរុំស្លាប់គ្នាឲ្យដើរចាប់អត់ដើរដីទេបងប្អូនចាប់ហើនៅពេលដែលចាប់ដើរដីគឺយើងដាក់ទណ្ឌកម្មចាប់ហ្នឹងហើយគឺយើងកុំថាយើងនឹងលែងចាប់យើងអត់មានលែងចាប់ទេបងប្អូនទៅមុខវាំងដែលយើងចង់ទិញចាប់គេយកមកលែងដើម្បីប្រោះសัตว์ឬក៏លៀងបាបតែយើងចង់ឃើញអ្នកដែលនៅម្ចាស់ទ្រង់ហ្នឹងលែងចាប់ហើយស្រាប់យកចាប់មកហើយស្រាប់យើងទិញហើយថាសុំឲ្យបោះឲ្យហើយចេះហើយស្រាប់តែយើងគាត់យកអូខេយកមកបងលុយឲ្យស្រាប់ចងកស៊ូដាក់ឲ្យចាប់ដើរយើងជាម្ចាស់ដែលចង់លែងចាប់នោះយើងចង់ឲ្យឃើញចាប់ជាប់កស៊ូអញ្ចឹងដែរ
វារកម្មចិត្តព្រោះអីយើងចង់ឲ្យចាប់គ្នាហើព្រោះចាប់ហើអត់ដើរដីទេតែចាប់លោកកឹមសុខាគឺដើរដីជង់ស្លាប់គ្នាជាប់ហើយយើងមកយកប៉ុនលៀបសការៈថាចោះគេដោះលែងហើយមិនទៀតចង់បានអីទៀតវាអត់មានចឹងតែបងប្អូនយើងទៅបោកប្រាស់ប្រជាពលរដ្ឋឲ្យជឿថាយើងជាទេវតាចិត្តជាទេវទត្តមាត់ជាទេវតាហើយគេមើលមិនឃើញរឿងចឹងគេមើលមិនឃើញហើយទៅមករឿងមួងណារ៉េតអត់កោសក់តែត្រូវដោះលែងតាំងពីថ្ងៃទី30ខ្ញុំថាបតឡាការដោះលែងថ្ងៃ30ខែមេសាខ្ញុំកោសក់ដល់ឥឡូវហួសអានឹងប្រហែលខែមកយកចេញពីទ្រុងចងស្លាប់កស៊ូចងកស៊ូស្លាប់ហើយដាក់ឲ្យដើរប្រាប់ថាដោះលែងចាប់នេះណាបើដូចខ្ញុំនិយាយចឹងបើយើងយកពីទ្រុងមកហើយយើងឲ្យចាប់ដើរដីបានតែ3ថ្ងៃទៀតឆ្កែស៊ីហើយបើមិនឆ្កែស៊ីក៏ឆ្មាខំងាប់ដែរចាប់ហ្នឹងតើយើងធ្វើទុកចាប់ហ្នឹងទៅអីបើអញ្ចឹងទៅដាក់ទ្រុងវិញទៅខ្ញុំអជាងដាក់ទ្រុងទៅអាចចាប់នឹងសុកជាងព្រោះអីវានៅក្នុងទ្រុងបើវាជាប់ទ្រុងទៅហើយវាហាច់យ៉ាងហោចណាស់ក៏ម្ចាស់ហ្នឹងការពារវាដែរព្រោះទុកថ្ងៃក្រោយទៅលក់ឲ្យអ្នកណាមកទិញយកទៅប្រឡែងទៅបានលុយកាក់អញ្ចឹងខំប្រឹងខ្លាចចាប់ងាប់អញ្ចឹងទុកក្នុងទ្រុងទៀតតែនេះអត់យកមកប្រឡែងចេះឲ្យគិតថាលែងគ្នាបានសុកអត់សុកទេចាប់នេះនឹងត្រូវឆ្មាខំឬក៏សัตว์ស្អីចង្រៃឬក៏យ៉ាងហោចក៏មនុស្សដើរទាត់ដែរព្រោះចាប់ដើរដីហ្នឹងអញ្ចឹងគ្នានឹងរស់វេទនាជាងស្លាប់នេះឬដែលអស់លោកគិតថាគេនិយាយអីប៉ះខ្លួនឯងអត់បាននោះយើងធ្វើអត់ព្រមធ្វើឲ្យត្រូវតែយើងតែធ្វើឲ្យមានអំពុលទុកអញ្ចឹងរហូតហើយបោកប្រជាពលរដ្ឋហើយឲ្យប្រជាពលរដ្ឋហើយចង់មករករឿងគេថាអត់និយាយល្អអីសោះពីរដ្ឋាភិបាលគេធ្វើអីក៏តែមិនត្រូវរឿងគឺអញ្ចឹងទេអស់លោកអត់ត្រូវរមាស់ហើយប្រជាពលរដ្ឋមិនមែនចាញ់បោកបានទៀតទេប្រជាពលរដ្ឋលោកចេះដឹងណាឥឡូវនេះឥឡូវខ្ញុំនិយាយអំពីរឿងព័ត៌មានដែលខ្ញុំនិយាយនេះគឺវាចូលច្រើនរឿងហើយតាក់ទងនឹងរឿងឯកភាពជាតិអញ្ចឹងខ្ញុំសនំពរលោកទាសីហាលោកហ៊ុនម៉ាណែតលោកហ៊ុនសែនពាក្យណាក៏លោកប្រើពាក្យឯកភាពជាតិបង្រួបជាតិផ្សះផ្សាជាតិហើយមានមោទនភាពណាខ្ញុំចង់ឲ្យអស់លោកមានមោទនភាពហើយសម្រានលងលក់ស្កប់ស្កល់ក្នុងពេលរាត្រីឲ្យសមទៅនឹងអ្វីដែលមាត់ថាហើយយើងធ្វើខ្ញុំចង់ឲ្យអស់លោកធ្វើហើយកុំយកតែពាក្យហ្នឹងយកមកនិយាយព្រោះនិយាយអញ្ចឹងគឺជាការបោកប្រាស់ហើយកុហកអញ្ចឹងបាបណាស់ធ្វើទៅហើយដូចម្ដងទៀតបើអស់លោកធ្វើខ្ញុំសាទរ100%មួនណារ៉េតអត់មានតែចង់បានកាន់ការងារអីនៅរដ្ឋាភិបាលមួនណារ៉េតរស់ល្មមមកសមាជីវោធ្វើផ្អែមលៀងមាត់មកផ្ទះធំនឹងបានលុយពីអីទិញទួយបងប្អូនបរិច្ចាគមកទិញស្លឹកចេកស្លឹកត្នោតស្ករដូងស្ករត្នោតស្ករអីហ្នឹងគឺទៅបានមករស់មួយជីវិតអត់ត្រូវការបញ្ហាអីលំបាកទេប៉ុន្តែខ្ញុំអត់ចង់រស់តែម្នាក់ឯងទេខ្ញុំចង់រស់ក្នុងពេលប្រជាពលរដ្ឋខ្មែរយើងរស់ដូចគ្នាឲ្យសមរម្យដែរយើងលេបវាមិនចូលទេនៅពេលដែលយើងលេបតែឯងគេនោះខ្វះខាតហើយខ្ញុំនិយាយអំពីថារឿងហុចអំបោះសំណោះដៃឥឡូវនេះមានហើយក្រុមឃោសនិកគណៈបកកណ្ដាលអំណាចហ្នឹងគេមករករឿងអ្នកណាដែលទៅថតរូបអីណាពេលជូនដំណោយអីទៅទាហានទៅអីជួមុខចឹងទៅជួនកាលដោយសារថតរូបចុះឡើង selfie ដោយលេនឋានដោយស្អីទាហានរខិរខាហ្នឹងរឿងទៀតហើយទៅបញ្ហាវានៅត្រង់ចេះអារឿងឲ្យអំបោះសំណោះដៃម្ចាស់ជំនួយភាគច្រើនគាត់ថាតើមានរូបបានគាត់ព្រមបើអញ្ចឹងថាយើងស៊ីដាច់អ្នកឃើញយើងវាអញ្ចឹងណាបងប្អូនហើយដល់ពេលមានរូបវាប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរការសម្ងាត់របស់យោធាសួរថារឿងនេះកើតឡើងមកដោយសារអីបងប្អូនសាកគិតមើលកើតឡើងមកដោយសារតែអ្នកថតរូប selfie អ្នកដែលហុចអំបោះសំណោះដៃថតរូបមកដោយសារតែអ្នកដែលចង់យកបងអ្នកដែលទៅយកអំណោយទៅហ្នឹងដើម្បីបានលុយបានអីខ្លះសល់ខ្លួនឯងចឹងទៅយកពីនោះ100ឲ្យខាងនេះ80ចឹងឬក៏យ៉ាងម៉េចវាអាចមានរឿងហ្នឹងដែរធម្មតាគេទៅចឹងគេយកលុយចាក់សាំងចាក់អីខ្លះវាមិនអត់ទេប៉ុន្តែរឿងគឺដើមខ្សែនោះគឺប្រព័ន្ធដឹកនាំរដ្ឋបើយើងមានលុយចូលជួយវិស័យយោធានេះច្រើនណាតែហ៊ានអត់មានទៅអំពាវនាវសុំអាវភ្លៀងសុំអីកោមសុំអីចឹងទេសុំឲ្យគេដាក់ថ្មិញសុំម៉ូតូសុំរបស់ប្រើប្រាស់គឺតែហ៊ានសុកចិត្តបង្ហាញអំពីភាពធូរថ្លៃរបស់ខ្លួនដោយសារតែអត់ជំរឿបើអត់ស្រែកប្រាប់ចឹងតើបានមកពីណាបើអត់មានខាងតបគេផ្គត់ផ្គង់អីបានគ្រប់គ្រាន់អញ្ចឹងមិនមែនកំហុសតែហ៊ានមិនមែនកំហុសអ្នក selfie ទេគ្រាន់តែថាយើងក៏វាលឹះនឹងតែប៉ុណ្្នឹងឯងកំហុសគឺពីដើមខ្សែគឺដោយសារតែយើងកជើធ្លុះពីលើមកលុយជាតិក៏មិនអាចចូលទៅវិស័យការពារជាតិហ្នឹងហើយបើមានមកហ្នឹងគឺទៅធ្លាក់មិនដឹងតែហ៊ានខ្មោចតែហ៊ានអីចឹងទៅអំពើពុករលួយអីចឹងដាក់ហ្នឹងឡាវាពិបាកតែកុំតាន់អស់សង្ឃឹមព្រោះថ្ងៃនេះលោកទាសីហាបាននិយាយថាតែហ៊ានយើងនឹងមានចំនួនច្រើនជាងលើកមុនដោយសារតែឥឡូវនេះមានគេស្ម័គ្រចិត្តចូលច្រើនហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ហើយខ្ញុំជឿថារឿងនេះគឺខ្ញុំសរសើរលោកទាសីហាដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិដោយស្មោះ
ព្រោះថ្ងៃនេះនៅពេលដែលគាត់ថ្លែងសារនៅក្នុងពិធីសម្ពោធវិមានឈ្នះនៅកោះកុងហ្នឹងណាគាត់ថ្លែងពីរឿងកាតព្វកិច្ចយោធាគាត់ថាគ្រាន់តែធ្វើសេចក្តីព្រៀងច្បាប់កាតព្វកិច្ចយោធាអត់ទាន់បានចប់ស្រួលបួលហងមានមនុស្សជាង 10000 នាក់ទាំងកូនលោកធំលោកតូចរាជមន្ត្រីកប៉ិតកប៉ុកឬគ្រប់លំដាប់ថ្នាក់ហ្នឹងឬក៏ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈហ្នឹងគឺចោះឈ្មោះស្ម័គ្រចិត្តជាង 10000 នាក់ទៅហើយអត់ទាន់តឹងចេញច្បាប់កាតព្វកិច្ចយោធាផងខ្ញុំសរសើរក៏ប៉ុន្តែអ្វីដែលលោកទាសីហាបន្ថែមចុងក្រោយដែលគួរឲ្យចាប់អារម្មណ៍គាត់ថាឥឡូវនេះនៅពេលដែលច្បាប់នេះចេញមកភ្លាមអ្នកដែលស្ម័គ្រចិត្តពីមុនមកខ្ញុំអត់ដឹងទេប៉ុន្តែគាត់និយាយឥឡូវនេះគឺអ្នកដែលដាក់ពាក្យសុំស្ម័គ្រចិត្តចូលបម្រើហត្ថហ៊ាននឹងហ្មងហ្នឹងណាគឺទាំងអស់សិតតែកូនថ្នាក់មេថ្នាក់ដឹកនាំគឺអត់មានកូនក្រីក្រកសិករអីគឺថ្នាក់ដឹកនាំកម្មាភិបាលជាន់ខ្ពស់ហ្នឹងគឺគេឲ្យកូនគេស្ម័គ្រចិត្តអស្ចារ្យមែនតើខ្ញុំសូមសរសើរដោយស្មោះដែលគាត់ប្រកែនៅក្នុងការលួងចិត្តប្រជាពលរដ្ឋឲ្យជឿថាទាហានណាអ្នកណាក៏ចង់ចូលដែរឃើញទេគេមិនមែនរើសអើងស្អីណាឲ្យតែទាហានឲ្យក្មេងៗកូនអ្នកក្រទៅប្រឈមមុខនឹងជួមុខទាំងកូនអ្នកមានហ្នឹងដល់ពេលអញ្ចឹងនាំគ្នារៀករស់អីឈឺគ្រុនឈាមគ្រុនចាញ់អីលែងកិច្ចអីអញ្ចឹងទៅដល់ពេលប្រមូលជ័យភ័ណ្ឌបានមកវិញអីចឹងអត់ទេគាត់ចង់និយាយថាកុំខ្លាចព្រោះកូនអ្នកធំក៏គេស្ម័គ្រចិត្តចូលដែរសារនេះគឺជាសារចិត្តសាស្ត្រល្អប៉ុន្តែការអនុវត្តជាក់ស្ដែងយើងអត់ដឹងត្រង់ថាតើនៅពេលដែលទាហានកូនអ្នកមានកូនអ្នកអីមន្ត្រីអីហ្នឹងតើច្បាស់លាស់ប៉ុណ្ណានៅក្នុងការដែលបញ្ជូនកូនឲ្យទៅហត្ថទាហានដែលយើងអត់ទាន់ដឹងថាវិស័យទ័ពនេះយើងកែប្រែហេដ្ឋារចនាសម្ព័ន្ធនិងលើកស្ទួយឬក៏កែតម្រង់ប៉ុណ្ណាផងសប្តាហ៍នេះយើងដឹងហើយនៅពេលដែលទៅជាប់ត្រីទឹកផុករកទឹកផឹកអត់បាននេះកូនអ្នកមានទាំងអស់ហ្នឹងទៅស៊ូអញ្ចឹងបានអីវាអត់បានទេប៉ុន្តែខ្ញុំលើកទឹកចិត្តម្ដងទៀតបងប្អូនខ្ញុំគ្រប់គ្រងសាររបស់លោកទាសីហាទេតកតងរឿងកាតព្វកិច្ចយោធាប្រទេសណាក៏ប្រជាពលរដ្ឋយើងត្រូវតែស្មោះនឹងកាតព្វកិច្ចយោធាយើងត្រូវចូលរួមការពារជាតិរបស់យើងព្រោះមេដារបស់យើងអត់មានរឿងអីដែលត្រូវរាថយទេវាអត់មានអីត្រូវមន្ទិលទេហើយវាជាមោទនភាពរបស់ជាតិបានចូលបម្រើទ័ពបើសិនជាខ្ញុំនៅប្រទេសកម្ពុជាអាយុប៉ុណ្ណឹងក៏ខ្ញុំស្ម័គ្រចិត្តចូលទ័ពដែរក៏ប៉ុន្តែរឿងដែលសំខាន់ថាតើចូលទៅនឹងវិស័យការពារជាតិយើងកែតម្រង់បានប៉ុណ្ណាទៅហើយឬក៏នៅដដែលទេឬក៏រឿងយើងចង់តែរើសមកតើប្រាក់ខែហ្នឹងនៅតែ100 200ឬក៏200ជាងនឹងដដែលទេតើមានឡើងដល់500 1000នៅហើយតើយើងពង្រឹងស្អីគេខ្លះយើងកែហេដ្ឋារចនាសម្ព័ន្ធហ្នឹងបានហើយថវិកាជាតិក្នុងវិស័យការពារជាតិហ្នឹងយើងគុណនឹង2គុណនឹង3នៅមានតែចោះទៀត3ឆ្នាំទៅមុខទៀតថវិកាជាតិហ្នឹងរៀងថយដែរបើតាមមើលអាសេចក្តីព្រៀងហ្នឹងណាមិនដឹងមែនតែនទៅហ្មងថវិកាជាតិយើងអត់បាន1000លានដុល្លារផងហ្នឹងដូច្នេះតើយើងជួយយ៉ាងម៉េចបើសិនជាឥឡូវហ្នឹងយើងមើលទៅអត្តខត្តប៉ុណ្ណឹងឯងចោះហ្មមត្រឹមប៉ុណ្ណឹងដដែលតើយើងអាចកែអីយ៉ាងម៉េចខ្ញុំលើកទឹកចិត្តឲ្យលោកទាសីហាកែតម្រង់ប្រព័ន្ធការពារជាតិហ្នឹងជាពិសេសយោធាហ្នឹងឲ្យបានខ្លាំងក្លាបំផុតហើយខ្ញុំនៅតែលើកទឹកចិត្តថាប្រាក់ខែអ្នកណាបានតិចខ្ញុំអត់ខ្វល់បើតាហ៊ានបាន1500ម្នាក់គឺខ្ញុំពេញចិត្តលើកទឹកចិត្តហ្មងហើយប្រឹងធ្វើទៅយកលុយពីណាមកក៏ដោយពីពុកលលួយពីលួចជាតិពីណាក៏ដោយយកមកបំពោកឲ្យតាហ៊ានឲ្យច្រើន1500ដុល្លារអ្នកណាស្ម័គ្រចិត្តនឹងក្រសាលាចូលរកកន្លែងដាក់អត់បានផងមិនស្រួលដាក់1500ដុល្លារហើយតិចណាស់1500ដុល្លារមិនស្មើនឹងអ្នកវាយដូណាត់នៅស្រុកអាមេរិកធ្វើគេធ្វើតែកន្លះថ្ងៃទេមួយថ្ងៃធ្វើតែ2 3ម៉ោងគេបានដែរ1800ដុល្លារនោះហើយតាហ៊ានយើងទៅអោបកភ្លើងនៅជួរមុខការពារដែនអធិបតេយ្យ1500ហេតុអីក៏តម្លើងមិនបានបើអស់លោកតម្លើងអត់បានទេអឺកុំមកអួតថាយើងអីណាស្រឡាញ់ទាហានជួរមុខខ្លាំងអីណានោះអត់ទេតកតងនឹងរឿងមួយទៀតគឺលោកហ៊ុនម៉ាណែតរវល់រើសដុំថ្មចោលឆ្កែរឿងសញ្ញាបត្របណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point ខ្ញុំអាសូរលោកហ៊ុនម៉ាណែតដែរនិយាយឲ្យស្មោះគឺគាត់រវល់ប៉ុណ្ណឹងហ្នឹងអារវល់ការងារប្រទេសជាតិឬមួយក៏ពេលនេះគាត់មិនសូវរវល់ដែរទេព្រោះឪពុករបស់គាត់កាន់ការងារហ្នឹងពេញទំហឹងកាលលោកមុនគាត់អង្គុយនៅអាកៅអីមុខអញ្ចឹងតែឪពុកគាត់លូកដៃកាន់ចកោតគាត់នៅអញ្ចឹងទៅឥឡូវនេះប្រហែលជាឪពុកគាត់ធាក់គាត់ឲ្យទៅអង្គុយអាកៅអីនោះវិញឪពុកឡើងមកវិញចាស់ព្រិលភ្នែកអីក៏ដោយបើកហ្មងព្រោះដូចមើលទៅដូចអត់ទៅមុខអញ្ចឹងណាឥឡូវដល់ពេលគាត់សល់ពេលទៅនេះអង្គុយចុចសារលេងបណ្ដោយនេះសារនេះអារឿងព្រំដែនទុកម្ដុំសិនគឺវាយបកថៃបន្តិចថ្ងៃនេះគឺលោកហ៊ុនម៉ាណែតគាត់រវល់រើសដុំថ្មចោលឆ្កែរឿងសញ្ញាបត្របណ្ឌិតសភាយោធារបស់គាត់ហើយតាមពិតមិនមានអីដែលថាលោកហ៊ុនម៉ាណែតចោះនិយាយអត់បានទេរឿងថៃគេពលឹះព័ត៌មានអីអញ្ចឹងទៅគាត់ជាអ្នកដែលសាកសីរស់ហើយគាត់នៅណែទៅរៀននៅ West Point ហ្នឹងផងអញ្ចឹងគាត់និយាយអត់បានការពារគាត់ខ្លួនគាត់ហ្នឹងខុសមែនអត់ខុសទេតែខ្ញុំចង់ឲ្យបងប្អូនស្ដាប់លោកហ៊ុនម៉ាណែតនិយាយអីថ្ងៃហ្នឹងស្ដាប់ទៅហ្នឹងគឺដូច
ប្រហែលជាបានដីខ្លះមកពីថៃវិញដឹងតែលោកហ៊ុនម៉ាណែតនិយាយចេះម្សិលមិញខ្ញុំបានបង្ហោះសារមួយពាក់ព័ន្ធនឹងការបញ្ចប់ការសិក្សារបស់ខ្ញុំពីសាលាបណ្ឌិតយោធាអាមេរិក West Point កាលពី27ឆ្នាំមុនគឺ29ឧសភា1999គាត់និយាយរំលឹកខួប27ឆ្នាំវាសំគាត់ជួនដែរមានប្រជាពលរដ្ឋថៃមួយចំនួនចូលមកសរសេរបញ្ចេញមតិថាខ្ញុំទៅរៀននៅសាលាបណ្ឌិតយោធាសហរដ្ឋអាមេរិក West Point តាមរយៈកូតារបស់កងទ័ពថៃទេមានការបញ្ចេញមតិបែបនេះជាច្រើនលើករួចមកហើយដែលខ្ញុំមិនដែលឆ្លើយតបដោយសារតែមិនចង់យកបញ្ហានេះមកបកស្រាយនាំឲ្យវែងឆ្ងាយដោយមិនចាំបាច់ពេលនេះខ្ញុំសូមបញ្ជាក់បន្តិចដើម្បីបញ្ចប់ការយល់ខុសនេះតទៅទៀតជាចម្លើយខ្លីគឺខ្ញុំមិនទៅរៀនសាលា West Point ដោយប្រើកូតារបស់ទ័ពថៃនោះទេហេតុផលគឺសាមញ្ញចេះទី1សហរដ្ឋអាមេរិកជាប្រទេសមហាអំណាចនឹងមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការផ្ដល់អាហារូបករណ៍ទៅប្រទេសណាក៏បានដែរដោយមិនចាំបាច់យកកូតាពីប្រទេសថៃដែរទៅឲ្យបេក្ខជនប្រទេសឬក៏ប្រទេសណាផ្សេងទៅឲ្យបេក្ខជនប្រទេសណាផ្សេងទៀតដូចក្នុងករណីប្រទេសកម្ពុជាចឹងទេទី2ប្រទេសដែលទទួលបានកូតាសម្រាប់បញ្ជូនសិក្ខាកាមទៅ West Point ណាមិនមានសិទ្ធិផ្ទេរកូតារបស់ខ្លួនទៅប្រទេសណាផ្សេងទេសហរដ្ឋអាមេរិកជាអ្នកកំណត់ប្រទេសណាត្រូវទទួលបានហើយត្រូវទទួលចំនួនប្រមាណកន្លែងសម្រាប់ឆ្នាំមួយ3សញ្ញាបត្រខ្ញុំពីសាលាបណ្ឌិតយោធាឬបណ្ឌិតសភាសហរដ្ឋអាមេរិក West Point នេះណាគឺបញ្ជាក់ច្បាស់ថាជានិស្សិតយោធាពីកម្ពុជាមិនមែនពីប្រទេសថៃណាឬក៏ប្រទេសណាផ្សេងទេលក្ខខណ្ឌតម្រូវចាំបាច់សម្រាប់បេក្ខជននិស្សិតជានាយទាហានបរទេសនៅសាលាបណ្ឌិតយោធាសភាអាមេរិក West Point គឺត្រូវទទួលបានការធានាឬក៏យើងហៅថា nomination នេះគឺពីក្រសួងការពារជាតិនៃប្រទេសរបស់ខ្លួននិងការគាំទ្រឬក៏យើងហៅថា enforcement ពីស្ថានឯករដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសនោះបើសិនជាខ្ញុំប្រើប្រាស់កូតារបស់យោធាថៃដើម្បីទៅរៀននោះប្រកាសជាខ្ញុំត្រូវបានទទួលការធានាពីក្រសួងការពារជាតិថៃហើយនឹងការគាំទ្រពីស្ថានឯករដ្ឋទូតអាមេរិកប្រចាំនៅប្រទេសថៃទៅវិញសម្រាប់ខ្ញុំនៅឆ្នាំ1995បានទទួលការធានាពីក្រសួងការពារជាតិកម្ពុជានិងការគាំទ្រពីស្ថានឯករដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាមិនមែនបានមកពីខាងស្ថានឯករដ្ឋទូតអាមេរិកប្រចាំនៅថៃទេដូច្នេះបញ្ជាក់ច្បាស់ថាកូតាដែលខ្ញុំបានទៅរៀននៅ West Point គឺជាកូតាដែលសហរដ្ឋអាមេរិកផ្ដល់មកកម្ពុជាមិនមែនផ្ដល់ឲ្យថៃដោយការលើកឡើងនោះដែរតើអ្នកណាចង់បញ្ជាក់ថាតើវាពិតឬមិនពិតនោះទេសំទោសបើអ្នកណាចង់បញ្ជាក់ថាតើវាពិតឬក៏មិនពិតនោះគឺងាយស្រួលបំផុតដោយអ្នកអាចទៅសុំការបញ្ជាក់ពីក្រសួងការពារជាតិថៃឬក៏ស្ថានឯករដ្ឋទូតអាមេរិកប្រចាំនៅប្រទេសថៃដែលធ្លាប់បានធ្វើការធានាឬក៏ផ្ដល់ការគាំទ្រដល់បេក្ខជនកម្ពុជាដើម្បីទៅរៀនជំនួសបេក្ខជនថៃនៅសាលា West Point ដែរឬក៏យ៉ាងណាអ្នកក៏អាចស្វែងរកការបញ្ជាក់ផ្ទាល់ពីសាលាបណ្ឌិតយោធាសភាអាមេរិក West Point តែម្ដងក៏បានដែរក្នុងករណីនេះអញ្ចឹងខ្ញុំជឿជាក់ច្បាស់ថាគឺគ្មានករណីនោះកើតឡើងទេអញ្ចឹងចុងក្រោយចំណុចទី5លោកហ៊ុនម៉ាណែតថាខ្ញុំសង្ឃឹមថាការបញ្ជាក់នេះនឹងបញ្ចប់នៅការយល់ខុសថាខ្ញុំបានទៅរៀនសាលា West Point ដោយប្រើប្រាស់កូតារបស់កងទ័ពថៃដែលមិនមែនជាការពិតបាទតាមពិតវាជាការលើកឡើងរបស់លោកហ៊ុនម៉ាណែតនោះប្រហែលជាលោកចង់ការពារខ្លួនដែរថាកំពុងតែមានបញ្ហាជាមួយថៃគេយក credit ថៃគាត់យកកូតាពីថៃឥឡូវកូតាថៃកូតាកម្ពុជានោះវាមិនមែនជារឿងបញ្ហាអីទេតែសំខាន់គឺលោកហ៊ុនម៉ាណែតបានទៅរៀននៅ West Point មែនហើយគ្មានអ្នកណាគេទាត់ចោលទេហើយការដែលទៅរៀននៅ West Point នេះគឺបានដោយសារតែខ្សែឪពុករបស់លោកដែរជានាយករដ្ឋមន្ត្រីខ្មែរនៅពេលនោះនឹងត្រូវទទួលស្គាល់មិនមែនចូលមកប្រឡងដោយសិស្សដទៃទៀតទូទៅទេអញ្ចឹងលោកហ៊ុនម៉ាណែតក៏បាន credit ពីខ្សែឪពុកនៅក្នុងនាមជានាយករដ្ឋមន្ត្រីហើយក៏បានការដែល endorse គឺថាជួយបន្ថែមជំរុញពីខាងឯករាជ្យទូតអាមេរិកប្រចាំនៅខ្មែរប្រចាំនៅអាមេរិកឬក៏តំណាងនៅអាមេរិកមួយអីជួយនៅនឹងទៅក៏បានរៀនទៅប៉ុន្តែអត់មានបញ្ហាអីរឿងកូតាថៃកូតាកម្ពុជាអីទេអាគ្រឿងកូតាថៃហ្នឹងមែនតើហ្នឹងគឺមិនបាច់ចាំនិយាយទេវាធម្មតាកូតាកម្ពុជាវាទៅយកកូតាថៃមិនលោកហ៊ុនម៉ាណែតក៏ចំណាយពេលវេលាអត់ប្រយោជន៍ដែរតែសំណួរសួរថាចុះឥឡូវលោកទៅរៀននៅ West Point ហ្នឹងបានប្រយោជន៍អីនេះគឺជាសំណួរសំខាន់ណាសញ្ញាបត្រ West Point នេះគឺជាសញ្ញាបត្រកិត្តិយសមួយដ៏ធំធេងណាសម្រាប់ប្រជាពលរដ្ឋខ្មែរក្នុងនាមជាកូនខ្មែរតើលោកហ៊ុនម៉ាណែតយកសញ្ញាបត្រនេះធ្វើអ្វីដើម្បីកសាងគេឈ្មោះកិត្តិយសក្នុងនាមជាអ្នកដែលបានរៀននៅប្រចាំប្រទេសដែរឬទេសំណួរសួរអញ្ចឹងនៅអាមេរិកនេះការរៀនសូត្រឬអីគឺយើងមកស៊ាំនឹងប្រព័ន្ធប្រជាធិបតេយ្យប្រព័ន្ធសិទ្ធិមនុស្សប្រព័ន្ធស្អីបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ប្រព័ន្ធដឹកនាំរដ្ឋដែលមិនធ្វើបាបធ្វើទុកបុកម្នេញប្រជាពលរដ្ឋអីតើលោកហ៊ុនម៉ាណែតបានរៀនសូត្រអីខ្លះក្នុងរយៈពេលច្រើនឆ្នាំនៅសាលា West Point ខ្ញុំថាអត់បានតែសញ្ញាបត្រហ្នឹងគឺគ្មាននរណាគេទៅខ្លែងខ្លាចអីទេលោកបានរៀនចឹងមែនខ្ញុំជាសាក្សីខ្ញុំធានាខ្ញុំបានស្រាវជ្រាវឯកសារនេះច្រើនលើកខ្ញុំសរសេរព័ត៌មានច្រើនណាស់តាក់ទងនឹងរឿងសញ្ញាបត្រលោកហ៊ុនម៉ាណែតនេះគ្មានរឿងសញ្ញាបត្រខ្លែងខ្លាយឬក៏មិនបានរៀនអីទេគឺគាត់បានរៀននឹងចឹងមែនប៉ុន្តែសំណួរសួរថាតើលទ្ធផលពីការរៀនហ្នឹងពីការដែលយល់អំពីប្រព័ន្ធប្រជាធិបតេយ្យនៅអាមេរិកនោះលោកបានយកទៅធ្វើអីគេខ្លះនៅស្រុកខ្មែរ
លោកជានាយករដ្ឋមន្ត្រីតើលោកមានបានដោះលែងអ្នកទោសមនសិការឲ្យអស់ទេព្រោះប្រទេសណាក៏គេមិនដែលចាប់អ្នកទោសមនសិការដាក់គុកដែរប្រទេសប្រជាធិបតេយ្យតើលោកមានបានលើកទឹកចិត្តឲ្យមានការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ឈប់បំផ្លាញគណៈបកកាន់អំណាចប្រឆាំងឲ្យសកម្មជនគណៈបកប្រឆាំងមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិដែរទេលោកជានាយករដ្ឋមន្ត្រីមិនតឹងហ៊ាននិយាយអីទៅទប់មាត់របស់ឪពុករបស់លោកដែលជាប្រធានព្រឹទ្ធសភាក្នុងការងើបមួយវាយមួយអីផងណាលោកដេកសំដួលលមូលផ្សំគ្រិចដែរដូច្នេះតើសញ្ញាបត្រហ្នឹងមានន័យអីទៅហើយបើឥឡូវលោកមានសញ្ញាបត្រ West Point ហ្នឹងតើពេលដែលដឹកនាំប្រទេសរបស់លោកក្នុងនាមជានាយករដ្ឋមន្ត្រីហ្នឹងយើងទប់ដីថៃទប់ដីខ្មែរមិនអោយថៃវាយយកបានតែ1មីលីម៉ែត្រណាដែលយើងសច្ចាច្បាស់ថាមិនអោយបាត់ហ្នឹងតើឥឡូវថៃយកដីយើងប្រមាណដុំវាអត់មានប្រយោជន៍អីនៅក្នុងការដែលតបតអីទេតែណាស់ហើយចុះខ្ញុំនៅតែគិតថាជាភ័ព្វព្រេងវាសនាមួយសម្រាប់ខ្មែរយើងដែរដែលមានកូនខ្មែរបានទៅរៀននៅ West Point ហើយឥឡូវហ្នឹងមកកាន់ការជានាយករដ្ឋមន្ត្រីទៅទៀតអញ្ចឹងខ្ញុំសង្ឃឹមយ៉ាងមុតមមនៅពេលខ្លីៗខាងមុខនេះលោកហ៊ុនម៉ាណែតនឹងប្រើប្រាស់បទពិសោធន៍នឹងការរស់នៅសហរដ្ឋអាមេរិកយករសជាតិ hamburger ប្រជាធិបតេយ្យបែប hamburger នេះទៅអនុវត្តខ្លះកុំឲ្យប្រជាធិបតេយ្យបែបប្រហុកនៅស្រុកខ្មែរនឹងវាធំក្លិនស្អុយពេកអញ្ចឹងយើងដាក់ hamburger ខ្លះទៅឲ្យវាបន្លំទៅយ៉ាងហោចណាស់ក៏ជាឱកាសល្អសម្រាប់លោកដែរឥឡូវខ្ញុំនិយាយអំពីព័ត៌មានបន្តទៀតតកតងនឹងការដែលអួតសម្ញែងរថយន្តនៅវិមានឈ្នះខ្ញុំនិយាយមិនតាន់ផុតប្រជាពលរដ្ឋថាអូយលោកឲ្យចោះគ្នាកំពុងតែខ្វះខាតយ៉ាងនេះហើយទៅអួតឡានប្រហោះធ្វើអាស្អី donut នៅអង់គ្លេសនៅអាមេរិកគេហៅថា do donuts ហ្នឹងមិនមែនធ្វើនំ donut ទេណាមានន័យពីរពាក្យថាធ្វើអីរាល់ថ្ងៃហ្នឹងទៅ make donut បើ make donut គឺផលិតយើងធ្វើនំ donut ប៉ុន្តែ do donuts នេះមានន័យថាធ្វើដែរគឺបានន័យថាបើកឡានកវលជុំវិញកលឹងជុំវិញអាកន្លែងផ្លូវប្រសពណាមួយហ្នឹងរោអញហុយផ្សែងហ្នឹងវិលជុំវិញអញ្ចឹងគឺក្មេងៗនៅស្រុកនេះគឺគេចូលចិត្តធ្វើឲ្យយប់ឡើងអាហ្នឹងគេហៅ do donuts ខ្ញុំដំបូងខ្ញុំស្មានថា do donuts ហ្នឹងគេទៅធ្វើនំនៅហាងនំ donut តាមពិតមិនមែនទេ do donuts ហ្នឹងគឺបើកឡានកវលជុំវិញឲ្យហុយផ្សែងសឹកកង់ឡានអញ្ចឹងគឺជាការសប្បាយរបស់ក្មេងតែបើថាធ្វើ donut នំឲ្យញ៉ាំបានមែនគេហៅ make donuts ខ្ញុំចេះអង់គ្លេសមកកណោដែរប៉ុន្តែពេលខ្លះចង់ទៅសើចខ្មែរយើងច្រើនណាមក do donuts ខ្ញុំស្មានតែគាត់ធ្វើនំ donut ដើម្បីបានលុយមានណាប្រហោះបវលអាកង់ហ្នឹងពលិសចាប់ឯងហុយដីដោយខ្មែរដែរខ្ញុំភ្ញាក់ឲ្យព្រឹតខ្ញុំថាយីស្មានតែមានសាសគេទេមានខ្មែរដែរទៅធ្វើអំពើនេះតែសាសនាក៏អញ្ចឹងដែរក្មេងឈាមរាវបងប្អូនឥឡូវនេះនៅមុខអាវិមានឈ្នះដែលគេធ្វើនៅកោះកុងនោះគឺយកឡានតម្លៃរាប់សែនដុល្លារហ្នឹងយកទៅប្រវល់ប្រហុយផ្សាយហ្នឹងដើម្បីសម្ញែងថាឈ្នះកម្ពុជាឈ្នះហើយមកដល់ម៉ោងនេះគឺមានវិមានឈ្នះគឺប្រជាពលរដ្ឋខ្មែរឈ្នះតែខ្ញុំនិយាយឲ្យថាយើងចាញ់តាំង2017មកគឺខ្មែរគឺឆ្នាំ0យើងចាញ់ទៅហើយតែអានេះគេអួតចឹងទៅដើម្បីប្រាប់ថាគេអស់ចាតែក្នុងពេលជាមួយគ្នាហ្នឹងបងប្អូនថាអើយទៅអួតឡានថ្លៃចោះមើលទៅហ៊ានគ្នាអត់ទឹកផឹកអត់មានស្អីឆ្នាំសង្កូវឬក៏គ្រឿងសម្ភារៈប្រើប្រាស់អីអត់ជួយគិតគ្នាសោះម្ហូបអាហារអីអញ្ចឹងតែបងប្អូនការរិះគន់ចេះតែមានទេគ្រាន់តែថាអ្នកដែលធ្វើឲ្យគេរិះគន់ហ្នឹងគឺអត់ដែលខកខាននៅក្នុងការដែលបញ្ចេញស្អីឲ្យគេរិះគន់បានណានៅពេលដែលគេរិះគន់គឺយើងហ្នឹងគឺអត់ព្រមឈប់ធ្វើអាអំពើប្រទេសផ្ដាស់អីហ្នឹងគឺយើងធ្វើឲ្យគេរិះគន់តទៅបានហើយទៅរករឿងអ្នករិះគន់ថាគេស្អីក៏ទៅតែខ្លួនឯងធ្វើឲ្យគេទៅគ្រប់តែរឿងចឹងដែរអានិចាណាបងប្អូនតោះឥឡូវតទៅទៀតចិត្តចប់ហើយបងប្អូនអើយដល់ហើយបងប្អូនចិត្តម៉ោង12យប់ហើយសុំទោសហើយនៅសល់រឿងមកកណោឥឡូវដល់រឿងតកតងនឹងស្នងការនគរបាលខេត្តកពតការពារជំហរមិនបង្ហាញមុខមន្ត្រីសង្ស័យ32នាក់រឿងលួចគាស់វត្ថុតាងនៅប្រែចាក់ខេត្តកពតបាទរឿងនេះក៏ខ្ញុំគិតថាមកដល់ម៉ោងនេះសរសើរដែរសរសើរអាជ្ញាធរកម្ពុជាដែរជាពិសេសស្នងការដ្ឋាននគរបាលខេត្តកពតហ្នឹងដែលដុតដៃដុតជើងរហូតមកដល់ពេលនេះគឺយើងឃើញថាចាប់បានមន្ត្រីជាច្រើនអ្នកដែលជាកងរាជអាវុធហត្ថនិងមន្ត្រីនគរបាលយកទៅកសាងសំណុំរឿងដើម្បីបញ្ជូនទៅជំនុំជម្រះទោសនៅតាមផ្លូវតុលាការរឿងនេះអញ្ចេះទេបងប្អូនប្រហែលថ្ងៃនេះបងប្អូនបានដឹងហើយណាគឺស្នងការដ្ឋាននគរបាលខេត្តកពតដែលដឹកនាំដោយលោកម៉ៅដូចជាម៉ៅច័ន្ទមធុរិទ្ធបាទគាត់ចាប់ផ្ដើមវែកមុខមន្ត្រីក្នុងកងកម្លាំងរាជអាវុធហត្ថហើយនឹងនគរបាលហ្នឹង32នាក់ដែលលួចទៅគាស់អារបស់វត្ថុតាងចាប់ពីក្រុមឆបោកអនឡាញនៅបនលបែងកាស៊ីណូប្រៃចាកហ្នឹងយកទៅដាក់ទុកមិនដឹងមិនពួកគាត់ទៅនាំគ្នាស្រាយចំណងហ្នឹងស្រាយកញ្ចប់វិកខ្ចប់ហ្នឹងដែលជាវត្ថុតាងសោះហើយខ្លួនឯងជាអាជ្ញាធរមានសមត្ថកិច្ចមិនដឹងចង់ទៅលួចសម្ភារៈហ្នឹងឬក៏បំបត្តិភស្តុតាងយើងអត់ដឹង
ក៏ប៉ុន្តែដោយសារផ្ទុះរឿងនេះទៅឥឡូវនេះអភិបាលណែស្នងការដ្ឋាននគរបាលខេត្តកំពតហ្នឹងបានកំពុងតែកសាងសំណុំរឿងហើយគាត់បញ្ជាក់ថាកំពុងកសាងសំណុំរឿងបញ្ជូនមនុស្ស32នាក់ដែលជាមន្ត្រីកងរាជអាវុធហត្ថនៅនគរបាលនិងមាន4នាក់ទៀតដែលជាអ្នកសំគំនិតទៅកសាងសំណុំរឿងថានឹងបញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសក៏ប៉ុន្តែក្នុងពេលជាមួយគ្នានឹងអត់ប្រាប់ថាអ្នកមន្ត្រីនឹងជាអ្នកណាអីចឹងឲ្យអត់បង្ហាញមុខបង្ហាញអីធ្វើឲ្យប្រជាពលរដ្ឋនឹងមួម៉ៅក្តៅក្រហាយទៀតឥឡូវខ្ញុំអានអំពីការមួម៉ៅក្តៅក្រហាយរបស់ប្រជាពលរដ្ឋខ្ញុំស្រង់មតិរបស់ពួកគាត់ពីFacebook របស់អគ្គស្នងការដ្ឋាននគរបាលខេត្តកំពតនឹងទេគណនី Facebook ឈ្មោះសយសុធានិយាយចេះបញ្ចេញរូបហើយធ្វើសញ្ញាព្រាលលើមុខគាត់ទៅកុំឲ្យឃើញច្បាស់ដូចកុំឲ្យឃើញច្បាស់ទៅវាថៃក៏ចង់ឲ្យអញ្ចឹងចង់និយាយថាបញ្ចេញមកហើយដាក់មុខព្រិលអញ្ចឹងទៅអូខេគណនី Facebook ច័ន្ទធូនិយាយថាអនុវត្តច្បាប់អត់ស្មើភាពគ្នាសូមបង្ហាញមុខជនល្មើសឲ្យជាសាធារណៈឲ្យបានឃើញមុខផងទៀតអត់ស្មើភាពគ្នាប្រហែលជាគាត់សំដៅទៅលើអ្នកផ្សេងទៀតហ្នឹងបើពួកក្រុមប្រឆាំងវិញក្រុមចលនាមេដាធម្មជាតិក្រុមស្អីក៏ដោយឲ្យតែថាបានចាប់នឹងនិយាយពីសង្ឃថាដាក់ឲ្យមុខប្រពន្ធចាំងពហិឲ្យគេឃើញឲ្យដឹងថានេះក្រុមប្រឆាំងតែបើក្រុមខ្លួនវាឲ្យស្ងាត់ចឹងហើយបើថ្ងៃមុនវិញស្អីគេស្ត្រីម្នាក់ដែលស្អីឆ្លោះគ្នារឿងដដើមប្តីគ្នាណានោះពាក់អាវគណៈបកប្រជាជនអត់មានណានិយាយម្នាក់ពីរឿងគណៈបកប្រជាជននេះគឺនិយាយតែពីស្ត្រីនឹងមានប្តីមានប្អី3 4មានសហាយមានអីប្តីនឹងមានប្រពន្ធច្រើនអីចឹងទៅស្ងាត់ឈឹងរឿងអាវគណៈបកប្រជាជនបើពួកប្រឆាំងវិញមើលបើបានអាវចុងវិញវាបំលិចអូនេះពួកក្រុមប្រឆាំងពួកនោះសុទ្ធតែមានសហាយស្មន់មានអីហ្នឹងគឺមួយថ្ងៃវ៉ានិយាយតែពីរឿងស្លាកអាវគណៈបកប្រឆាំងឯងតែដល់ពេលគណៈបកប្រជាជនកម្ពុជាស្ងាត់ឲ្យជ្រាបគ្មានណានិយាយរឿងអាវបកគណៈបកប្រជាជនដែលស្ត្រីម្នាក់ដែលលួចមានសហាយប្តីគេអីចឹងតែតនៅក្នុងបណ្ដាញសង្គមឯអាហ្នឹងឯងសង្គមខ្មែរយើងអញ្ចឹងនិយាយពីអនុវត្តស្តង់ដារ100កណនីស្រនប៊ុនស្រួយគាត់ថាចុះមកដេចក៏រាសាមញ្ញគ្រាន់តែខាត់ខ្លួនភ្លាមថតរូបប្រហោះភ្លាមមិនរងចាំការស្រាវជ្រាវអីសិនទេហ្នឹងគេនិយាយកណនីបូនពូនណាគាត់និយាយថាសុំត្រឹមស្គាល់ឈ្មោះសិនក៏បានដែរអីចាំបាច់អីលាក់ដល់ថ្នាក់នេះយើងភិរមគាត់និយាយថាមានចំនួនច្បាស់លាស់ចោល32នាក់ទទួលផលចោល4នាក់ហើយទៅស្រាវជ្រាវទៀតមានន័យថានឹងមានច្រើនជាងនឹងទៀតអញ្ចឹងលាក់ក៏លាក់ទៅក៏អត់ខ្វល់ទេសំខាន់បានន័យថានៅប្រមាណទៀតឥឡូវស្ដាប់លោកម៉ៅច័ន្ទមធុរិទ្ធវិញដែលជាស្នងការនគរបាលខេត្តកំពតក៏តបមិននៅពេលដែលប្រជាពលរដ្ឋស្អីក៏ទៅនេះគាត់ថាចេះចាំមើល3ម៉ោង4ម៉ោងមុនហ្នឹងគាត់និយាយចេះខ្ញុំសូមជម្រាបបន្ថែមចេះថាការមិនបញ្ចេញរូបជនសង្ស័យចំពោះករណីនេះតំណាងអាយកានៅបន្តធ្វើការសាកសួរនិងស្រាវជ្រាវជាបន្តទៀតចំពោះជនសង្ស័យទាំង32នាក់រួមទាំងអ្នកទទួលផលចំនួន4នាក់ដែលបានបញ្ជូនទៅរាជធានីភ្នំពេញដើម្បីបន្តនីតិវិធីមុននឹងក្រោយអ្នកពាក់ព័ន្ធនឹងត្រូវធ្វើការផ្សព្វផ្សាយមិនហួសពេលនោះទេចង់និយាយថាឥឡូវលាក់តិចតែតិចទៀតក៏ផ្សាយហើយមិនមែនគ្រាន់តែចង់ឲ្យសមត្ថកិច្ចបង្ហាញមុខជនសង្ស័យទាំងនោះនៅពេលនេះហើយត្រូវបំផ្លាញទៅដល់ការស្រាវជ្រាវនិងអ្នកពាក់ព័ន្ធផ្សេងទៀតនោះទេដូច្នេះសូមបងប្អូនយោគយល់ចំពោះករណីនេះបើសមត្ថកិច្ចមានចេតនាអ្វីមួយនោះទេសមត្ថកិច្ចបើសមត្ថកិច្ចមានចេតនាអ្វីមួយនោះគឺមិនមែនយើងខំស្រាវជ្រាវរហូតដល់ខាត់ខ្លួនជនសង្ស័យ32នាក់រួមទាំងអ្នកទទួលផលបន្ថែម4នាក់ទៀតនោះឡើយនៅប៉ុណ្ណឹងក៏ប្រជាពលរដ្ឋអត់ស្ងប់ដែរជួលពេញបណ្ដាញសង្គមទៀតគាត់ថែមមកមួយម៉ាត់ទៀត2ម៉ោងក្រោយ1ម៉ោងក្រោយគាត់ថាចេះទៀតលោកម៉ៅច័ន្ទមធុរិទ្ធគាត់ថាចេះសមត្ថកិច្ចយើងខ្ញុំសូមទទួលយកនៅការរិះគន់គ្រប់បែបយ៉ាងពីបងប្អូនប្រជាពលរដ្ឋទាំងអស់ចំពោះការមិនទាន់បង្ហាញរូបជនសង្ស័យក្នុងអំពើលួចវត្ថុតាងទាំងអស់នោះសមត្ថកិច្ចយើងខ្ញុំមិនអាចឲ្យករណីមួយនេះចប់ដោយស្រួលនោះទេនគរបាលយុតិធម៌នៅតែបន្តធ្វើការងារតាមការណែនាំរបស់អាយកាបន្តទៀតបងប្អូនខ្ញុំនិយាយមែនតើណាបងប្អូនពេលខ្លះក៏លើសដែរបងប្អូនសាធារណជនទូទៅនឹងនៅពេលដែលយើងលូកដៃចូលក្នុងកិច្ចការសមត្ថកិច្ចច្រើនពេកព្រោះធម្មតានៅក្នុងដំណាក់កាលស៊ើបអង្កេតគេមានការងារសម្ងាត់គេច្រើនដែរគេត្រូវលាក់គេត្រូវប្រាប់ពួកបើយើងប្រាប់អស់ចឹងទៅបើសិនជាជនសង្ស័យនឹងឃើញមុខឃើញអីចឹងទៅឃើញឈ្មោះអ្នកដែលជាអ្នកពាក់ព័ន្ធនឹងដឹងខ្លួនរត់គេចខ្លួនអស់ទៅពិបាកចាប់មកឲ្យបានអស់អានេះនៅក្នុងកិច្ចការនីតិវិធីតុលាការគឺគេរក្សាភស្តុតាងនិងការស៊ើបអង្កេតដែលកំពុងតែកើតឡើងបែបនេះគឺគេរក្សាការសម្ងាត់ច្រើនដូច្នេះបងប្អូនកុំសូវទៅពេកអីទុកឲ្យសមត្ថកិច្ចគាត់ធ្វើខ្លះទៅក៏ខំដែរតើសារគាត់ទៅតែខំចាប់ប៉ុន្តែសមត្ថកិច្ចហ្នឹងក៏អញ្ចឹងដែរកុំអាដែងថាពេលដែលចាប់បានគ្នាឯងអញ្ចឹងសុទ្ធតែលាក់មុខដល់ពេលគ្នាគេប្រជាប្រដ្ឋសាមញ្ញគ្មានការដែលគ្នាមានមេធាវីការពារឬអីហ្នឹងគឺបរហាញសំបីអនិច្ចជនអីហ្នឹងក៏ស្អីឲ្យបោចសក់បោចស្អីហ្នឹងគឺអើយចឹងយើងកាត់បន្ថយអាហ្នឹងឲ្យបានដូចគ្នាទៅដើម្បីស្ដារទាំងអស់គ្នាខ្ញុំគ្រប់គ្រងទេអត់អីទេបាទឥឡូវបន្តទៅទៀតបងប្អូនការបោះឆ្នោតសំទោសចិត្តអស់ឲ្យបងប្អូននៅសល់តែ2រឿងទៀតទេតោះនៅជាមួយគ្នាបន្តិចទៀតការបោះឆ្នោតជុំជម្រុះនៅរដ្ឋកាលីហ្វ័រញ៉ា
នឹងបិទបញ្ចប់នៅថ្ងៃទី2ខែមិថុនាខាងស្អែកនេះហើយបងប្អូនព័ត៌មាននេះគឺសម្រាប់តែបងប្អូននៅទីក្រុងឡុងប៊ិចទេណាព្រោះអីការបោះឆ្នោតបឋមឬក៏ជុងជំរុះនៅរដ្ឋ California នេះគេធ្វើ4-5ថ្ងៃហើយតែថ្ងៃបង្ហើយគឺថ្ងៃទី2ខែមិថុនាបងប្អូនត្រូវទៅបោះឆ្នោតជុំជំរុះនេះដោយសារតែនៅខែវិច្ឆិកាឆ្នាំ2026ចុងឆ្នាំនេះគឺការបោះឆ្នោតផ្ដាច់ព្រាត់រួមគ្នានឹងការបោះឆ្នោតពាក់កណ្ដាលអាណត្តិដើម្បីទម្លាក់ឬក៏ទុកលោក Donald Trump ឲ្យនៅតជាប្រធានាធិបតីផងអញ្ចឹងហើយបានជាជុងជំរុះនេះគេនឹងយកបេក្ខជនដែលជាប់ដើម្បីយកទៅចូលក្នុងជុងផ្ដាច់ព្រាត់នេះអញ្ចឹងនៅរដ្ឋ California គឺបោះឆ្នោតជ្រើសរើសបេក្ខជនមានដូចជាអភិបាលក្រុងអភិបាលរដ្ឋចៅសង្កាត់និងក្រុមប្រឹក្សាផ្សេងក្នុងសាលារៀនប៉ូលីសអីចឹងច្រើនមានប្រហែលជា8ទំព័រណោះបញ្ជីឈ្មោះហ្នឹងច្រើនណាបងប្អូនប៉ុន្តែអ្វីដែលចងចាំគឺនៅរដ្ឋ California នៅជាពិសេសទីក្រុងឡុងប៊ិចគឺលោក Rex Richardson ដែលជាអភិបាលក្រុងសប្តាហ៍ថ្ងៃនេះដោយសារគាត់ផុតអាណត្តិនៅចុងឆ្នាំនេះហើយអញ្ចឹងគាត់ឈរឈ្មោះជាអភិបាលក្រុងម្ដងទៀតអញ្ចឹងបើសិនជាបងប្អូនគ្រប់គ្រងលោក Rex Richardson ឲ្យឈរឈ្មោះជាតំណាងចៅអភិបាលក្រុងម្ដងទៀតមួយអាណត្តិទៀតយើងទៅបោះឆ្នោតនៅថ្ងៃកុំឲ្យផុតថ្ងៃទី2ខែមិថុនាហ្នឹងចំណែកឯអ្នកស្រីស៊ូលីសារ៉ូឬក៏ចៅសង្កាត់ដតីទៀតទាំង9នាក់គឺអត់មានត្រូវបោះឆ្នោតអីទេព្រោះគាត់អត់ទាន់ផុតអាណត្តិដោយឡែកតែអ្នកស្រីណែ Johnny Ricks OD ដែលជាចៅសង្កាត់លេខ9នៅសង្កាត់នៅផ្នែកខាងជើងនៃទីក្រុងឡុងប៊ិចនេះគឺគាត់ផុតអាណត្តិនៅចុងឆ្នាំនេះហើយដូច្នេះគាត់ត្រូវឈរឈ្មោះបោះឆ្នោតសុំធ្វើជាចៅសង្កាត់មួយអាណត្តិទៀតអញ្ចឹងគាត់នឹងមានឈ្មោះនៅក្នុងបញ្ជីឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អញ្ចឹងបងប្អូនណាគ្រប់គ្រងអ្នកស្រី Johnny Ricks OD ហើយគាត់ជាសម្ព័ន្ធមិត្តជិតស្និទ្ធជាមួយអ្នកស្រី Suli Saro ដែរដែលគ្រប់គ្រងអ្នកស្រីអញ្ចឹងកុំភ្លេចទៅបោះឆ្នោតគ្រប់គ្រងអ្នកស្រី Johnny ទៅមិនខុសបំណងទេព្រោះគាត់កសាងតំបន់យើងនៅសហគមន៍ខ្មែរបានច្រើនដែរអញ្ចឹងកុំឲ្យហួសថ្ងៃ2ហើយនឹងមានប៉ូលីសមានអីច្រើនទៀតបងប្អូនមើលតាមការគួរបាទខ្ញុំស្លេះត្រឹមប៉ុណ្ណឹងតើតើនឹងរឿងការបោះឆ្នោតចំណែកឯលោកត្រាំព័ត៌មានចុងក្រោយបងប្អូនគឺតកតងនឹងលោកត្រាំចេញពីបន្ទប់ស្ថានភាពដៃទទេរឿងអ៊ីរ៉ង់រឿងអ៊ីរ៉ង់នេះគឺបងប្អូនឲ្យដូចឆ្មាកដោអញ្ចឹងដែលខ្ញុំប្រាប់អញ្ចឹងគឺថាវល់មែនតើឥឡូវនេះគឺម្សិលមិញលោកត្រាំបើកកិច្ចប្រជុំបន្ទាន់មួយគេហៅថាកិច្ចប្រជុំបន្ទប់ស្ថានភាពដែលគាត់ហៅមន្ត្រីក្រាក់របស់គាត់មកជុំគ្នាដើម្បីសម្រេចចុងក្រោយថាតើត្រូវដោះស្រាយយ៉ាងម៉េចពីរឿងសង្គ្រាមនៅអ៊ីរ៉ង់នេះត្រូវវាយឬត្រូវចរចាឬក៏ត្រូវពន្យាពេលនៃបទឈប់បាញ់ព្រោះអីសេចក្តីព្រៀងនៃបទឈប់បាញ់បានត្រៀមរួចទៅហើយមានអនុសារណៈនៃការយោគយល់គ្នាដែលគ្រោងថានឹងឈប់បាញ់បាន60ថ្ងៃទៀតហើយនឹងបើកច្រកហ័រមូសហើយតកតងនឹងការជជែកពីរឿងអាវុធបរមាណូរបស់ថៃណែអ៊ីរ៉ង់ហ្នឹងគឺទុកសិនឲ្យឈប់បាញ់60ថ្ងៃហើយចរចាបដាក៏ប៉ុន្តែស្រាប់តែថ្ងៃម្សិលមិញនេះគឺគាត់កោះប្រជុំបន្ទាន់បន្ទប់ស្ថានភាពដើម្បីនិយាយអំពីតើត្រូវដោះស្រាយយ៉ាងម៉េចព្រោះអ៊ីរ៉ង់មើលទៅចំហរឿងអាវុធបរមាណូហ្នឹងគឺអត់ដាច់ស្រេចសោះហាក់បីដូចជានៅអល់ឯងច្រើនអញ្ចឹងបានលោកត្រាំអត់ព្រមម្សិលមិញគាត់ចេញសារថាបើអ៊ីរ៉ង់អត់ព្រមទេគឺដាច់ខាតអត់មានបទឈប់បាញ់ឬក៏អត់មានកិច្ចព្រមព្រៀងនឹងទេឥឡូវនេះក៏ប្រជុំចេញមកអត់មានលទ្ធផលអីទាំងអស់ដៃទៅទេដោយសារអីអ៊ីរ៉ង់នៅតែបញ្ជាក់ចំហថារឿងអាវុធបរមាណូនេះអត់ទាន់យកមកជជែកទេសូមឲ្យមានបទឈប់បាញ់សិនហើយគាត់ថាអាមេរិកហ្នឹងដាក់សំណើហួសហេតុពេកអ៊ីរ៉ង់យកអត់បានព្រោះអីរឿងអាវុធបរមាណូគាត់ថាអាបរមាណូសម្រាប់បល័យលោកគឺអាហ្នឹងគឺអ៊ីរ៉ង់អត់ពិបាករំលាយចោលទេប៉ុន្តែអាវុធបរមាណូដែលសម្រាប់ផលិតអគ្គិសនីសម្រាប់មនុស្សសម្រាប់ប្រើប្រាស់ដើម្បីផ្គត់ផ្គង់ស៊ីវិលសោះក៏យកទាំងអស់អត់ឲ្យផលិតអាវុធអត់ឲ្យផលិតគ្រាប់បែកអីសោះទាំងអស់អញ្ចឹងអ៊ីរ៉ង់អត់ព្រមថាអាមេរិកខូចលើសហួសហេតុពេកឥឡូវលោកត្រាំថាបើអត់អញ្ចឹងគឺអត់មានកិច្ចចរចាព្រមព្រៀងអីទេគឺត្រូវតែបំផ្ទុះអ៊ីរ៉ង់អញ្ចឹងទៅបងប្អូនយើងចាំមើលតទៅទៀតវាបានតែប៉ុណ្្នឹងឯងវាទៅមកវល់តែយ៉ាងណាគឺសម្រាប់ខ្លះទៅបងប្អូនម៉ោង12កណ្ដាលទៀតហើយខ្ញុំអរគុណណាស់ដែលបងប្អូននៅស្ដាប់ការសូមទោសបងប្អូនផ្លត់ស្នៀតតតែបាននៅពេលដែលចិត្តផ្សាយចប់ទៅហើយខ្ញុំភ្លេចបិទ airplane mode ធ្វើមានបងប្អូនទេមកចូលមកគឺកាំងសៀញមួយផ្លែតហ្នឹងតាមពិតអស់ហើយអត់មានអីផ្សេងទៀតទេខ្ញុំគ្រាន់តែជម្រាបលាបងប្អូនត្រឹមប៉ុណ្ណេះជួបគ្នានៅរាត្រីថ្ងៃស្អែកទៀតតាមពេលវេលានឹងម៉ោងដដែលហើយដោយសារតែរាត្រីថ្ងៃអាទិត្យផ្អែមបន្លែយូរទៀតហើយអញ្ចឹងបងប្អូនអាចនឹងតាមដានអស់ល្ងុយប៉ុន្តែបើសិនកុំឲ្យអស់ល្ងុយយូរចាំមើលការផ្សាយឡើងវិញរបស់ខ្ញុំឬក៏ចូលមកមើលក្នុង YouTube ណារ៉េតមួងហើយខ្ញុំសូមសំណូមពរបងប្អូនទាំងអស់សូមមេត្តាចូលទៅមើលវីដេអូពេញរបស់ខ្ញុំនៅក្នុង YouTube របស់ណារ៉េតមួងទៅជាជាងការស្ដីបន្តិចជេរខ្ញុំអ៊ំចាស់ជាពិសេសតែមករករឿងខ្ញុំគ្រប់ពេលថា
ហេតុអីបានមួងណារ៉េតសរសេរចំណងជើងអញ្ចឹងហើយផ្សាយព័ត៌មានផ្សឹងហើយចំណងជើងនឹងសរសេរដាក់អក្សរធំសរសេរខុសប៉ាតណាប៉ាតណីខូចcredit ខូចអីខូចឈ្មោះអីអស់ខ្ញុំអរគុណដែលអាណិតស្រឡាញ់ខ្ញុំប៉ុន្តែចំណងជើងធំចំណងជើងអីដែលគេយកទៅកាត់ខ្លីៗអីហ្នឹងខ្ញុំអត់អាចគ្រប់គ្រងបានទេរាប់ពាន់រាប់ម៉ឺន channel គេយកទៅបោះខ្ញុំទៅធ្វើឲ្យខ្ញុំទៅគ្រប់គ្រងគេយ៉ាងម៉េចទៅខាត់គេមិនបានមានតែវិធីតែមួយគត់គឺបើចង់ដឹងរបស់ពិតរបស់ original គឺចូលមកមើល YouTube របស់មួងណារ៉េតដែលមាន search ទៅបងប្អូនវាយឈ្មោះខ្ញុំក៏បានដែរក្នុង Google ហ្នឹងដាក់សរសេរអក្សរខ្មែរហ្មងមួងណារ៉េតមកស្រអួរនឹងងណស្រអារស្រឡាប់ពីស្រអេនឹងតហើយ search ទៅហើយនៅលើគេហ្នឹងចុចទៅ subscribe ឬក៏អីឬក៏មិន subscribe ក៏បានដែរចុចទៅមើលវីដេអូពីក្នុងហ្នឹងហ្មងអាទាំង live ទាំងអាផ្សាយឡើងវិញហ្នឹងឲ្យតែមានរូបថតខ្ញុំមានឈ្មោះខ្ញុំមានអីស្រួលបួលជារបស់ខ្ញុំកុំឃើញអ្នកណាដាក់ថា narrate មួង talk show ឯងមិនមែនរបស់ខ្ញុំទេបងប្អូនខ្ញុំអត់មាន Facebook ណាផ្សេងទៀតអត់មាន YouTube ណាផ្សេងក្រៅពីអ្វីដែលមានទេបងប្អូនឃើញទាំងអស់ជុំវិញពិភពលោកហ្នឹងគឺគេយកទៅផ្សាយបន្តទេហើយបើគេសរសេរខុសទៅសេអីកុំរករឿងមួង narrate បើថាមកមើលដល់ YouTube របស់មួង narrate ហើយខុសអាហ្នឹងទទួលខុសត្រូវ 100% សុំទោសតែខ្ញុំប្រឹងណាស់អត់មានឲ្យខុសទេខ្ញុំកែខ្ញុំអីបងប្អូនណែនាំតែអ្នកផ្សេងទៀតខ្ញុំកែមិនបានព្រោះគេយកទៅគេខុសតែពីអញ្ចឹងទៅបងប្អូនណាអាណិតកុំរករឿងខ្ញុំអីអញ្ចឹងខ្ញុំទៅជួយមិនបានខ្ញុំសូមខន្តីអភ័យទោសដែលរឿងនឹងកើតឡើងប៉ុន្តែខ្ញុំគ្រប់គ្រងគេអត់បានដែរសូមអធិស្ឋានតែបើមកគ្រប់គ្រងដល់កន្លែងខ្ញុំហ្មងហើយខ្ញុំខុសខ្ញុំនឹងកែតាមសម្រួលអរគុណច្រើនបងប្អូនសូមជម្រាបលា